បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី26ខែកក្កដាឆ្នាំ2026ហើយនៅថ្ងៃ26កក្កដានេះខ្ញុំមានព័ត៌មានបង្អែមលាងមាត់មកផ្ទះធំដែលនឹងជម្រាបជូនបងប្អូនហើយសូមអធិស្ឋានផងការផ្សាយនេះគឺយប់ជ្រៅមែនតើហើយព្រោះម៉ោងនេះម៉ោង11យប់ទៅហើយនៅប្រទេសកម្ពុជាទម្រាំតែខ្ញុំផ្សាយចប់គឺបាននេះតែឆ្លងចូលដល់ថ្ងៃច័ន្ទហើយនៅស្រុកខ្មែររំលងអាទិត្យហើយខ្ញុំសូមអធិស្ឋានដោយសារតែការផ្សាយយឺតយ៉ាវនេះគឺថ្ងៃអាទិត្យជាធម្មតាទី1ខ្ញុំអត់ធ្វើការទី2គឺដោយសារតែល្ងាចថ្ងៃសៅរ៍ខ្ញុំមានកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ច្រើនដែរនិយាយឲ្យស្មោះត្រង់យប់មិញជប់លៀងមកយប់ទល់ភ្លឺបាទអឺជីវិតសាមញ្ញណាមុងណារីនេះគឺជីវិតសាមញ្ញដូចតែបងប្អូនដែរស្រឡាញ់ការងារទឹកដីជាតិមាតុភូមិយើងបញ្ហាដោះស្រាយនៅក្នុងសង្គមចូលរួមផ្សាយព័ត៌មានពិតតាក់ទងនឹងរឿងកម្ពុជាតែជីវិតឯកជនរបស់មុងណារីនេះគឺសាមញ្ញណាស់គឺត្រូវការពេលសប្បាយត្រូវការច្រៀងត្រូវការកំសាន្តអារម្មណ៍កុំឲ្យ stress ច្រើនពេកដែរតែយប់មិញជប់លៀងមកយប់ទល់ភ្លឺអញ្ចឹងទៅមកជ្រុលពេលវេលាខ្លាំងដែរហើយមកក៏ស្រាវជ្រាវព័ត៌មានយ៉ាងច្រើនដែលនឹងជម្រាបជូនបងប្អូនតាមចិត្តចង់នោះគឺថាគួរតែសម្រាប់ថ្ងៃអាទិត្យអីមួយពេលទៅឬក៏សៅរ៍អាទិត្យហ្នឹងគួរសម្រាប់អីខ្លះទៅផ្សាយផ្ទាល់អីមួយខែ30ថ្ងៃយ៉ាងនេះក៏ប៉ុន្តែនៅតែគិតថាព័ត៌មានច្រើនដែរអញ្ចឹងពិបាកខ្លួនឯងតិចចោះកុំឲ្យបងប្អូនខកព័ត៌មានដែលផ្សាយប្រចាំថ្ងៃដូច្នេះអញ្ចឹងមានការយឺតយ៉ាវបន្តិចតួចសូមបងប្អូនខន្តីអភ័យទោសឲ្យខ្ញុំហើយបងប្អូននៅស្រុកខ្មែរដោយសារម៉ោង11ហើយងងុយសម្រានចូលទទួលទានដំណេកសិនទៅក៏បានដែរស្អែកឡើងមកមើលទៀតព្រោះការផ្សាយផ្ទាល់នេះគឺអត់ដកកវត្តចោលទៅណាឬក៏គ្មានអ្នកណាមកភ្ជុំកំភ្លើងឬក៏មកបង្ខំឲ្យមួងណារ៉េតលុបវីដេអូអីទេគឺនៅ YouTube នេះគឺនៅដាក់ផ្សាយរហូតអត់បាត់ទៅណាទេបាទគឺនៅទីនោះព័ត៌មានពិតនៅតែផ្ញើជូនបងប្អូនផ្សព្វផ្សាយរាល់ថ្ងៃហើយបង្អែមលៀងមាត់នេះនៅតែរក្សាឲ្យជារសដ៏ឈ្ងុយឆ្ងាញ់ស្ករត្នោតខេត្តកំពង់ស្ពឺគោវិតឯងឡើងឈ្ងុយខ្ទិះដូងស្លឹកចេកជូតស្អាតធ្យូងសិទ្ធិធម្មជាតិ organic ទាំងអស់បាទអត់មាន AI អត់មានប្រើគីមីប្រើជាតិពុលអីទេបាទអញ្ចឹងហើយទទួលទានដោយឥតគិតថ្លៃទៅទៀតបាទទោះអត់ងងុយមកយប់ទៅភ្លឺយ៉ាងណាក៏ខ្ញុំនៅតែផ្ដល់ព័ត៌មានដោយឥតគិតថ្លៃនេះជារៀងរហូតដើម្បីឲ្យបងប្អូនបានទទួលមួយចំណែកណានោះដែលជាធម្មទានសម្រាប់សតិបញ្ញាហើយម្ដងទៀតមួងណារ៉េតនិយាយអីឲ្យមួងណារ៉េតនិយាយចោះកុំទៅជឿមួងណារ៉េតគ្រប់10យកទៅថ្លឹងថ្លែងពិចារណាផ្ទៀងផ្ទាត់ជាមួយព័ត៌មានផ្សេងៗដែលបងប្អូនមានហើយបើសិនជាព័ត៌មានទាំងនោះផ្ទុយពីអ្វីដែលមួងណារ៉េតនិយាយសូមផ្ញើសារឲ្យមួងណារ៉េតដឹងផងដើម្បីកែផ្ទៀងផ្ទាត់កុំឲ្យខុសទាំងអស់គ្នាជាជាងអាចេកធ្លាក់ទឹកហើយនឹងអង្គុយឲ្យមួងណារ៉េតអត់ត្រូវការសរសើរឲ្យស្លាប់ទេតែសូមឲ្យបង្អាប់ឲ្យរស់បាទឥឡូវនេះដើម្បីកុំឲ្យខាត់ពេលយូរគឺព័ត៌មានបង្អែមលាងមាត់មួយយប់នេះគឺនឹងមានច្រើនហើយថ្ងៃនេះមកយប់ទៅភ្លឺមកដល់វិញត្រូវការបោះពុម្ពឯកសារម៉ាស៊ីន print របស់ខ្ញុំហ្នឹងគឺថាវាឈឺដែរម្ចាស់អាឡ័យតែរវល់ជប់លៀងមកយប់ទៅភ្លឺមកវិញម៉ាស៊ីន print ហ្នឹងក៏វាកិច្ចកក់តែអញ្ចឹងទៅខ្ញុំដាក់រវល់រៀងច្រើនតែមិនអីទេនៅតែមាន plan B មានអា plan A ហ្នឹងគឺត្រូវបោះពុម្ពឯកសារយកមកអានតាន់ក៏អានបើមិនអានតាន់ទេអានចេញពីកុំព្យូទ័របើកុំព្យូទ័រកាំងអានចេញពី iPad បើ iPad កាំងអានចេញពីទូរស័ព្ទដូច្នេះព័ត៌មាននៅតែមានទេគ្រាន់តែថាវាមិនរលូនដូចតែរាល់ដងបាទអញ្ចឹងព័ត៌មានទី1ទៅមុនគឺមេតបថៃយកកិច្ចព្រមព្រៀងឈប់បាញ់អ្នកណានៅត្រង់ណានៅត្រង់ហ្នឹងមកសង្កត់កកម្ពុជាជាថ្មីកម្ពុជាស្នើឲ្យថៃឈប់បង្កើតលេសពន្យាពេលវាស់វែងខណ្ឌសីមាព្រំដែនតទៅទៀតសាររបស់តារា Hollywood លោកស្រី Angelina Jolie រឿងជនភៀសសឹកខ្មែរចាក់ដោតបេះដូងយោធាថៃប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលកម្ពុជានាំគ្នាបន្តផ្សាយព័ត៌មានប្រឌិតរឿងចំនួនភ្ញៀវទេសចរបរទេសទៅលេងថៃអ្នកកសែតត្ររដ្ឋាភិបាលកម្ពុជាផ្កាប់មុខក៏កំពុងតែរងគ្រោះរឿងផ្សាយបញ្ហាតវ៉ារបស់កងទ័ពមិនបានបាត់នៀកពាន់អស់ពឹសធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ងាច់សរសើរស្នាដៃអ្នកនិពន្ធទំនុកច្រៀងដែលចែកឋានទៅហើយស្ត្រីខ្មែរដ៏ក្លាហានទម្លាយរឿងកប់ជាង50ឆ្នាំមកហើយអំពីការជួយគ្នានៅក្នុងគ្រាក្រអាមេរិកស្វាគមន៍វេណេស៊ុយអេឡាដែលដកខ្លួនចេញពីសមាជិកតុលាការអន្តរជាតិ ICC លោកត្រាំចំអកដាក់អ្នកសារព័ត៌មានថាបើអត់ពីគាត់ស្ថាប័នទាំងអស់នេះនឹងដាច់ដៃរដ្ឋមន្ត្រីអប់រំឥណ្ឌាលាចាកចេញពីតំណែងក្រោយផ្ទុះការតវ៉ារឿងបែកធ្លាយវិញ្ញាសាប្រឡងរឿងរើសមន្ត្រីរាជការមន្ត្រីរដ្ឋការនិងលោកត្រាំថាសង្គ្រាមជាមួយអ៊ីរ៉ង់ជិត1ខែទៀតបញ្ចប់និងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានរៀងច្រើនមែនហើយព័ត៌មានដែលច្រើននេះខ្ញុំច្បាស់ណាស់ថានឹងអាចជម្រាបជូនបងប្អូនចប់ដើមដោយសារតែថ្ងៃអាទិត្យខ្ញុំអត់ធ្វើការទេហើយម្យ៉ាងទៀតគឺដូចថាមានម៉ោងមានពេលវេលាគ្រប់គ្រាន់ដែលខ្ញុំអត់ប្រញាប់ប្រញាល់ទៅណាផងអញ្ចឹងនឹងនៅផ្អែមបន្លែអញ្ចឹងបើខ្ញុំសូមជម្រាបថាបងប្អូនដែលដាច់យប់អីបងប្អូនទទួលទានដំណេកចុះខ្ញុំទុកស្ដាប់ពេលស្អែកក៏បានដែរអញ្ចឹងព័ត៌មានទី1ទៅនេះតកតងនឹងមេតបថៃយកបញ្ហាដែលព្រំដែនយើងហ្នឹងគឺយកអាប័ណ្ណឈប់បាញ់ហ្នឹងណាយកមកសង្កត់កកម្ពុជាទៀតហើយគឺដែលយក head Paul ថានៅត្រង់ណាត្រង់ហ្នឹងក៏ប៉ុន្តែរឿងមេតបថៃនេះខ្ញុំនឹងបញ្យល់បន្តិចព្រោះវាស៊ីគ្នាជាមួយនឹងព្រឹត្តិការណ៍ថ្មីកាលពីថ្ងៃ24ខែកក្កដាឆ្នាំ2026នេះលោកស្រី Angelina Jolie ដែលជាតារា Hollywood ហើយមានសញ្ជាតិកម្ពុជាផងដែលមែនតើទៅលោកស្រី Angelina Jolie នេះគឺស្រឡាញ់ប្រទេសកម្ពុជាអស់ពីបេះដូងហើយដោយសារតែគាត់ក៏បានហៅឬក៏ចាត់ទុកប្រទេសកម្ពុជាគឺជាមាតុភូមិដ៏ជាទីស្រឡាញ់របស់គាត់ដែរដោយសារតែទី1គាត់មានសញ្ជាតិកម្ពុជាដែលបានទី2គឺគាត់បានសុំកូនចិញ្ចឹមដែលជាជនជាតិខ្មែរនៅខេត្តបាត់ដំបងគឺ Maddox ដែលមកដល់ឆ្នាំនេះវ័យ24ឆ្នាំទៅហើយតំណាលកូនបងរបស់ខ្ញុំបើចង់និយាយកូនប្រុសច្បងរបស់ខ្ញុំអញ្ចឹងនៅក្នុងនេះគឺ Angelina Jolie មករយៈពេលនេះ
គឺមានមនោសញ្ចេតនាជាមួយនឹងប្រទេសកម្ពុជាខ្លាំងមិនមែនតែពេលហ្នឹងទេតាមពិតគាត់ស្រឡាញ់កម្ពុជាតាំងពីយកលុយរាប់លានដុល្លារមកវិនិយោគដើម្បីអភិរក្សព្រៃនៅតំបន់សំឡូតបងប្អូនប្រហែលជានៅចាំហើយម្ដុំដើមឆ្នាំ2000នៅក្នុងទសវត្សរ៍ឆ្នាំ2000ហ្នឹងដើមឆ្នាំជាង20ឆ្នាំហើយដែលគាត់វិនិយោគលុយ$1.5 លាននៅក្នុងមួយឆ្នាំសម្រាប់ធ្វើគម្រោងអភិវឌ្ឍឬក៏មិនថាអភិវឌ្ឍទេអភិរក្សថែរក្សាការពារព្រៃការកាប់បំផ្លាញព្រៃឈើការបាញ់បរបាញ់សត្វដោយខុសច្បាប់អីនៅតំបន់សំឡូតហ្នឹងគឺផ្ទៃដី600,000 ហិកតាធំណាស់ដែលតាមពិតផ្ទៃដីហ្នឹងគឺមាននៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យអ្នកស្រីលោកស្រី Angelina Jolie ហ្នឹងមានសិទ្ធិគ្រប់គ្រងគម្រោងហ្នឹងនៅក្នុងដែនដីរបស់ខ្មែរមិនមែនជាដីរបស់គាត់ទេប៉ុន្តែជាដីក្នុងអនុក្រឹត្យរបស់កម្ពុជាតែផ្ដល់សិទ្ធិស្របច្បាប់ឲ្យលោកស្រី Angelina Jolie ហ្នឹងគឺអនុវត្តគម្រោងអភិរក្សថែរក្សាព្រៃនៅតំបន់ហ្នឹងអញ្ចឹងទៅអញ្ចឹងគាត់ចំណាយលុយច្រើនណាស់ហើយខ្ញុំនឹងនិយាយសាវតារបស់លោកស្រីបន្តិចរហូតដល់ចុងក្រោយគាត់បានទិញដីមួយកន្លែងទៀតប្រហែលជា7 ហិកតាជាង7 ហិកតាកន្លះណោះនៅតំបន់សំឡូតហ្នឹងគឺទិញពីមេខ្មែរក្រហមដែលគាត់យកមកធ្វើជាផ្ទះនៅក្បែរមាត់អូផងហើយជាស្នាក់ការសម្រាប់គម្រោងអភិរក្សព្រៃឈើនឹងផងតើមានរឿងយ៉ាងម៉េចហេតុអីបានជាអ្នកស្រីលោកស្រី Angelina Jolie ជ្រើសរើសមកនៅកម្ពុជាឥឡូវនេះគាត់ចាប់ផ្ដើមរើពីអាមេរិកទៅនៅស្រុកខ្មែរតែម្ដងដោយសារតែគាត់មានចំនួនប្តីប្រពន្ធជាមួយនឹងលោក Brad Pitt ដែលជាអតីតស្វាមីរបស់គាត់នោះហើយឆ្លោះគ្នាលែងលះគ្នាទៅក៏គាត់អស់អាឡោះអាល័យលែងចង់នៅ Hollywood នៅ Los Angeles ហ្នឹងទៀតក៏រើទៅនៅស្រុកខ្មែរហើយប្រហែលជាគាត់នឹងនៅទីនោះរហូតអីចឹងទៅបាទតែអ្វីដែលគាត់សម្គាល់គាត់មានសារមួយពីថ្ងៃ24ខែកក្កដាឆ្នាំ2026ហ្នឹងស្របនឹងខួបមួយឆ្នាំនៃអង្គើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាដែលធ្វើឲ្យមានជនភៀសសឹករហូតដល់ទៅជាង600,000 នាក់នៅក្នុងចំណោមជនភៀសសឹកជាង600,000 នាក់ហ្នឹងឥឡូវនេះវិលទៅលំនៅឋានវិញបានដល់ទៅជាង600,000 នាក់ហើយនៅសល់តែប្រមាណតែ20,000 នាក់តែប៉ុណ្ណោះទេក៏ប៉ុន្តែនៅក្នុងសារដែលលោកស្រី Angelina Jolie បង្ហោះនៅលើប្រព័ន្ធ Telegram របស់គាត់ហ្នឹង Instagram របស់គាត់ហ្នឹងគឺគាត់ដាក់អំពីមនោសញ្ចេតនាដ៏ឈឺចាប់តាក់ទងនឹងការនិរាសព្រាត់ប្រាសក៏ក្រុមគ្រួសារដែលរស់នៅក្នុងព្រៃសហគមន៍របស់គាត់នោះនៅតំបន់សំឡូតដោយសារតែរឿងចំនួនព្រំដែនហ្នឹងធ្វើឲ្យជនភៀសសឹកខ្មែរជាច្រើនរយគ្រួសារមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញអញ្ចឹងហើយបានជាគាត់លើកអំពីមនោសញ្ចេតនាដ៏ឈឺចាប់តាក់ទងនឹងជនភៀសសឹកហ្នឹងទៅធ្វើឲ្យរកម្មចិត្តយ៉ាងខ្លាំងដល់ទាហានថៃហើយខ្ញុំនឹងលើកអំពីរឿងនេះលម្អិតក៏ប៉ុន្តែឥឡូវនេះមុននឹងលើកពីលោកស្រី Angelina Jolie នឹងប្រវត្តិដើមតងនៃរឿងដីគាត់នៅសំឡូតនឹងការអភិវឌ្ឍឬក៏អភិរក្សនៅសំឡូតហ្នឹងនិយាយអំពីទាហានថៃនេះវិញដែលមានប្រតិកម្មខ្លាំងហើយរហូតទាល់តែលើកសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់ហ្នឹងមិនគួរណាគេចង់និយាយថាមិនគួរណាតារាល្បីៗនៅលើពិភពលោកឬក៏តារាល្បីណាផ្សេងដែលកម្ពុជាចាប់ផ្ដើមយកមកប្រើថៃគេចោទថាកម្ពុជាប្រើតារាល្បីដើម្បីថ្លែងសារនយោបាយដែលប្រឆាចពីខ្លឹមសារនៃបាត់ឈប់បាញ់ដែលធ្វើឲ្យថៃរង្គិះចិត្តប៉ុន្តែរង្គិះចិត្តយ៉ាងម៉េចគេឆ្លើយយ៉ាងម៉េចយើងគួរដឹងពីខាងគេដែរព្រោះអីតែយើងដឹងតែខាងខ្មែរយើងគឺជួនកាលយើងអត់ទៅតាន់គេទេណាបងប្អូនយើងត្រូវក្តាប់ព័ត៌មានខាងថៃឲ្យជុំបើយើងចង់ឈ្នះថៃគឺយើងក្តាប់ព័ត៌មានថៃឲ្យជុំព្រោះយើងត្រូវតែស្ដាប់ក្តាប់ព័ត៌មានសត្រូវឲ្យពេញនៅក្នុងដៃទើបអាចនឹងឈ្នះថៃបានប៉ុន្តែបើផ្ទុយទៅវិញបើយើងក្តាប់ព័ត៌មានគេមិនបានហើយទៅយើងបែរជាគិតថាទៅយកព័ត៌មានគេមកយល់ព័ត៌មានគេនឹងគឺជារឿងផ្សាយឲ្យគេអាហ្នឹងយើងចាញ់សមរភូមិ 100% ហើយខ្ញុំនឹងបញ្យល់បន្ថែមទៀតតាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលកម្ពុជាដែលជាប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលកម្ពុជាបន្តប្រឌិតព័ត៌មានអំពីបញ្ហានៅប្រទេសថៃដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទាំងតបជួមុខទាំងប្រជាពលរដ្ឋខ្មែរលងលក់នឹងសារឃោសនាប្រជាពិធនិងការប្រឌិតព័ត៌មានដែលធ្វើឲ្យយើងស្ដាប់ចម្រៀងមួយបទយ៉ាងលលឹងលលោកចុងក្រោយគឺយើងចាញ់សមរភូមិគេគ្រប់យ៉ាងតែម្ដងដោយសារតែយើងយកអយុធនាការខ្មែរក្រហមណាបងប្អូនអយុធនាការខ្មែរក្រហមអាខ្មាំងយួនអីណាដែលខ្មែរក្រហមយកមកផ្សាយដែលចូលទៅសម្លាប់ភូមិនេះអស់មួយភូមិពីរភូមិសម្លាប់តិចរាល់ភូមិនិយាយទៅអស់មនុស្សសម្លាប់ហើយដល់ពេលចុងក្រោយគេនៅពេញភូមិអាខ្លួនឯងចេះតែផ្សាយបោកយើងអត់បានត្រៀមខ្លួនចាញ់សង្គ្រាមគេតែម្ដងអញ្ចឹងខ្ញុំអត់ឲ្យប្រវត្តិសាស្ត្រនេះសាដានទេហើយយើងត្រូវនាំគ្នាថ្កោលទោសរដ្ឋាភិបាលកម្ពុជានិងឃោសនិករបស់រដ្ឋាភិបាលនេះដែលព្យាយាមផ្សព្វផ្សាយព័ត៌មានប្រជាពិធដែលចង់លួងចិត្តប្រជាពលរដ្ឋកម្ពុជាឲ្យស្អប់ថៃឬក៏មើងងាយថៃប៉ុន្តែខ្លួនឯងបែរទៅជាខ្សោយហើយអត់អាចការពារខ្លួនបានយើងចាញ់ថៃទៀតឥឡូវនិយាយពីរឿងមេតបថៃហ្នឹងគឺជាអ្នកណាមេតបថៃនេះគឺនៅប្រព័ន្ធសារព័ត៌មានថៃគឺផ្សាយចម្រុះព្រោះថ្ងៃនេះថៃគេមួម៉ៅខ្លាំងណាស់តាំងពីលឺសាររបស់ Angelina Jolie នឹងមកនៅមេតបថៃដែលនេះគឺជាប្រធានតបអាកាសបាទលោកប្រប៉ាសសុនចៃឌីលោកប្រប៉ាសសុនចៃឌីនេះមែនតើគាត់ជាអនុមេបញ្ជាការកងទ័ពអាកាសរបស់ថៃហើយក៏ជាប្រធាននៃគេហៅថាបន្ទប់ស្ថានភាពរបស់ថៃរឿងព្រំដែនផងការងារគាត់ធំណាស់គឺជាប្រធានរបស់ JIC ដែលជាបន្ទប់ស្ថានភាពព័ត៌មានក្តៅនៅព្រំដែនដែលថ្ងៃនេះគាត់និយាយថាថៃអត់ដែលធ្វើផ្ទុយពីអ្វីដែលមានព្រមព្រៀងគ្នាទេគេនិយាយចឹងគេអះអាងចឹងលោកថាថៃគោរពគោលការណ៍មនុស្សធម៌អ្នកប៉ះពាល់ជនភៀសសឹកហ្នឹងដែលថៃគេលើកឡើងមកដើម្បីការពារចំហគេថៃគេគោរពគោលការណ៍មនុស្សធម៌គេយល់អំពីកង្វល់របស់សហគមន៍អន្តរជាតិតាក់ទងនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមព្រំដែននេះក៏ប៉ុន្តែគាត់ថាអាគោលការណ៍មនុស្សធម៌នេះណាវាអត់អាចនឹងរក្សាបានទេបើសិនជាភាគីម្ខាងទៀតប្រឌិតព័ត៌មានលៀបពណ៌ឲ្យថៃណាគេចោទកម្ពុជាថាប្រឌិតព័ត៌មានលៀបពណ៌ឲ្យថៃតាមម្ខាងគ្មានការផ្ទៀងផ្ទាត់
គឺយើងចោទប្រកាន់គេដោយអត់មានការផ្ទៀងផ្ទាត់យើងយកបញ្ហាជនភៀសសឹកហ្នឹងទៅជារឿងរំជួលចិត្តរឿងមនោសញ្ចេតនាហើយចោទថាថៃរំលោភបំពានបទជបាញ់អញ្ចឹងអានេះគឺអ្វីដែលលោកប្រប៉ាសសុនចៃឌីនេះដែលគាត់ថ្លែងមកនៅក្នុងប្រព័ន្ធសារព័ត៌មានថៃហ្នឹងគាត់និយាយបន្ថែមទៀតថាអឺអ្វីដែលថៃកំពុងធ្វើនេះអានេះចឹងបន្តថាខ្ញុំនិយាយម្ដងហើយម្ដងទៀតថាយើងកំពុងតែថៃគេនឹងយកអាហ្នឹងមកជន់កយើងគឺគេយកមកមែនថៃគេថាឲ្យកម្ពុជាទៅមើលស្មារតីនៃកិច្ចព្រមព្រៀងនៃបទជបាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025នឹងឡើងវិញដែលកាលនោះមានលោកទាសីហាដែលតំណាងឲ្យកម្ពុជាពីក្រសួងការពារជាតិខ្មែរចុះហត្ថលេខាជាមួយនឹងលោកណាត់តភងណាផានិចដែលជាកាលនោះអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃក្នុងក្របខ័ណ្ឌគណៈកម្មាធិការ GBC គឺចុះកិច្ចព្រមព្រៀងដែលមាន13ខហ្នឹងគឺចំណុចមួយនិយាយថាអ្នកណានៅណាអ្នកនឹងនៅនឹងនេះអានេះដែលថៃគេយកយើងមកសង្កត់យើងខ្ញុំបានប្រាប់ឲ្យខ្ញុំនិយាយតាំងពីដើមទីមកម្លេះតាំងពីការផ្សាយដំបូងមកម្លេះថាកម្ពុជាបើយកបាត់ជប់បាញ់នេះមកនិយាយហើយទៅចោទថៃថាឈ្លានពានទឹកដីកម្ពុជាគឺយើងធ្វើនយោបាយប្រជាពិធដ្ឋហើយហេតុអីបានជាខ្ញុំថាយើងធ្វើនយោបាយប្រជាពិធដ្ឋគឺយើងប្រាប់ប្រជាពលរដ្ឋខ្មែរមិនស្មោះត្រង់អំពីបញ្ហារបស់យើងប្រាប់អំពីចំណុចដែលឲ្យប្រជាពលរដ្ឋគិតថាថៃឈ្លានពានយើងគ្រប់ចំណុចយើងត្រូវទទួលស្គាល់ថាថៃឈ្លានពានយើងគ្រប់ចំណុចចឹងមែនហើយណាយើងត្រូវទទួលស្គាល់ថាអំពើរបស់ថៃដែលឈ្លានពានកម្ពុជាយក F16 មកទម្លាក់គ្រាប់បែកផ្សែងគ្រាប់បែកចង្កោមកំទេចស្ពានស្រុកខ្មែរកំទេចវត្តអារាមសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់លាក់រហូតតតែយកចន្ទោះមកទម្លាក់គ្រាប់90គីឡូដីចូលដល់ក្នុងតំបន់ស្រីស្នំខេត្តសៀមរាបជ្រៅឆ្ងាយចូលដល់ក្នុងដែនអធិបតេយ្យកម្ពុជាសម្រាប់ប្រជាពលរដ្ឋស៊ីវិលស្លាប់ទាហានខ្មែរអស់កោជើងទាំងអស់នេះគឺសុទ្ធតែអំពើឈ្លានពានរបស់ថៃរំលោភបំពានទាំងធម្មនុញ្ញអង្គការសហប្រជាជាតិរំលោភទាំងធម្មនុញ្ញច្បាប់អន្តរជាតិនានានិងច្បាប់ធម្មនុញ្ញអាស៊ានផងរំលោភគ្រប់យ៉ាងនេះគឺជាអំពើឈ្លានពានរបស់ថៃដែលមិនអាចប្រកែកបានទេព្រោះអីថៃមិនអាចមករំលោភបំពានហើយមិនត្រឹមតែប៉ុណ្ណឹងគឺឈ្លានពានចូលក្នុងដែនអធិបតេយ្យកម្ពុជាហើយរំលោភយកដីខ្មែរច្រើនទីតាំងទៅទៀតយើងអត់ដឹងទីតាំងប្រមាណទេសប្តាហ៍នេះលោកអ៊ុំសំអានបានស្រង់ឯកសារមកថាឃើញដល់ទៅ76ទីតាំងហើយប៉ុន្តែរដ្ឋាភិបាលកម្ពុជាអត់ដែលប្រាប់ថាមានប្រមាណឲ្យប្រកាសទេដំបូងឡើយប្រាប់ថាមាន14ទីតាំងអាហ្នឹងកាលពីដើមខែមករាឆ្នាំ2026គឺបាញ់គ្នាឲ្យប្រាវក៏ប៉ុន្តែអ្វីដែលកម្ពុជាអត់ប្រាប់ប្រជាពលរដ្ឋខ្មែរឲ្យយល់ច្បាស់គឺយើងអត់ប្រាប់ពីចំណុចខ្សោយរបស់ខ្មែរដែលផ្លាត់ស្នៀតនៅក្នុងការចុះហត្ថលេខានៃបទជប់បាញ់ដើម្បីដោះដូរសន្តិភាពនិងបទជប់បាញ់ហើយយើងយកអាការជប់បាញ់ហ្នឹងថាជាជោគជ័យដ៏ធំធេងរបស់កម្ពុជាមួយយ៉ាងហោចណាស់ក៏ជប់បាញ់យ៉ាងហោចណាស់ក៏ជនភៀសសឹកជាង600,000នាក់បានវិលទៅវិញយ៉ាងហោចណាស់ក៏ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតតាមសមាជីវោលែងកិច្ចគ្រាប់យ៉ាងហោចណាស់ក៏ទាហានខ្មែរឈប់ស្លាប់យ៉ាងហោចណាស់ក៏ប្រជាពលរដ្ឋជនភៀសសឹកផ្សេងហ្នឹងជនស៊ីវិលហ្នឹងលែងត្រូវគ្រាប់ត្រូវអីស្លាប់យ៉ាងហោចណាស់ក៏អ្វីវិលទៅរកភាពប្រក្រតីលែងមានបញ្ហារឿងបាញ់គ្នានេះគឺជាអ្វីដែលរដ្ឋាភិបាលកម្ពុជាផ្សាយអំពីគុណូបការៈនិងជោគជ័យនៃការឲ្យមានជប់បាញ់ហើយសរសើរថ្នាក់ដឹកនាំកម្ពុជាដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនឹងថាពូកែមានភាពឆ្លៀសវៃឆ្លាតវៃនៅក្នុងការធ្វើយ៉ាងម៉េចឲ្យតាក់ទងសហគមន៍អន្តរជាតិតាក់ទងលោកត្រាំតាក់ទងប្រទេសម៉ាឡេស៊ីឬក៏ភាគីពាក់ព័ន្ធដើម្បីឲ្យមានបទជប់បាញ់ចង់បញ្ចប់គឺដើម្បីឲ្យមានសុខសន្តិភាពកុំឲ្យប្រជាពលរដ្ឋគ្នាកិច្ចគ្រាប់ទៀតបើយើងស្ដាប់ទៅគឺរដ្ឋាភិបាលកម្ពុជាមានគុណស្រ័យធំមែនហើយព្រោះយើងមើលជនភៀសសឹកក៏បានវិលទៅលំនៅឋានវិញចង់អស់ហើយហ្នឹង99%ហ្នឹងវិលទៅ100%វិលទៅ99%នៅសល់តែ2390នាក់ទេសម្ងាញ់នេះនៅសល់ប្រហែលជា20,000ជាងឯងចឹងបានន័យថាទៅវិញជាង600,000នេះគឺជាគុណូបការៈធំណាស់របស់រដ្ឋាភិបាលមិនចឹងព្រោះប្រជាពលរដ្ឋវិលទៅជាង600,000នាក់ច្រើនណាស់បើទុកមានបាយមានទឹកឯណាឲ្យគាត់ហូបសាលារៀនមន្ទីរពេទ្យអីណាខ្លោចផ្សាយ៉ាងម៉េចទៅនេះគឺជាជោគជ័យទាហានយកមកធ្វើបន់ធ្វើទានអីបូជាសពអីទាហានពីការអីហ្នឹងយកមកសង្គ្រោះយកមកអីអញ្ចឹងទៅឧបត្ថម្ភអីលាក់នឹងបានដោះស្រាយបញ្ហាលែងមានឆ្លោះគ្នាអាជីវកម្មពាណិជ្ជកម្មអីនៅតែបិទតែព្រំដែនទេតែព្រំដែនទឹកព្រំដែនអាកាសអីនៅតែតាក់ទងទំនាក់ទំនងពាណិជ្ជកម្មនៅតែមានដឹកនាំអាចទៅជួបចាប់ដៃគ្នានៅក្នុងប្រជុំណាដែលមិនមែនជាប្រជុំផ្លូវការរវាងប្រទេសទាំងពីរតែប្រជុំពេលប្រជុំនៅវៀតណាមប្រជុំនៅចិនអីអញ្ចឹងចេះតែឆ្លៀតជួបគ្នាជជែកគ្នាលេងក្រៅផ្លូវការវាមិនពាក់មុខយកដាក់គ្នាអីពេកនេះគឺជាសមិទ្ធិស្នាដៃរបស់រដ្ឋាភិបាលច្រើនយ៉ាងណាស់ហើយប្រជាពលរដ្ឋក៏ចាប់ផ្ដើមលែងសូវខ្វល់រឿងរត់ខ្វាប់ផ្លោងទៀតដែរអញ្ចឹងទៅវាធ្វើឲ្យស្ងប់រហូតដល់រៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីចូលឆ្នាំខ្មែរអីរដ្ឋាភិបាលធ្វើយ៉ាងកថារហូតដល់ទៅរំលំថនអីនៅកន្លែងជនភៀសសឹកដែលគ្នាវេទនាស្រក់ទឹកភ្នែកដោយសារបាត់ដីបាត់ភូមិឋានអីហ្នឹងតែនៅតែធ្វើឲ្យសុបាយអីចឹងលាក់រឿងនេះម្ដងទៀតអត់មានប្រកែកបានទេថារដ្ឋាភិបាលកម្ពុជាពិតជាបានប្រឹងប្រែងដើម្បីឲ្យមានបទជប់បាញ់នឹងមែនហើយព្រោះយើងមិនមែនជាអ្នកដាក់លក្ខខណ្ឌឲ្យថៃទេណាបងប្អូនត្រូវចាំណាបទជប់បាញ់នេះគឺកម្ពុជាលើកទង់ជ័យសទេណាយើងចាំឲ្យច្បាស់ទាំងអស់គ្នាខ្ញុំមិនបន្ទោសថាចោះមិនបើលើកទង់ជ័យសហ្នឹងវាខុសអីបើយើងចាញ់គេយើងសុកចិត្តឲ្យស្លាប់ទៀតមែនខ្ញុំអត់មានបាននិយាយចឹងទេគឺយើងលើកទង់ជ័យសគោរពតាមលក្ខខណ្ឌរបស់ភាគីថៃដែលជាអ្នកឈ្លានពានយើងត្រូវទទួលស្គាល់ប្រវត្តិសាស្ត្រថាយើងលើកទង់ជ័យសអង្វរសុំគេដើម្បីឈប់បាញ់បើបាញ់ទៀតយើងនឹងអស់ដីច្រើនទៀតអញ្ចឹងទប់ប៉ុណ្្នឹងសិន
ដើម្បីកុំឲ្យអស់ទៀតកុំឲ្យស្លាប់កម្លាំងយើងដើម្បីអីចឹងប៉ុន្តែមិនមែនមកលើកជាបុណ្យជាលៀបសក្ការៈថាយើងជាអ្នកស្រឡាញ់ស្អីសន្តិភាពយើងមេដឹកនាំយើងមានទស្សនវិជ្ជារាជធម៌អានឹងលើកមិនត្រូវទេមេដឹកនាំខ្មែរអត់ដែលស្រឡាញ់សន្តិភាពពីកាលទេងើបមួយវាយមួយយើងបំផ្លាញខ្មែរគ្នាឯងឡើងខ្ទេចខ្ទីអស់ពេញផ្ទៃប្រទេសរត់ខ្លោចផ្សារលែងនៅស្រុកបានហ្នឹងនៅតែក្រុមគាំទ្រគណៈបកប្រជាជនតាសូម្បីក្រុមគាំទ្រគណៈបកប្រជាជនសប្ងាយក៏ចង់រកដីនៅអត់បានឆ្លោះគ្នាតាក់ទងនឹងបញ្ហាផ្សេងដែលកើតឡើងច្រើនពេកហ្នឹងផងអាហ្នឹងមិននិយាយទៅក្រុមប្រឆាំងទេដូច្នេះយើងអត់មានពាក្យថាសន្តិភាពសម្រាប់ខ្មែរគ្នាឯងនឹងពីកាលទេគឺយើងស្រឡាញ់តែការដែលច្បាំងគ្នាខ្មែរគ្នាឯងនឹងលុះខ្សែតាតែដោយសារតែយើងចាញ់ថៃយើងត្រូវទទួលស្គាល់ថាយើងចាញ់ថៃព្រោះថៃគេវាយស្លាប់ទាហានយើងច្រើនគេប្រើសពាវុធច្រើនគេមាន F16 គេមាន Gripen Fighter Jets គេមាន T50 គេមានស្អីទាំងអស់ដែលទម្លាក់គ្រាប់ស្រោចនៅលើសមរភូមិស្លាប់ទាហានយើងមាន drone មានអីយើងអត់មានអាសំណាញ់មេឃដោយការសន្យាក៏អត់ធ្វើបានអីលក្ខណៈដូច្នេះបើមិនបញ្ឈប់សង្គ្រាមនឹងត្រឹមប៉ុណ្ណឹងហើយព្រមចោះចាញ់ហើយព្រមធ្វើសម្បទានរឿងនេះមួយដែលខ្មែរយើងត្រូវបានគេលៀបណែគេបំបត្តិអត់ឲ្យដឹងណាខ្មែរធ្វើសម្បទានដោយសារយើងលើកទង់ជ័យសគឺយើងធ្វើសម្បទានឲ្យថៃព្រោះត្រូវចាំថាវាយគ្នាពីរលើកខ្មែរអត់បានវាយចូលដីថៃបានតែ1មីលីម៉ែត្រទេគឺយើងដកថយគ្រប់កន្លែងគឺថៃវាយចូលមកគ្រប់កន្លែងទាំងអស់យើងអត់បានទៅចូលតាមយើងការពារតែកន្លែងដែលនៅកងគ្នានឹងយើងការពារអត់បានហងប្រាសាទតាក្របីប្រាសាទខ្នាប្រាសាទតាមន់តូចប្រាសាទតាមន់ធំគឺយើងធ្លាប់មានសិទ្ធិស្វ័យសម្រាប់ភ្នំទ្របតំបន់ច្រកអានសេះតំបន់កន្លែងដែលយើងធ្លាប់នៅកាន់កាប់អីទាំងអស់ហ្នឹងគឺយើងអត់អាចការពារបានទេគឺយើងប្រឡែងឲ្យគេទៅព្រោះអីយើងចុះចាញ់នេះគឺជាសារប្រវត្តិសាស្ត្របញ្ជាក់ថាយើងព្រមចាញ់វាមិនមែនជាការខុសឆ្គងទេនៅពេលដែលគេវាយយើងទន់ខ្លួនហើយបើយើងព្រមចាញ់យើងនឹងស្លាប់កូនចៅយើងបងប្អូនយើងអស់ទ្រព្យសម្បត្តិកាន់តែច្រើនទៀតមិនអញ្ចឹងឈប់ត្រឹមប៉ុណ្ណឹងនៅពេលដែលយើងលើកទង់ជ័យសយើងមិនអាចប្រកួតជាមួយថៃបានគឺនៅពេលនោះឯងដែលខ្មែរធ្វើសម្បទានបងប្អូនហើយខ្ញុំថាសម្បទាននេះគឺជាសម្បទាននៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់ដែលខ្មែរយើងព្រមឲ្យគេនៅណានៅហ្នឹងបងប្អូនពាក្យថាព្រមនៅណានៅហ្នឹងគឺយើងធ្វើសម្បទានឲ្យដីយើងហ្នឹងដែលថៃដណ្ដើមបានហ្នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃកម្ពុជាសង្ឃឹមថាពេលដែលចុះកិច្ចព្រមព្រៀងនេះអ្នកណានៅណានៅហ្នឹងនេះច្បាស់ណាស់បើនាំគ្នាវាស់វែងទៅខ្មែរអាចបានមកវិញខ្លះបងប្អូនអាចបានមកវិញខ្លះណាមិនមែនបានមកទាំងអស់ទេនេះជាក្តីសង្ឃឹមរបស់មេដឹកនាំខ្មែរហើយមិនមែនមួងណារៀនអ្នកនិយាយទេព្រោះលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក៏លោកបានលើកច្បាស់ហើយថាសូម្បីតែឲ្យវាស់វែងបានអ្នកឯងមិនយកទៅភូមិអ្នកឯងភូមិខ្ញុំបានខ្ញុំយើងសុកចិត្តចលះប្រជាពលរដ្ឋចេញពីតំបន់ហ្នឹងដើម្បីឲ្យបើសិនជាវាស់បានថៃអីតែគេនៅតែមិនព្រមហ្នឹងសូម្បីតែខ្លះផងកុំនិយាយដល់យកមកវិញទាំងអស់អាហ្នឹងការសង្ឃឹមរបស់ខ្មែរប៉ុន្តែយើងធ្វើសម្បទាននេះគឺជាសម្បទានមួយដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការការពារទឹកដីព្រោះនៅពេលដែលយើងចុះហត្ថលេខានៃបទឈប់បាញ់យើងអត់ដាក់លក្ខខណ្ឌថៃច្រើនទេហើយបើដាក់លក្ខខណ្ឌក៏ថៃអត់ព្រមដែរយើងមើលនៅអ៊ុយក្រែននិងរុស្ស៊ីមកដល់ម៉ោងនេះរុស្ស៊ីវាយរុលចូលទៅក្នុងដែនដីអ៊ុយក្រែន 25% ក្នុងតំបន់ Donbas នៅដល់តំបន់ភាគខាងកើតដែលបូព៌ារបស់មកជួជនីដូចមាត់ច្រមុះដូចថាបើយើងប្រៀបធៀបអ៊ុយក្រែននិងរុស្ស៊ីគឺវាដូចនឹងកម្ពុជានិងវៀតណាមអញ្ចឹងយើងចង់និយាយឲ្យអញ្ចឹងទៅស្រួលស្ដាប់អ៊ុយក្រែនដូចកម្ពុជាអញ្ចឹងរុស្ស៊ីដូចវៀតណាមវាពាត់មកជុំចេះទៅខាងលើទៅដល់ឡាវទៅដល់អីទៀតមកជំនាខាងស្ដាំពាត់មកអញ្ចឹងយើងបើយើងមើលទៅអាតំបន់ Donbas របស់អ៊ុយក្រែនហ្នឹងវាដូចជាតំបន់ម្ដុំស្វាយរៀងចេញតាំងពីកពតកោះត្រល់ទៅស្វាយរៀងឡើងទៅលើចេះទៅដល់កាចេះទៅអីចឹងទៅមកជំនាហ្នឹងអញ្ចឹងមកជំនាហ្នឹងគឺរុស្ស៊ីយកបានទាំងអស់ព្រោះអាតំបន់ក្រេមៀហ្នឹងវាដូចជានៅតំបន់ម្ដុំកោះត្រល់យើងអញ្ចឹងវាជាឈ្នន់ដើម្បីវាយយកតំបន់ម្ដុំមកជំនាញហ្នឹងយកទាំងអស់អញ្ចឹងរុស្ស៊ីទ័ពរុស្ស៊ីកំពុងតែគ្រប់គ្រងដែនអធិបតេយ្យអ៊ុយក្រែនសប្តាហ៍ប្រមាណជា 25% ប៉ុន្តែរុលទៅអត់មុខអត់រួចទេព្រោះអ៊ុយក្រែនវាយមករុស្ស៊ីមានតែដកមករហូតតែដកនៅក្នុងដីអ៊ុយក្រែនទេហើយ4ឆ្នាំហើយណាអ៊ុយក្រែនអត់មានចុះបាត់ឈប់បាញ់ជាមួយរុស្ស៊ីទេ4ឆ្នាំហើយបបួលទៀតបបួលរុស្ស៊ីឲ្យចុះបាត់ឈប់បាញ់តែឲ្យរុស្ស៊ីដកទ័ពទៅវិញអាហ្នឹងហើយបានរុស្ស៊ីអត់ព្រមរុស្ស៊ីដែលមកឈ្លានពានអ៊ុយក្រែនសោះហ្នឹងអ៊ុយក្រែនប្រាប់ថាឥឡូវមានបាត់ឈប់បាញ់ឲ្យដកទ័ពទៅវិញតែឈប់បាញ់គ្នារុស្ស៊ីអត់ព្រមដោយសារតែអ៊ុយក្រែនប្រាប់ថាឲ្យដកទ័ពទៅវិញអត់មានបាត់ឈប់បាញ់ទេ4ឆ្នាំជាងហើយតែខុសពីរុស្ស៊ីនៅកម្ពុជាពេលដែលថៃវាយយើង2លើកចុងក្រោយនេះគឺថៃវាយបានយកតំបន់នៅតាមព្រំដែនហ្នឹងប្រាសាទខ្មែរវាយយកទាំងអស់ប្រាសាទខ្នាប្រាសាទតាមន់ធំតាមន់តូចប្រាសាទតាកបីគឺតំបន់ជុំព្រំដែនហ្នឹងឥឡូវដល់អូស្មាច់ដល់ភ្នំទ្របមុំ3និងតំបន់ស្អីដែលតាក់ទងនឹងច្រកអានសេះអីហ្នឹងគឺថៃវាយបានយកទាំងអស់ហើយស្រាប់តែកម្ពុជាដោយសារមិនអាចតដៃជាមួយថៃបានគឺយើងចុះហត្ថលេខាព្រមព្រៀងគ្នាអ្នកណានៅហ្នឹងនេះនៅពេលដែលយើងចាប់ផ្ដើមលោកទាសីហាចុះហត្ថលេខាអ្នកណានៅហ្នឹងបានន័យថាម៉េចមាត្រា1គឺប្រការ1ចែងថាបើកម្ពុជាវាយបានចូលដល់ដីថៃកន្លែងណាក៏កម្ពុជាត្រូវនៅកន្លែងហ្នឹងដែរបើថៃវាយចូលដល់ខ្មែរប្រវែងម៉ានគឺថៃត្រូវគ្រប់គ្រងនៅកន្លែងហ្នឹងកុំរុលមកលើហ្នឹងហើយកុំបង្កើនទ័ពហើយកុំបង្កស្ថានភាពទាំងឡាយណាដែលនាំឲ្យមានកម្ដៅនៅព្រំដែននិយាយទៅកុំបង្កើនទ័ពចល័តទ័ពអីថែមនៅក្នុងកិច្ចព្រមព្រៀងហ្នឹងយើងឃើញមានចឹងមែនតែចំណុចមួយហ្នឹងគឺបានន័យថាអ្នកណានៅណាអ្នកណានៅហ្នឹងបានន័យថាអ្នកនៅហ្នឹងគឺគ្រប់គ្រងដែនអធិបតេយ្យហ្នឹងបានអញ្ចឹងថៃគេគិតថាកន្លែងហ្នឹងគឺជាតំបន់វាយបានគឺកម្ពុជាព្រមឲ្យដីហ្នឹងទៅគេនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺវាចែងអញ្ចឹងកម្ពុជានិយាយថាណាថាកម្ពុជាកាត់ដីឲ្យថៃគឺណែឯងជាជនក្បត់ជាតិ
វាគ្រាន់តែជាភាសាធ្វើបាបគ្នាផ្លូវចិត្តគ្នាប៉ុន្តែនៅក្នុងហ្នឹងគឺមានន័យស្មើនឹងលោកទាសីហាកាត់ដីតំបន់ហ្នឹងព្រមឲ្យថៃនៅគ្រប់គ្រងដីខ្មែរចុះបើសិនជាដីហ្នឹងជាដីខ្មែរហេតុអីបានយើងចូលទៅអត់បានហេតុអីបានជាប្រជាពលរដ្ឋប្រមាណម៉ឺនគ្រួសារណា3000 4000ផ្ទះដបូលបៃតងហើយឥឡូវនៅសល់20000នាក់ទៀតហេតុអីបានចូលទៅតំបន់ព្រៃច័ន្ទអត់បានជោគជ័យអត់បានទឹកបឹងតគួនអត់បានថ្មដាអត់បានអូស្មាច់អត់បានហេតុអីបានពួកគាត់ចូលទៅតំបន់អស់ហ្នឹងអត់បានដីគាត់ផ្ទះគាត់សោះអាហ្នឹងគឺដោយសារយើងកាត់ឲ្យគេនៅណានៅហ្នឹងហើយអញ្ចឹងគេគ្រប់គ្រងប័ណ្ណឈប់បាញ់នៅក្នុងប្រការមួយហ្នឹងគឺគេជាប់នៅហ្នឹងអញ្ចឹងបានថាយើងចុះអាប័ណ្ណឈប់បាញ់ហ្នឹងគឺយើងអត់កំណត់លក្ខខណ្ឌថៃហើយបើសិនជាកំណត់លក្ខខណ្ឌថៃបងប្អូនដូចតែរុស្ស៊ីអញ្ចឹងហើយនឹងអ៊ុយក្រែនអញ្ចឹងអត់មានចុះប័ណ្ណឈប់បាញ់បានទេនៅវាយគ្នាប៉ុន្តែចំពោះខ្ញុំខ្ញុំនិយាយស្មោះត្រង់ខ្ញុំចង់ឲ្យមានសន្តិភាពចង់ឲ្យមានឈប់បាញ់ណាក៏ប៉ុន្តែអត់ចង់ឲ្យថៃមានព្រៀបអញ្ចឹងទេព្រោះថៃដូចជាមានព្រៀបលើខ្មែរខ្លាំងពេកខ្មែរមិនដែលខ្សោយអញ្ចឹងទេយើងឲ្យគេមានព្រៀបហួសហេតុពេកយើងអត់ដាក់លក្ខខណ្ឌគេអីបន្តិចសោះព្រោះនៅក្នុងអាប័ណ្ណឈប់បាញ់យើងហ្នឹងគឺឲ្យអ្នកណានៅហ្នឹងតែយើងចងខ2ប្រការ2ដែលរដ្ឋាភិបាលកម្ពុជារាល់ថ្ងៃយកអាហ្នឹងមកអួតប្រាប់ថាណែអត់មានបានទេណាយើងត្រូវតែមើលប្រការ2ប្រការ1អ្នកណានៅហ្នឹងមែនតែត្រូវមើលប្រការ2ប្រការ2និយាយមិនបងប្អូនប្រការ2និយាយថាអ្នកណានៅហ្នឹងមែនហើយក៏ប៉ុន្តែភាគីកម្ពុជានិងថៃត្រូវតែព្រមព្រៀងគ្នាតាមយន្តការ JBC គឺយន្តការវាស់វែងព្រំខណ្ឌសីមាហ្នឹងតាមទឹកដីជាក់ស្ដែងចង់និយាយថាជាក់ស្ដែងហ្នឹងឲ្យឃើញថាបើដីហ្នឹងទោះបីថៃកំពុងគ្រប់គ្រងក៏ដោយបើបានជាដីរបស់ខ្មែរត្រូវឲ្យខ្មែរវិញណាអាហ្នឹងនៅក្នុងបទជប់បាញ់ហ្នឹងគឺវាចែកអញ្ចឹងដែរកម្ពុជាកំពុងច្បាស់រឿងប្រការ2ហ្នឹងគឺច្បាស់ជាមួយនឹងថៃថានឹងឈ្នះថៃហើយព្រោះតែថៃចូលក្នុងសង JBC ហ្នឹងអាប្រការ2ហ្នឹងព្រមវាស់ព្រំដែនព្រំសីមាជាមួយគ្នាគឺច្បាស់ណាស់ថៃត្រូវតែខ្ចាក់ដីហ្នឹងមកវិញឯងព្រោះអីខ្មែរប្រើផែនទីខ្នាតលើ1-200,000ហើយអាផែនទីខ្នាតលើ1-200,000ជាផែនទីឧបសម្ព័ន្ធដែលមាននៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907ដែលតុលាការយុតិធធម៌អន្តរជាតិ ICJ ធ្លាប់យកមកធ្វើជាឯកសារយោងកាត់ក្តីឲ្យខ្មែរឈ្នះរឿងប្រាសាទព្រះវិហារដល់ទៅ2លើកទៅហើយដូច្នេះខ្មែរកក់ក្ដៅមែនទែនជឿថាប្រការ2នេះឯងដែលជាលក្ខខណ្ឌមួយសង្ឃឹមថាបានដីទាំងអស់នេះឬក៏ចំណែកណាមួយពីថៃមកវិញនេះយើងជឿអញ្ចឹងដោយយកប្រការ2នេះយកមកកំណត់ហើយបើសិនជាខ្មែរនិយាយទៅបើសិនជាមិនមានប្រការ2ហ្នឹងគឺដីហ្នឹងគឺនឹងបាត់សូន្យឈឹង 100% ហើយខ្ញុំជឿថាអ្នកចរចាខ្មែរយើងក៏ច្បាស់ជាពិបាកនឹងចរចារកបាក់ជប់បាញ់ដែរបើមានមេត្រាណាខ្លះចងដើម្បីឲ្យខ្មែរមានសង្ឃឹមថាអាចបង្ខំថៃឲ្យចូលមកវាស់វែងបានអីចឹងដែរនិយាយទៅសរសើរក្រុមការងារចរចារបស់កម្ពុជាដែរក្រុមមានកំណត់មេត្រា2ហ្នឹងក៏និយាយអំពីព្រៀបរបស់កម្ពុជាមួយគឺត្រង់ថាថៃមិនអាចយកលេសឬក៏ថៃត្រូវតែបង្កើតគណៈកម្មការ JBC ហ្នឹងចូលរួមជាមួយកម្ពុជាវាស់វែងព្រំដែនសីមាដើម្បីចាត់ចែងអារឿងដីដែលថៃគ្រប់គ្រងបានហ្នឹងបានប៉ុណ្ណាឬក៏ត្រូវវាស់ទៅឃើញប៉ុណ្ណាត្រូវឲ្យខ្មែរមកវិញខ្លះអីចឹងនេះកម្ពុជាក៏គិតថាអាហ្នឹងជាដងដាវរបស់យើងដែររឿងនេះឯងដែលថៃចាប់ផ្ដើមកិច្ចអត់ព្រមបើគណៈកម្មការ JBC ចរចារហូតបង្កើតព្រឹត្តិការណ៍មួយនៅឯ UNCLOS ព្រឹត្តិការណ៍ព្រំដែនសមុទ្របោះផ្កាននងដាក់ផ្លែប្របកអត់មាននុយឲ្យយើងតាក់ផ្លែនងជាប់កកឥឡូវជាប់កកថៃជាមួយ UNCLOS ហ្នឹងដោយសារតែយើងប្តឹងថៃទៅយន្តការអាជ្ញាកណ្ដាលថៃគេទាត់ចោលថាយើងទាត់ចោលបទឈប់បាញ់ប្រការ2ដែលចរចាព្រំដែនទ្វេភាគីហេតុអីបានជាយើងទៅរកអាជ្ញាកណ្ដាលចឹងបើរកអាជ្ញាកណ្ដាលអា JBC នេះក៏អត់ចាំបាច់ចរចាទ្វេភាគីដែរចាំទៅរកអាជ្ញាកណ្ដាលទៅថៃកំពុងបើកទ្វារឲ្យខ្មែរប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិតែខ្មែរភ្ញាក់ផ្អើលដៃខ្ញុំរឿងព្រំដែនសមុទ្រហ៊ានប្តឹងគេទៅយន្តការអាជ្ញាកណ្ដាលតែដល់ពេលរឿងព្រំដែនគុកគេយកយើងដល់ទៅ76កន្លែងស្រាប់តែយើងអត់ប្តឹងគេនេះអានេះហើយជាមន្ទិលដែលយើងកំពុងតែឆ្ងល់តែយ៉ាងណាវិលមកចូលកិច្ចព្រមព្រៀងនឹងបាត់ជប់បាញ់ម្ដងទៀតបងប្អូនបាត់ជប់បាញ់នេះគឺយើងផុងខ្លួនជាមួយថៃជ្រៅមែនតើជ្រៅរហូតដល់តែគិតថាថៃគឺគេនឹងយកវាធ្វើជាភ័ស្តុតាងសង្កត់កខ្មែរដល់ទីបញ្ចប់រឿងបាត់ជប់បាញ់នេះឯងបងប្អូនណារឿងបាត់ជប់បាញ់នេះឯងដែលសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃសូម្បីតែម្នាក់ជាផ្នែកមួយដែរយើងនិយាយពីរបៀបដឹកនាំរដ្ឋមួយផ្នែកហើយដែលយើងធ្វើចរិតយើងឲ្យគេអត់គ្រប់គ្រងយើងពួកគេដឹងថាយើងរបៀបផ្ដាច់ការគឺគេដឹងថាយើងរំលោភច្បាប់សូម្បីប្រជាពលរដ្ឋខ្លួនឯងក៏យើងចាប់ដាក់គុកធ្វើឲ្យខ្លោចផ្សារដែរហើយយើងបញ្ចេញខ្សែអាត់វីដេអូអ្នកស្រីបថងឋានធ្វើឲ្យខូចការទូតខូចស្អីដែលគេឃើញចរិតមេដឹកនាំយើងអញ្ចឹងយើងអន់ចរិតទាំងអស់អញ្ចឹងអានឹងជាផ្នែកធំមួយដែលសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃទេគឺគេគិតថាខ្មែរខូចអានឹងបើតាមអ្វីដែលយើងឃើញពីការសង្កេតមកហ្នឹងគឺដោយសារតែប៉ុណ្្នឹងហើយមើលអត់ដឹងថៃឆ្លៀនពៀនដល់តែពេលគេអត់ថាថៃឆ្លៀនពៀនគឺដោយសារតែគេអាចផ្សំនឹងអ្វីដែលជាការសង្កេតនៃចរិតអេរយាមាយាទរបស់យើងកន្លងមក30-40ឆ្នាំអញ្ចឹងដែរហើយនឹងចុងក្រោយនឹងការបញ្ចេញខ្សែអាត់សម្លេងអ្នកស្រីបថងឋានរហូតតតែនាយករដ្ឋមន្ត្រីនេះបាត់ពីតំណែងដោយសារតែរឿងខ្សែអាត់សម្លេងហ្នឹងទៀតយើងមើលយើងជាប្រទេសមួយយើងទៅបញ្ចេញខ្សែអាត់សម្លេងឲ្យនាយករដ្ឋមន្ត្រីមួយបាត់ពីប្រទេសហើយមានចំនួនព្រំដែនវាយគ្នាផ្អើលពេញព្រំដែនអញ្ចឹងសហគមន៍អន្តរជាតិគេគិតថាវាមិនដែលភ្លើងអត់មានផ្សែងទេផ្សែងអត់ភ្លើងទេភ្លើងហ្នឹងគឺមកពីប្រកាសរឿងអ្នកស្រីបថងឋានអីចឹងហើយឥឡូវវាយគ្នាហ្នឹងប្រហែលជាថៃវាយដោយសារសំសឹករឿងអីចឹងដូច្នេះធ្វើឲ្យមន្ទិលដល់ពេលអវិមតិសង្ស័យធ្វើឲ្យសហគមន៍អន្តរជាតិគេកេងចំណេញនឹងប្រវត្តិយើងផងគឺគេអត់កាន់ជើងយើងសោះគេអត់ខោទោសថៃមួយសោះតែអានេះប្រហែលជាដោយសារតែបတ်ឈប់បាញ់នេះដែលធ្វើឲ្យសហគមន៍អន្តរជាតិកាន់តែច្បាស់ក្នុងចិត្តថាអត់អាចកោតទោសថៃបានផងហេតុអីបានជាឲ្យអន្តរជាតិកោតទោសថៃបើប្រទេសកម្ពុជាខ្លួនឯងដែលជាជនរងគ្រោះព្រមទទួលយកអំពើអយុត្តិធម៌នេះទៅហើយហ្នឹង
យើងថាអ្នកទទួលយកយើងថាដែលទទួលឲ្យថៃនៅណានៅហ្នឹងយើងមានបានទៅនិយាយប្រាប់ម្ចេះណាថាអត់ទេណាកិច្ចព្រមព្រៀងនេះយើងសញ្ញេបានណាតែនៅក្នុងរយៈពេលកន្លះឆ្នាំចុះឧទាហរណ៍ឬក៏មួយឆ្នាំសាកល្បងយើងឈប់បាញ់កន្លះឆ្នាំឬក៏មួយឆ្នាំដើម្បីយើងរៀបចំបញ្ហាផ្សេងហើយចប់ពេលកំណត់ពេលណាស្ងប់អស់ហើយគឺទាហានថៃត្រូវដកទៅដល់ចំណុចដើមវិញគឺដកឲ្យអស់ទៅដល់ចំណុចដើមតាំងពីមុនថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលបាញ់លោកសួនរោនស្លាប់នៅតំបន់មុំ3មុនហ្នឹងស្ថានភាពគឺបានន័យថាថៃនៅខាងថៃខ្មែរនៅកាន់ទឹកដីខ្មែរអត់មានបានថៃចូលមកប៉ះម្ដុំដីតំបន់ខ្មែរណាទេនៅក្នុងកិច្ចព្រមព្រៀងនៃបទឈប់បាញ់យើងអត់និយាយចឹងយើងអត់មានកំណត់លក្ខខណ្ឌឲ្យថៃថាណាឥឡូវហ្នឹងខ្ញុំព្រមដើម្បីសុកដើម្បីកុំឲ្យទាហានថៃស្លាប់កុំឲ្យប្រជាពលរដ្ឋថៃស្លាប់កុំឲ្យទាហានខ្មែរស្លាប់កុំឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ដើម្បីឲ្យយើងត្រូវគ្នាផ្អាកការឈប់បាញ់ហ្នឹងមួយរយៈក៏ប៉ុន្តែនៅពេលដែលយើងត្រូវគ្នាដោះស្រាយរួចហើយគឺអ្នកណានៅណាអ្នកហ្នឹងនៅហ្នឹងគឺអ្នកណានៅណាអ្នកហ្នឹងនៅហ្នឹងទៅដូចមុនថ្ងៃទី28ខែឧសភាយើងអត់មាននិយាយចឹងផងហ្នឹងកម្ពុជាអត់មាននិយាយចឹងទេអត់ទៅសួរលោកទាសីហាអត់មានទៅកំណត់លក្ខខណ្ឌគេអញ្ចឹងសោះព្រោះបើយើងនិយាយទៅបន្ទោសលោកទាសីហាក៏មិនបានដែរគេវាយយើងបិចមាត់បាក់ថ្មិញអស់ទៅហើយដេរាប់ធ្នេហើយសំពះគេកុំឲ្យវាយចាក់ថែមទៀតតើយើងមានឯណាទៅមានសិទ្ធិដាក់លក្ខខណ្ឌគេដើម្បីឲ្យគេជួយចេញលុយថ្លៃព្យាបាលអាមាត់ថ្មិញយើងឬក៏ឲ្យសុំទោសយើងនឹងវាអត់មានទេគឺមានតែសំពះអង្វរគេសុំឲ្យកុំទាត់កុំថែមអីទៀតប៉ុណ្ណឹងបានឲ្យខ្ញុំឈឺប៉ុណ្ណឹងទ្រាំខ្លួនខ្ញុំសុខចិត្តទទួលចោះយើងទៅអញ្ចឹងណាយើងទៅអញ្ចឹងនៅពេលដែលយើងទៅអញ្ចឹងគឺយើងវាស្ថានភាពហ្នឹងគឺការចរចាបាត់ជប់បាញ់ហ្នឹងគឺយើងអត់មានប្រៀបលើថៃសំបីតែបន្តិចគឺយើងចរចាក្នុងនាមជាអ្នកចាញ់យើងអត់មានទៅចង់និយាយថាទៅកម្លាំងយើងហ្នឹងគឺអត់ទេគឺយើងលើកតុងជ័យសអូខេបានទេតោះនៅណានៅហ្នឹងតោះសុំទោសឲ្យជើងខ្ញុំនៅក្រោមជើងបងគេជន់ជើងយើងអត់ទៅហ៊ានរករឿងគេយើងទៅសុំទោសគេថាជើងយើងនៅក្រោមជើងគេវាអត់ដែលណាទៅយកជើងយើងទៅរុកចោលក្រោមជើងគេកើតទេវាតោះគេដើរជន់យើងតែយើងនឹងវា slot អញ្ចឹងយើងដែរ slot ដែរជាមួយខ្មែរគ្នាឯងជាមួយថៃគឺយើង slot គឺយើងសុំទោសគេថាយើងជើងខ្ញុំនៅក្រោមជើងបងកុំរករឿងខ្ញុំអីប៉ុណ្ណឹងអញ្ចឹងថៃបានចិត្តបណ្ដោយថៃបានចិត្តហើយក៏ចុះហត្ថលេខាឲ្យយើងដោយសារថៃដឹងតែឈ្នះយើងបើថៃដឹងតែចាញ់យើងវាយទៀតហើយអត់បានចប់ទេអាបត់ជប់បាញ់ហ្នឹងក៏អត់មានដែរហ្នឹងហើយយើងគិតទៅវាខ្លោចផ្សារប៉ុន្តែបើវាយគ្នាទៀតវានឹងខ្លោចផ្សារទៀតក៏ប៉ុន្តែដូចអ៊ុយក្រែននិងរុស្ស៊ីអញ្ចឹងវាយគ្នាទៀតវាខ្លោចផ្សារមែនហើយវាស្លាប់មនុស្សស្លាប់អីតហើយក៏ប៉ុន្តែរុស្ស៊ីអត់បានដីអ៊ុយក្រែនទេណាអ៊ុយក្រែនអត់បានចុះហត្ថលេខានៅណានៅហ្នឹងមកដល់ម៉ោងនេះគឺរុស្ស៊ីឈ្លានពានដែនអធិបតេយ្យអ៊ុយក្រែនហើយត្រូវតែដកចេញព្រោះអ៊ុយក្រែនអត់បានព្រមព្រៀងនៅណានៅហ្នឹងអីទាំងអស់នេះដែលខ្ញុំនិយាយថាសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃគឺដោយសារតែកម្ពុជាដែលជាជនរងគ្រោះព្រមទទួលអំពើឈ្លានពានរបស់ថៃថាស្របច្បាប់នេះគឺជាកំហុសប្រវត្តិសាស្ត្រមួយដ៏ធំណាស់ហើយខ្ញុំនិយាយទៅខ្ញុំថាវាជាកំហុសក៏ពិបាកបន្ទោសរដ្ឋាភិបាលដែរដោយសារតែយើងចាញ់គេតែឲ្យរដ្ឋាភិបាលធ្វើមិនគេនឹងសួរខ្ញុំទៀតថាមើលបើមួងណារ៉េតឯងប៉ាកែកុំកាន់តែក្បាលមីក្រូនៅនិយាយកោកសឹកមកតដោកឆ្អែតតពុះកបីមាន iPhone មួយមានស្អីមីក្រូមួយបែកពពុះមាត់ហ្នឹងណោះចុះមកផ្ទល់ដែនហើយទៅវាយគ្នាជាមួយថៃអីចឹងអាហ្នឹងគេចង់ចឹងអ្នកខ្លះគេចង់ផ្ចាញ់ចោលខ្ញុំចឹងខ្ញុំមិនអស់ចាស់អីទាំងអស់លោកទេខ្ញុំគ្រាន់តែនិយាយថាយើងចុះហត្ថលេខាក្នុងនាមជាអ្នកចាញ់គឺយើងនឹងធ្វើសម្បទានគ្រប់បែបយ៉ាងគឺយើងនឹងបាត់បង់ទឹកដីរបស់យើងដែរវាអកុសលអញ្ចឹងយើងបានសុខសន្តិភាពជាការពិតអ្នកណាក៏ទទួលស្គាល់ដែរយើងបានសុខយើងបានស្ងប់ប៉ុន្តែអ្វីដែលខាតបង់គឺនឹងបាត់ចោលទៅទេហើយព្រោះអីយើងអត់មានទម្ងន់នៅក្នុងការចរចាដាក់លក្ខខណ្ឌថៃសំបីតែបន្តិចឥឡូវលក្ខខណ្ឌរបស់យើងជាមួយថៃមានតែចំណុច2ដែលនិយាយពីការចរចាព្រំដែនគោក JBC នឹងគត់អាហ្នឹងហើយបានថៃយកលេសថាអា JBC ហ្នឹងក៏អត់បើកអត់អីដែរគេរវល់រហូតគេពជារហូតឃើញនៅរវល់ពជាអត់មានរដ្ឋាភិបាលថាមិនទាន់បោះឆ្នោតមានរដ្ឋាភិបាលហើយថាចាំរើសគណៈរដ្ឋមន្ត្រីមានគណៈរដ្ឋមន្ត្រីហើយថាចាំរើសនាយករដ្ឋមន្ត្រីសិនមានរដ្ឋមន្ត្រីហើយថាចាំរៀបចំគណៈកម្មការ JBC ឡើងវិញអីព្រោះខាងថៃហ្នឹងត្រូវដូរសមាជិកភាពទាំងអស់ព្រោះរដ្ឋាភិបាលថ្មីមនុស្សថ្មីមានដូរសមាជិកភាពហើយចុងក្រោយក៏ថាអូឥឡូវគេឈប់ប្រើផែនទីខ្នាតលើមួយ200,000ព្រោះថៃប្រើមួយលើ50,000អត់ទទួលស្គាល់ផែនទីខ្នាតលើមួយ200,000របស់ខ្មែរឃើញបាត់ផ្លូវមួយហើយដល់ចុងក្រោយយើងឃើញតវ៉ាអីចឹងទៅលោកហ៊ុនសែនខំប្រឹងយកសាររបស់បញ្ញវន្តថៃដែលគេនិយាយថានិយាយហ្នឹងគឺមិនត្រូវទេគឺផែនទីហ្នឹងគេមួយលើ200,000អីទេគេមិនអាចមកនិយាយតែបង្កើតផែនទីដោយឯកតោភាគីរៀងស្ងាត់បន្តិចទៅបង្កើតអាអ៊ុន close ហ្នឹងមកហក់ភ្លឹបខ្មែរភ្លឹបទៅប្តឹងទៅយន្តការអាជ្ញាកណ្ដាលអនុទិនច័ន្ទវរៈគុលឡើងមកថាបិទផ្លូវចរចាព្រំដែនគោកឥឡូវលោកសៀស័កពួងគេកៅថាបិទចរចាព្រំដែនគោកដោយសារអីដោយសារតែយន្តការហ្នឹងគឺថៃបើប្រើផែនទីខ្នាតមួយលើ200,000ថៃអាចនឹងបាត់ដីខ្លះវិញមិនមែនបានមកទាំងអស់ទេបងប្អូនថៃកំពុងតែភ័យខ្លាចកម្ពុជាបានខ្លះមកវិញណាអត់ឲ្យអាខ្លះមកវិញហ្នឹងទៀតថៃគឺចង់យកទាំងអស់ហ្មងប្រាសាទខ្នាប្រាសាទតាកបីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំតំបន់ភ្នំទ្រាប់ច្រកអានសេះហើយនឹងកន្លែងផ្សេងៗទៀតហ្នឹងគឺថៃចង់យកទាំងអស់អត់ឲ្យសំបីតែខ្លះបើថៃច្បាស់ហើយបើសិនជាប្រើផែនទីខ្នាតលើមួយ200,000របស់ខ្មែរអាចខ្មែរបានខ្លះឥឡូវអត់ឲ្យអាខ្លះហ្នឹងទៀតគឺដាក់ប្រើផែនទីខ្នាតមួយលើ50,000អត់ឲ្យទាំងអស់ឥឡូវអត់ឲ្យទាំងអស់ហ្នឹងកុំឲ្យពិបាកបិទផ្លូវចរចាទៀតតើយើងសង្ឃឹមអីយើងបើសង្ឃឹមលើអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើដូចខ្ញុំនិយាយចឹងគឺទៅសុំភ្លើងយ៉ាហើយផេះហើយព្រោះអីយើងទៅយកបាត់ឈប់បាញ់ដែលយើងព្រមព្រៀងថៃជាមួយថៃអញ្ចឹងបានសហគមន៍អន្តរជាតិគេអត់ថ្កោលទោសថៃដោយសារតែយើងមានបាត់ឈប់បាញ់នៅពេលដែលយើងមានបាត់ឈប់បាញ់បានន័យថាយើងនិងថៃព្រមព្រៀងគ្នាថាថៃអត់ឈ្លានពានកម្ពុជាទេ
ព្រោះអីយើងព្រមឲ្យគេនៅណានៅហ្នឹងអូខេបើយើងឆ្លៀនពៀនបើតោថាថៃឆ្លៀនពៀនកម្ពុជាដល់តែយើងសរសេរនៅក្នុងបទជប់បាញ់ហ្នឹងថាអញ្ចេះមាត្រា1អ្នកណានៅណានៅហ្នឹងមែនហើយមាត្រា2យើងត្រូវរៀបចំគណៈកម្មការវាស់វែងមាត្រា3បើវាស់វែងមិនបានអីក៏ដោយគឺថៃត្រូវតែរំកិលថយក្រោយវិញទៅដូចដើមមុនថ្ងៃទី28ខែឧសភាឆ្នាំ2025ព្រោះកន្លែងហ្នឹងគឺត្រូវរកយន្តការចរចាសារដើមវិញដកទាត់ថយឲ្យអស់ទៅវិញទៅព្រោះយើងអាចចរចានៅពេលដែលអ្នកកំពុងគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាទេហើយឥឡូវមិនត្រឹមគ្រប់គ្រងធ្វើលបងធ្វើអីដាក់ឡាលួសដាក់បេតុងទៀតហើយសង់ហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីពេញនឹងអស់កែលែងមើលរូបរាងលែងស្គាល់ទៅទៀតដូច្នេះរឿងនេះហើយដែលចង់និយាយថាបើយើងយកយន្តការចរចាទ្វេភាគីយើងទៅមិនរួចហើយខ្មែរអត់ដាក់លក្ខខណ្ឌថៃខ្ញុំនៅតែនិយាយថាថ្នាក់ដឹកនាំកម្ពុជាពេលដែលចរចាគឺយើងចរចាក្នុងនាមជាអ្នកចាញ់គឺយើងអត់កំណត់លក្ខខណ្ឌថៃបានសោះអត់ចង់និយាយថាអត់មានលក្ខខណ្ឌណាដើម្បីនិយាយថានៅពេលដែលមួយឆ្នាំក្រោយនេះឬក៏2ឆ្នាំក្រោយនេះនៅពេលដែលជជែកគ្នាហើយអីរៀបចំស្រួលបួលអ្នកឯងត្រូវថយទៅចំណុចដើមវិញដែលមិនដូចជាមិនទាន់មានបាញ់គ្នារឿងអីដែលយើងខ្លាចនិយាយបែបហ្នឹងប្រាសាទតាមាន់ធំជាប្រាសាទរបស់ខ្មែរហេតុអីយើងមិននិយាយថាថយទៅដូចដើមវិញឲ្យថៃគ្រប់គ្រង5នាក់ខ្មែរគ្រប់គ្រង5នាក់វិញទៅប្រាសាទតាកបីឲ្យថយទៅដូចដើមវិញថៃគ្រប់គ្រង2នាក់ខ្មែរ2នាក់វិញទៅភ្នំទ្របខ្មែរធ្លាប់គ្រប់គ្រងនៅលើភ្នំអីទីហោយើងអត់អាចនិយាយបែបហ្នឹងបានន័យថាម៉េចគឺយើងឲ្យគេទៅទេតែម្ដងវាពិបាកអញ្ចឹងណាបងប្អូនយើងអត់ដាក់លក្ខខណ្ឌគេហើយខ្ញុំនិយាយនេះគឺចង់និយាយថាយើងអត់មានប្រៀបលើថៃទេណាយើងចាញ់សមរភូមិចរចានេះគឺយើងចាញ់ទាំងស្រុងតែម្ដងគឺយើងលើកទង់ជ័យសយើងបានមកវិញសុខសន្តិភាពឈប់បាញ់ប្រជាពលរដ្ឋលែងខ្លោចផ្សាប្រជាពលរដ្ឋជនភៀសបានវិលទៅលំនៅឋានវិញទៅហ៊ានអាចទទួលទានអាហារត្រង់មាត់លែងអង្គុយអោបកភ្លើងភ្នែកនៅកញ្ចឹងករាល់យប់ទៀតគេទម្លាក់ដ្រូនទម្លាក់អីអាហ្នឹងវាបានសេចក្តីសុខទៅហ៊ានជួមុខអាចមកជួបជុំគ្រួសារអីម្ដងម្កាលផ្លាស់វេនដូវេនអីចឹងឡាក់នឹងឡាក់ទៅយើងបានមែនហើយក៏ប៉ុន្តែដីខ្មែរគឺថៃគ្រប់គ្រងហើយយើងអាចទាគេវិញបានទេបងប្អូនយើងទាតាមយន្តការនៃការចរចានេះគឺអត់បានទេទ្វេភាគីនឹងដឹងពិបាកទីហើយដោយសារអីដោយសារតែថៃនឹងយកអាហេតុផលមួយថាអ្នកណានៅណានៅហ្នឹងហើយកម្ពុជាអត់បានដាក់លក្ខខណ្ឌថៃថាអ្នកឯងត្រូវថយទៅចំណុចដើមវិញនៅក្នុងរយៈពេល5ខែ6ខែឬ1ឆ្នាំអត់មានយើងនៅតែសំអាងតែលក្ខខណ្ឌមាត្រាប្រការ2ដែលនិយាយថា JBC វាស់ទៅបើបានខ្មែរខ្លះខ្មែរយកមកវិញអាបានខ្លះហ្នឹងក៏ថៃអត់ឲ្យទៅទៀតគុំថាឡើយបានទាំងអស់ឥឡូវបិទផ្លូវចរចាតើយើងសង្ឃឹមអីបងប្អូនសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃដោយសារចរិតខ្មែរអានឹងទី1តែសំខាន់បំផុតសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃក៏ដោយសារតែបាត់ជប់បាញ់នឹងដែលខ្មែរព្រមព្រៀងឲ្យថៃនៅណានៅហ្នឹងខ្ញុំនិយាយម្ដងទៀតគឺយើងទទួលស្គាល់អំពើឈ្លានពានរបស់ថៃដែលព្រមឲ្យថៃនៅណានៅហ្នឹងហើយមិនដាក់លក្ខខណ្ឌថៃថាដល់ដំណាក់កាលណាមួយណាឯងត្រូវថយដល់ចំណុចដើមហើយឲ្យថៃសញ្ញេនៅក្នុងកិច្ចព្រមព្រៀងហ្នឹងថាណា6ខែនេះ10ខែនេះឬក៏ប៉ុណ្ណេះខែ6ខែដំបូងណាឯងត្រូវដក 30% 6ខែទៀតដក30ទៀត6ខែចុងក្រោយទៀតណាត្រូវដក 40% ទៀតចេញពីតំបន់ដែលត្រួតត្រាក្រោយថ្ងៃទី28ខែឧសភាឆ្នាំ2025យើងអត់មាននិយាយខហ្នឹងទេអញ្ចឹងហើយបានសហគមន៍អន្តរជាតិគេមិនថ្កោលទោសថៃគេមិននៅខាងកម្ពុជាគឺគេគិតថាយើងព្រមគេអត់អាចមកអាកាត់អីលើសប្រទេសសម័យទេព្រោះធម្មតាមានរឿងអីក៏ដោយជនរងគ្រោះជាអ្នកសម្រេចបើជនរងគ្រោះផ្សះផ្សាយើងជាអ្នកដតីតើយើងទៅហ៊ានអីមកអាកាត់ជាងគេបើគេដកបណ្ដឹងឧទាហរណ៍បើគេដកបណ្ដឹងប្តឹងផ្ដាល់តើឲ្យអ្នកដតីទៅឈឺឆ្អែលត្រូវតែដាក់បណ្ដឹងមិនទេកុំដកវាពិបាកណាស់ពួកអីសម័យខ្លួនដែលជាជនរងគ្រោះដកពាក្យបណ្ដឹងដូចគ្នានឹងជាមួយថៃចឹងយើងអត់បានចោទថៃថាថៃឈ្លានពានខ្មែរទេណានៅក្នុងបទច្បាប់បាញ់អត់មាននិយាយចំណុចណាថាថៃឈ្លានពានទេអត់មានថាយើងទាំងអស់គ្នាត្រូវព្រមព្រៀងគ្នាថានេះគឺជាអំពើឈ្លានពានរបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជាហើយត្រូវតែដកទៅវិញនៅពេលដែលយើងផ្អាកការជប់បាញ់អត់មាននិយាយចឹងទេកម្ពុជានិយាយចោទប្រកាន់ថៃថាឈ្លានពានកម្ពុជានៅក្រោយសញ្ញេបទជប់បាញ់ហើយទៅវិញទេក្រោយជប់បាញ់ភ្លាមគឺយើងចោទថៃថាឈ្លានពានយើងគ្រប់ម៉ាត់តើឲ្យអ្នកណាគេជឿយើងទៅសញ្ញេប្រាប់គេថានៅណានៅនឹងបានហើយអត់អីទេអត់ខុសច្បាប់ទេព្រោះអីកម្ពុជាព្រមឲ្យដែនអធិបតេយ្យរបស់កម្ពុជាដែលថៃវាយបានទៅហ៊ានគេនៅណានៅនឹងយើងអត់ថាគេខុសច្បាប់ផងនៅក្នុងបទជប់បាញ់តែដល់ពេលក្រោយបទជប់បាញ់យើងទៅប្រកាសជាអលរឹកតាមរយៈលិខិតជូនដំណឹងជាង800ដងដែលយើងថាថៃឈ្លានពានខុសច្បាប់ប៉ុន្តែអានឹងជាលិខិតការទូតលិខិតក្រៅហ្នឹងវាមិនមែនជាកិច្ចព្រមព្រៀងដែលយើងសញ្ញេជាមួយថៃណាអាកាលសញ្ញេជាមួយគ្នាយើងព្រមឲ្យថៃនៅណានៅហ្នឹងតែដល់តែពេលយើងប្រកាសចោទប្រកាន់ថៃយើងថាគេឈ្លានពានថៃឈ្លានពានមិនអាចយកអាសពាវុធហ្នឹងមកដណ្ដើមដីខ្មែរជាអំពើខុសច្បាប់អន្តរជាតិខុសច្បាប់ជាតិខុសច្បាប់អីចុះហេតុអីមិននិយាយថាខុសច្បាប់ហ្នឹងនៅក្នុងអាកិច្ចចរចាឈប់បាញ់នេះវាអត់និយាយហើយដល់ពេលក្រៅពីបាត់ឈប់បាញ់យើងមកនិយាយទៅវិញយើងថាអូឥឡូវថៃឈ្លានពានលើសបាត់ឈប់បាញ់ណាបាទហ្នឹងខ្ញុំទទួលស្គាល់ថាត្រឹមត្រូវនៅពេលដែលថៃគេឈប់បាញ់ហើយដីប្រមាណហ្នឹងកម្ពុជានិយាយថាថ្ងៃ3ខែមករាឆ្នាំ2026ក្រសួងការបរទេសថាថៃឈ្លានថៃកម្ពុជាព្រមឲ្យថៃគ្រប់គ្រងតំបន់14នៅខេត្ត4ពោធិ៍សាត់ពោធិ៍សាត់ប្រទានមានជ័យឧត្តរមានជ័យនិងព្រះវិហារអត់មានបាត់ដំបងទេ14ណាហើយមានតែ14កន្លែងទេប្រាសាទតំន់តូចប្រាសាទតំន់ធំប្រាសាទតាកបីថ្មដាបឹងតគួនមុំ3ស្អីហ្នឹងតែ14កន្លែងទេអាហ្នឹងគឺយើងទទួលស្គាល់ស្រាប់តែក្រោយមកស្រាប់តែរដ្ឋាភិបាលប្រកាសមកថាតំបន់ដែលថៃគ្រប់គ្រងហ្នឹងគឺជាការឈ្លានពានក្រោយបាត់ជប់បាញ់
ឥឡូវកម្ពុជាមិនចាត់ទុកថាការឈ្លានពានប្រមាណទៀតហ្នឹងគឺជាការឈ្លានពានក្រោយបទជុបបាញ់ទេគឺកម្ពុជាចេញសារទូទៅថារាល់ថៃកាន់កាប់ដីខ្មែរទាំងមានព្រមព្រៀងគ្នាហ្នឹងក៏ខុសច្បាប់ដែរដល់អញ្ចឹងវល់ហ្មងក៏យើងស្ដាប់បានសហគមន៍អន្តរជាតិក៏គេវល់ដែរថៃខ្លួនឯងក៏វល់ដែរថៃរាល់ថ្ងៃហ្នឹងថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិតណាហើយដល់អញ្ចឹងហើយបានថ្ងៃហ្នឹងដែលលោកប្រប៉ាសសុនចៃឌីនេះដែលជាមេតបអាកាសប្រធានគណៈកម្មការបន្ទប់ស្ថានភាពនេះគាត់លើកយកអាហ្នឹងមកផ្ចាញ់ផ្ចាលកម្ពុជាវិញថាកម្ពុជាបំផ្លាស់ព័ត៌មានផ្សព្វផ្សាយព័ត៌មានមិនពិតពីរឿងបាត់ច្បាញ់ឃើញទេឃើញថៃគេយកអាហ្នឹងមកចងយើងហ៎ហើយតែពេលគេនិយាយគឺយើងចាញ់ថៃហើយខ្ញុំមិនមែនជាអ្នកច្បាប់ទេបងប្អូនខ្ញុំមិនមានឯកទេសមេធាវីមិនមែនជាចៅក្រមព្រះរាជអាជ្ញាទេខ្ញុំនិយាយអំពីការការពារក្តីឲ្យកម្ពុជាបើធ្វើដូចសពថ្ងៃគឺយើងចាញ់ក្តីគេហើយហេតុអីបើខ្ញុំថាចាញ់ក្តីគេព្រោះយើងដំបងយើងទទួលស្គាល់ថាថៃឈ្លានពានដែនអធិបតេយ្យដំបងយើងព្រមទទួលឲ្យថៃគ្រប់គ្រងដីនៅកន្លែងណានៅកន្លែងហ្នឹងគឺបានន័យថាជាការស្របច្បាប់ប្រទេសសម័យឲ្យគេចុះហត្ថលេខាឲ្យគេនៅណាអាហ្នឹងស្របច្បាប់អីតាសហគមន៍អន្តរជាតិអត់មានណាមកជំទាស់រឿងហ្នឹងបានទេព្រោះអីកម្ពុជាអត់បានប្តឹងថៃទេណាកម្ពុជាអត់ដែលប្តឹងថៃទៅតុលាការអន្តរជាតិទេគឺយើងព្រមព្រៀងស្រុះស្រួលគ្នាឈ្លានពានខ្ញុំ2 ដងហ្នឹងមែនអូខេឥឡូវនៅណានៅហ្នឹងខ្ញុំដូរយកសន្តិភាពយកអត់បាញ់គ្នាទៀតតែប៉ុណ្្នឹងតាចឹងបានសហគមន៍អន្តរជាតិគេអត់មានកោតទោសថៃកើតទេដោយសារតែប្រទេសខ្លួនគេអត់លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងខ្មែរហើយអត់លូកដៃចូលការផ្ទៃក្នុងថៃទៀតនេះបើកម្ពុជាកោតទោសថៃតាំងពីយូរកុំឲ្យចុះនៅក្នុងកិច្ចព្រមព្រៀងហ្នឹងអត់មានបទជុបបាញ់ហ្នឹងអាហ្នឹងសហគមន៍អន្តរជាតិកោតទោសថៃមកហើយព្រោះអីគេឃើញអំពើហ្នឹងវានៅលើគោកប៉ុន្តែដល់ខ្មែរព្រមហើយចឹងសហគមន៍អន្តរជាតិអត់សើដែរអត់អាចទៅកោតទោសថៃកើតទេព្រោះម្ចាស់ខ្លួនគេជាជនរងគ្រោះគេអត់កោតទោសផងយើងអត់កោតទោសថៃទេណានៅក្នុងបទជុបបាញ់ក្រោយមកយើងកោតទោសថៃយើងបដិសេធយើងអីហើយចាប់ផ្ដើមចេញសារមកថៃចាប់ផ្ដើមឈ្លានពានលើសពីកន្លែងដែលព្រមព្រៀងគ្នានេះខ្មែរចាប់ផ្ដើមចេញហើយដល់ពេលចេញមកកម្ពុជាច្បោកច្បល់ខ្មែរខ្លួនឯងបងប្អូនទៅសួរមើលប្រជាពលរដ្ឋខ្មែរប្រមាណអ្នកសប្ងៃនេះប្រមាណអ្នករួមទាំងអ្នកគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារួមទាំងអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាប្រជាពលរដ្ឋខ្មែរប្រមាណអ្នកដែលដឹងថាដីខ្មែរត្រូវថៃឈ្លានពានអាកាលពីបាញ់គ្នា2លើកហ្នឹងប្រមាណដុំហើយក្រោយមកហ្នឹងប្រមាណដុំមើលសាកសួរមើលឥឡូវបងប្អូនសាកសួរមើលសួរគណៈបកប្រជាជនកម្ពុជាខ្លួនឯងសួរមន្ត្រីរដ្ឋាភិបាលខ្មែរសប្ងៃខ្លួនឯងសួរទាហានខ្មែរសួរអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរសួរមន្ត្រីក្រសួងមន្ត្រីពាក់ព័ន្ធគណៈកម្មការព្រំដែនខ្មែរសួរមើលដីខ្មែរប្រមាណដែលថៃឈ្លានពានដណ្ដើមបានកាលពីឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយប្រមាណដុំទៀតដែលថៃឈ្លានពានក្រោយហ្នឹងអត់មានទុកឲ្យឆ្ងល់កុំតែបានលោកសំអានដែលជាមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសដែលលោកឈ្មោះឈ្មោលទៅសួរទាហានព្រំដែនទៅស្រង់តួលេខពីថៃដែលគេឃើញកន្លែងគ្រប់គ្រងតំបន់ផ្សេងហ្នឹងទៅស្អីមើលព័ត៌មានក្រសួងការបរទេសដែលថ្លែងសារក្រោយហ្នឹងមកប្រមូលចុះឡើងនោះបាន76ទីតាំងមានន័យថាម៉េចបងប្អូនបើសិនជា76ទីតាំងដែលលោកសំអានរកឃើញហ្នឹងគឺជាព័ត៌មានពិតអញ្ចឹងណាហើយក្រសួងការបរទេសប្រកាសតែ14កន្លែងពីថ្ងៃទី3ខែមករាឆ្នាំ2026ដែលថាអ្នកណានៅហ្នឹងគឺមានតែ14ទីតាំងនៅ4ខេត្តទេមានន័យថាមកដល់ម៉ោងហ្នឹងថៃឈ្លានពានលើសពីបទជុបបាញ់យកដីខ្មែរថែមដកបងប្អូន14ដក76ដក52ទីតាំង50 60 76 14 62ទីតាំងថៃវាយដណ្ដើមបានក្រោយបទជុបបាញ់62ទីតាំងវាយកាលព្រមព្រៀងគ្នាតែ14ទីតាំងឯងដល់ពេលលើកក្រោយមកអត់វាយអស់គាត់ក៏ភ្លើមួយសោះដើរដាក់បលាលួសយកហ្មងដើរដាក់បលាលួសចាក់បេតុងពាត់ព្រំដែនលើកបេតុងលើកអីលបងអីចឹងមកឡើងដល់ទៅ62ទីតាំងថែមអា14ទីតាំងដែលរដ្ឋាភិបាលបានប្រកាសពីដើមទីមកក៏ប៉ុន្តែនៅក្នុងអា62ទីតាំងបន្ថែមក្រោយបទជុបបាញ់ហ្នឹងមានទីតាំងខ្លះហ្នឹងគឺវាសពិចសពិលម្ដងរដ្ឋាភិបាលថាអូឥឡូវថែម12ទីតាំងទៀតម្ដងថែម4ទៀតម្ដងថែម5ម្ដងថែម2ម្ដងថែម6ថែមរហូតហើយដល់អញ្ចឹងប្រជាពលរដ្ឋអត់មានព័ត៌មានចុះថែមនឹងនៃណាឥឡូវព័ត៌មានអូខេឥឡូវវាយគ្នាមកប្រាវ14កន្លែងទំហំប្រមាណទីតាំងនៅកន្លែងណាក្នុងខេត្តអីនិយាមការអីចុចទៅរកឃើញទេទាហានថៃនៅកន្លែងម៉ានទាហានខ្មែរនៅកន្លែងម៉ានចុះឥឡូវបាញ់គ្នាក្រោយមកហ្នឹងពេលដែលគេឈ្លានពានយើងលើសពីអា14ទីតាំងហ្នឹងតើប្រមាណទីតាំងទៀតដើម្បីឲ្យខ្មែរយើងតបអត់មានតែម្ដងលឺទៅបកគោលនេះទៅបកគោលនោះទៅលឺទៅតំបន់នេះទៅតំបន់នោះទៅចឹងបានលោកសំអានរៀបមកប៉ុន្តែបងប្អូនរដ្ឋាភិបាលទុកឲ្យបងប្អូនឆ្ងល់សូម្បីតែមនុស្សនៅក្នុងរដ្ឋាភិបាលក៏វល់ដែរអត់ដឹងថាកន្លែងណាច្បាស់ហើយគេយកបានប៉ុន្មានអីអត់ដឹងដូចគ្នាអាការដែលធ្វើឲ្យវល់នេះគឺយើងចាញ់ព្រៀបថៃហើយបងប្អូនចាញ់ហ្នឹងគឺដោយសារយើងឈ្នះតែមួយទេយើងឈ្នះនឹងការធ្វើឲ្យប្រជាពលរដ្ឋកញ្ញាញ់ខួរចេះតែស្មានអូចេះតែថា76ចេះតែថាលោកសំអានរដ្ឋាភិបាលអត់បាននិយាយថាដល់ប៉ុណ្ណឹងចេះបលើសដឹងខ្មែរយើងមិនបាក់ច្រើនទេលោកហ៊ុនសែនថារាប់ហិកតាហ្នឹងតិចតួចហ្នឹងអញ្ចឹងស្អំចិត្តឲ្យប្រជាពលរដ្ឋគិតថាអូអត់ច្រើនទេរាប់ហិកតាហ្នឹងប្រប៉ាន់កូនដៃហ្នឹងតែគិតអីរឿងអីធំហ៎ដេកសំដួលល្មួមសំក្រិចអីចឹងទៅយើងគិតថាទូចដោយសារតែយើងអត់ដឹងហើយនេះគឺជាការក្បត់ប្រវត្តិសាស្ត្រដែរព្រោះថ្នាក់ដឹកនាំក្រសួងមន្ត្រីពាក់ព័ន្ធទាំងអស់អត់ត្រូវកុហកប្រជាពលរដ្ឋទេដីនេះដីខ្មែរតាយើងកត់មកម៉ូតូគេលួចអស់ប្លន់អស់ពីឃ្លាំងហើយហ្នឹងហើយយើងនៅតែបងប្អូននៅក្រុមគ្រួសារដឹងម៉ូតូប៉ុន្មានគ្រឿងចៅលួចអស់ប៉ុន្មានចៅលួចអស់ម៉ូតូយើងប៉ុន្មានម៉ែដឹងដែរហងហើយមើលទៅដូច14អញ្ចឹង14ណា
កូនថាអត់ទេម៉ែអើយមិន14ទេម៉ូតូយើងមុនចៅវាយមកដូចមាន80គ្រឿងឯណោះម៉ែឥឡូវហ្នឹងដូចអស់លីងពីឃ្លាំងឯហ្នឹងអញ្ចឹងមិនទៅម៉ែមិនអាម៉ូតូហ្នឹងម៉ូតូយ៉ាងម៉េចទៅវិញអត់ទេវាមិនទាន់បាត់ទៅណាទេគឺយើងថា14អញ្ចឹងសិនណាប៉ុន្តែអស់ជិត100គ្រឿងអីអញ្ចឹងដូចអញ្ចឹងកូនគ្រួសារហ្នឹងក៏វល់ដែរអត់ដឹងជួយការពារម៉ែមិនទេព្រោះអីម៉ែឪអត់ប្រាប់ព័ត៌មានហ្នឹងឲ្យកូនដឹងសប្ងៃហ្នឹងយើងអត់ដឹងព័ត៌មានហ្នឹងទេព្រោះរដ្ឋាភិបាលកិច្ចវេះពីការចងក្រងអាដែនដីដែលថៃយកបានហើយតែអញ្ចឹងចាប់ផ្ដើមនិយាយថៃវាយឈ្លានពានក្រោយបាត់ឈប់បាញ់បងប្អូនដែលមានរដ្ឋអធិបតេយ្យណាដែលអនុញ្ញាតឲ្យរដ្ឋអធិបតេយ្យមួយទៀតមកឈ្លានពានដែនអធិបតេយ្យរបស់យើងឲ្យអត់រុញគេទៅវិញណាកុំនិយាយពីរឿងបាត់ឈប់បាញ់យើងមានហើយឈប់បាញ់2ដងគឺយើងអត់អាចទៅរករឿងគេទេណានៅហ្នឹងអូខេក៏ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលថាថៃឈ្លានពានក្រោយបាត់ឈប់បាញ់គឺជាអំពើឈ្លានពានអត់មានទៅរករឿងគេអីសោះចាញ់តែសេចក្តីថ្លែងការណ៍ស្នើសុំអំពាវនាវជូនដំណឹងថ្កោលទោសសុំឲ្យដកទៅវិញវាអត់ចឹងទេរដ្ឋអធិបតេយ្យនៅពេលដែលអ្នកណាឈ្លានពានដែនអធិបតេយ្យខុសពីកិច្ចព្រមព្រៀងនៃបាត់ឈប់បាញ់គឺអ្នកឯងត្រូវតែទទួលរងការវាយបកទៅវិញដើម្បីរុញច្រានអ្នកឯងទៅវិញជាសិទ្ធិស្របច្បាប់ការពាររបស់រដ្ឋាភិបាលកម្ពុជារបស់ទាហានខ្មែរអត់មានតាក់ទងនឹងការសរសេរប្រាប់ឲ្យអ្នកឯងថយទេអត់មានទេអ្នកឯងមកលូកជើងធាក់ជើងអ្នកឯងដាក់ដៃធាក់ដៃព្រោះដីនេះដីខ្មែរតាបាទអាកន្លែងតំបន់ព្រមព្រៀងគ្នាអូខេខ្ញុំមិនអាចទៅខាត់ខាំងអ្នកឯងនៅក្នុងការធ្វើអីនៅក្នុងតំបន់ព្រមព្រៀងគ្នាទេព្រោះអីអ្នកឯងនៅណានៅហ្នឹងអាហ្នឹងមានបាត់ឈប់បាញ់តែក្រោយឈប់បាញ់នេះយើងអត់មានទៅតវ៉ាអីគេយើងនាំគ្នាទៅតវ៉ាយើងអត់បានប្តឹងថៃយើងអត់បានរុញថៃយើងអត់បានអីត62ទីតាំងបន្ថែមទៀតតើវាក្រំគ្រាចិត្តប៉ុណ្ណាដល់ពេលអញ្ចឹងរដ្ឋាភិបាលមិនគិតថា62ទីតាំងហ្នឹងជាតំបន់ដែលថៃឈ្លានពានក្រោយបាត់ឈប់បាញ់ទេឥឡូវគិតថាអាតំបន់ទាំងអស់ហ្នឹងហ្មងដោយទាំងអាព្រមព្រៀងគ្នាឲ្យគេនៅណានៅហ្នឹងនឹងអាក្រោយបូកចូលគ្នាថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាមិនអាចទាមទារយកដីដែលថៃវាយបាននឹងជាកម្មសិទ្ធិរបស់ខ្លួនវាខុសច្បាប់អន្តរជាតិលោកបូកចឹងទៅអញ្ញាអញ្ញៃដល់ចឹងទៅខ្មែរខ្លួនឯងក៏ក្តាប់ព័ត៌មានអត់ច្បាស់ថៃគេអង្គុយសើចយើងហើយដល់ពេលថៃគេអង្គុយសើចគឺគេចោទយើងថាយើងបកស្រាយចំណេញនយោបាយអត់យកបាត់ឈប់បាញ់មកប្រើហើយដល់ពេលអញ្ចឹងដល់ពេលឥឡូវចូលដល់រឿងអ្នកស្រី Angelina Jolie អ្នកស្រី Angelina Jolie នេះក៏គាត់មានបេះដូងធំណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើងនេះមានភ័ព្វវាសនាណាស់ដែលបានអ្នកស្រី Angelina Jolie ដែលជាតារាល្បីរបស់ Hollywood គឺគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់នៅលើពិភពលោកអ្នកណាក៏ទទួលស្គាល់គាត់ដែរគាត់គឺជាអគ្គរដ្ឋទូតសុឆន្ទៈរបស់ប្រទេសជាច្រើននៅក្នុងការជួយដោះស្រាយជនភៀសខ្លួនទៅអភិរក្សសត្វព្រៃនៅអាហ្វ្រិកនៅប្រទេសក្រីក្រអីជាច្រើនគាត់ជួយច្រើនណាស់អញ្ចឹងគាត់គឺជាតារាល្បីមិនមែនតែតារាសម្ដែងទេគឺជាតារាមនុស្សធម៌ដែលគេទុកចិត្តគេឲ្យតម្លៃគាត់ខ្លាំងមែនតើហើយនៅក្នុងនេះនៅពេលដែលគាត់ចេញសារពីថ្ងៃទី24ខែកក្កដាឆ្នាំ2026គួប1ឆ្នាំនេះគឺគាត់និយាយអំពីបញ្ហានៅព្រំដែនគឺជនភៀសសាររបស់គាត់គឺមានបង្កប់ខ្លឹមសារនយោបាយនៅក្នុងហ្នឹងប្រហែលជាគាត់មិនចង់បញ្ចេញខ្លឹមសារនយោបាយទេប៉ុន្តែដោយគាត់ប្រើពាក្យអញ្ចេះចាំមើលខ្ញុំនិយាយអំពីសាររបស់អ្នកស្រី Angelina Jolie គាត់ថាដីដែលតំបន់គាត់និយាយគាត់ថាខ្លោចផ្សារណាស់ដោយសារតែចំនួនព្រំដែនខ្មែរថៃធ្វើឲ្យដែនដីដែលគាត់ធ្លាប់អាស្រ័យផលនៅសំឡូតហ្នឹងគឺប្រជាពលរដ្ឋបានចាក់ចេញពីលំនៅឋានមានខ្លះបានវិលមកវិញប៉ុន្តែភាគច្រើននៅតែមិនអាចវិលមកលំនៅឋានខ្លួនបានវិញទេគឺដោយសារតែថៃមិនឲ្យចូលឃើញនៅហ្នឹងគាត់មិននិយាយថាថៃមិនឲ្យចូលទេព្រោះខ្មែរណាដែលគាត់ខ្មែរមិនឲ្យចូលគាត់និយាយថាដោយសារតែបញ្ហាការគ្រប់គ្រងរបស់ថៃនៅតំបន់ព្រំដែនហ្នឹងធ្វើឲ្យតំបន់សំឡូតដែលប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតក្រោមតំបន់អភិរក្សសត្វព្រៃរបស់គាត់ហ្នឹងមិនអាចវិលទៅលំនៅឋានវិញដែលជារឿងគួរឲ្យខ្លោចផ្សាព្រោះគាត់ហៅថាកម្ពុជាគឺជាមាតុភូមិជាទឹកដីរបស់គាត់ដែលគាត់ស្រឡាញ់ហើយដូច្នេះគាត់គិតថាសង្គ្រាមនេះគឺវាធ្វើឲ្យខ្លោចផ្សាដល់ជនភៀសអីចឹងទៅនេះសារនេះឯងដែលមេតបថៃចាប់ផ្ដើមយកមកវាយបកលើប្រទេសកម្ពុជាវិញថាកម្ពុជាកំពុងតែប្រើប្រាស់តារាល្បីដើម្បីបំភ្លៃការពិតនៃភាពជាក់ស្ដែងនៃរឿងកម្ពុជាថៃគេចោទកម្ពុជាថាយើងយកតារាល្បីដើម្បីបំភ្លៃការពិតដែលព័ត៌មាននៃថៃគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់ហ្នឹងគឺមិនត្រឹមត្រូវទេណាគេនិយាយចឹងណាហើយដឹងហេតុអីបានគេសំអាងគេថាថៃអត់ដែលហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនឲ្យវិលទៅលំនៅឋានវិញទេថៃអះអាងទៀតថាបើថៃហាមឃាត់មែនណាមែនប្រជាពលរដ្ឋខ្មែរដល់ទៅជាង600,000នាក់បានវិលទៅលំនៅឋានអស់វិញទេថៃក៏បានជួយសម្រួលច្រើនដែរតែថៃគេអះអាងចេះគេថាអ្នកដែលលើកឡើងអំពីថៃរារាំងមនុស្សធម៌រឿងជនភៀសមិនឲ្យវិលទៅលំនៅឋានវិញថាថៃឈ្លានពានហ្នឹងគឺជាអ្នកដែលមិនមើលបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025នេះអ្វីដែលលោកប្រប៉ាសសុនចៃឌីលើកយកមកចាញ់ចោលខ្មែរថាយើងផ្សព្វផ្សាយព័ត៌មានមិនពិតឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍ខុសអំពីតថភាពជាក់ស្ដែងនៃបទឈប់បាញ់គាត់និយាយថាបទឈប់បាញ់ចែងថាអ្នកណានៅហ្នឹងដូច្នេះតំបន់ដែលថៃកំពុងតែគ្រប់គ្រងនេះគឺជាដែនអធិបតេយ្យរបស់ថៃគ្រប់គ្រងដែលមិនអាចឲ្យប្រជាពលរដ្ឋណាចូលបានទេដើម្បីសុវត្ថិភាពសន្តិសុខដើម្បីអីសពបែបយ៉ាងរហូតថៃគេដាក់បលាលួសរហូតថៃគេដាក់លបងគេធ្វើដាក់កុងតឺន័រដាក់អីហ្នឹងគឺគេសំអាងថាដីហ្នឹងគឺគេការពារសុវត្ថិភាពប្រជាពលរដ្ឋថៃនិងយោធាថៃដូច្នេះតំបន់ទាំងអស់នេះគេនិយាយចេះតំបន់ទាំងអស់នេះបឹងតកួនអូស្មាច់តំបន់ច្រកអានសេះឬ
ភូមិជោគជ័យភូមិព្រៃច័ន្ទគឺជាតំបន់ដែលកម្ពុជាព្រមព្រៀងគ្នាអ្នកណានៅហ្នឹងបើអ្នកណានៅហ្នឹងគឺថៃអត់ឲ្យខ្មែរចូលបានទេព្រោះជាការគ្រប់គ្រងរបស់ថៃឃើញទេបងប្អូនអញ្ចឹងហើយបានតែយើងថាដងដាវវានៅលើថៃត្រង់ថាបើយើងយកកិច្ចព្រមព្រៀងនៃបាត់ជប់បាញ់មកនិយាយគឺយើងនិយាយមិនឈ្នះថៃទេហើយដល់ពេលយើងផ្សព្វផ្សាយព័ត៌មានឃើញថៃគេចោទប្រកាន់ណាគេថាយើងហ្នឹងគឺយកអ្នកតារាល្បីអីទៅនិយាយកេងចំណេញនយោបាយខ្វះការពិតដែលបើការពិតអាតំបន់ដែលថៃអត់បានគ្រប់គ្រងកម្ពុជាជនភៀសសឹកទៅអស់ហើយតាជនភៀសសឹកអត់អាចទៅបានតែបឹងតគួនឬក៏តំបន់អូស្មាច់ឬក៏តំបន់ផ្សេងទៀតជាពិសេសភូមិជោគជ័យភូមិព្រៃច័ន្ទហ្នឹងគឺដោយសារអីគឺដោយសារតែមានបាត់ឈប់បាញ់ដែលអនុញ្ញាតឲ្យថៃនៅបន្តគ្រប់គ្រងនៅតំបន់ទាំងអស់នោះហើយខ្មែរព្រមតាហើយបើខ្មែរព្រមបើទាហានថៃនៅហ្នឹងធ្វើម៉េចទាហានថៃបើកឲ្យខ្មែរចូលទៅវាប៉ះពាល់ដល់សុខភាពគេឃើញទេឃើញលេសរបស់គេគឺគេកាន់ដងដាវក៏ប៉ុន្តែបងប្អូនខ្ញុំបានជម្រាបច្រើនលើកច្រើនគ្រាហើយថាកម្ពុជាចាញ់ប្រៀបថៃនៅក្នុងករណីបាត់ជប់បាញ់នឹងមែនហើយព្រោះយើងមិនបានដាក់លក្ខខណ្ឌថៃប៉ុន្តែកម្ពុជាមិនអាចយកអាលក្ខខណ្ឌដែលយើងព្រមឲ្យថៃនៅណានៅហ្នឹងហើយមកយកជាការចោទប្រកាន់ថៃហើយដើម្បីឲ្យថៃរករឿងថៃឲ្យដោះស្រាយបញ្ហានោះទេយើងធ្វើអត់ការទេព្រោះព្រមព្រៀងគេហើយយើងមកនិយាយយកអាកិច្ចព្រមព្រៀងឲ្យចោលគឺគេនឹងចោទយើងថាយើងកលិចហើយយើងមិនអាចយកកិច្ចព្រមព្រៀងហ្នឹងទៅចោទថៃថាឈ្លានពានយើងបានទេយើងអាចយកកិច្ចព្រមព្រៀងហ្នឹងទៅចោទថៃថាបំពេញកិច្ចព្រមព្រៀងក្នុងករណីដែលមិនរៀបចំគណៈកម្មការវាស់វែងព្រំដែននេះ JBC នេះអាហ្នឹងយើងចោទត្រូវព្រោះថៃកិច្ចវេះអាហ្នឹងខ្ញុំទទួលស្គាល់ថារដ្ឋាភិបាលនិយាយត្រូវព្រោះអីថៃកិច្ចវេះម្ដងហើយម្ដងទៀតថៃខូចខ្ញុំដឹងថាថៃខូចយើងអាចចោទគេថាថៃកិច្ចវេះមិនចង់វាស់វែងព្រំដែនខុសពីបទជប់បាញ់បានប៉ុន្តែយើងអាចចោទថៃថាថៃឈ្លានពានកម្ពុជាបានទេនៅក្នុងបទជប់បាញ់ដែលយើងព្រមគេថាគេអត់ឈ្លានពានផងនៅណានៅហ្នឹងអញ្ចឹងហើយបានថាខ្ញុំផ្ដាំទៅកម្ពុជាកុំយកអាលេសដែលចាញ់ថៃហ្នឹងគឺយើងយកដងដាវរបស់យើងកុំទម្លាក់អាត់ចោលអាត់របស់យើងគឺតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិនេះគឺជាអាត់ឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23ដុល្លារនេះគឺជាអាត់កើរបស់កម្ពុជាតែយើងអត់ព្រមគឺយើងមកប្រើយន្តការដែលឲ្យដងដាវទៅថៃឥឡូវថៃគេយកដងដាវមកចាក់យើងរហូតដោយសារតែបាត់ជប់បាញ់ហ្នឹងអញ្ចឹងខ្ញុំនៅតែស្នើថាបើយើងចង់ស្អំចិត្តប្រជាពលរដ្ឋយ៉ាងណាក៏ដោយប៉ុន្តែត្រូវប្រាប់ព័ត៌មានពិតឲ្យខ្មែរដឹងតែយើងប្រាប់ព័ត៌មានមិនពិតគឺយើងធ្វើសង្គ្រាមចាញ់គេហើយព្រោះយើងមើលស្រាលសត្រូវយើងប្រាប់ថាយើងឈ្នះហើយយើងជោគជ័យហើយយើង100%ហើយយើងយុទ្ធសាស្ត្រមន់បាញ់កឲ្យមន់ស៊ីក្រុងរត់មកយកទាំងអស់យើងជោគជ័យហើយឥឡូវសង់ធ្វើអីធ្វើទៅចាំមើលតែយើងយកមកមានទាំងផ្លូវមានទាំងស្ពានមានសាលារៀនមន្ទីរពេទ្យអីហើយគឺយើងយកទាំងអស់នេះគឺជាគេហៅថាយុទ្ធនាការប្រជាពិធដ្ឋបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងឲ្យលងថាថៃបារាជ័យគ្រប់យ៉ាងហើយខ្មែរយើងឈ្នះទាំងអស់ប៉ុន្តែជាមួយគ្នានឹងអត់បានទៅធ្វើឲ្យយកអាយន្តការឈ្នះសោះអត់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិហើយមកប្រឹងតែឈ្នះតាមអាយន្តការដែលចាញ់នេះទៅវិញនេះហាគឺជារឿងកញ្ញាញ់ខួរធ្វើឲ្យខ្មែរយើងអត់ដឹងព័ត៌មានអញ្ចឹងមកខ្ញុំសូមអង្វរបងប្អូនប្រាប់ព័ត៌មានបងប្អូនឲ្យពិតវិញហើយកុំខ្វល់រឿងថៃខ្លាំងមិនខ្លាំងយើងដឹងចំណុចខ្លាំងរបស់ថៃគឺដើម្បីពង្រឹងចំណុចខ្សោយរបស់យើងដើម្បីទប់ថៃបានមិនមែនយើងខ្សោយហើយទៅប្រឡប់ព័ត៌មានតែថៃថាថៃខ្សោយថៃចាញ់គ្រប់រឿងយើងនឹងបរាជ័យ 100% អត់ឈ្នះគេទេយើងស្គាល់សត្រូវច្បាស់នៅពេលដែលយើងដឹងចំណុចខ្លាំងរបស់សត្រូវឲ្យច្រើនដើម្បីយើងពង្រឹងចំណុចខ្សោយយើងទៅទប់នឹងចំណុចខ្លាំងគេមិនមែនមករកតែចំណុចខ្សោយគេហើយយើងចាញ់គេសុតសាតយើងអត់មានស្អីឈ្នះគេចឹងទេហើយព័ត៌មាននេះគឺជាព័ត៌មានដែលធ្វើឲ្យខ្មែរយើងលងនៅក្នុងសុបិនយប់យូរសុបិនច្រើនហើយអត់ដឹងការពិតទេយើងខុសហ្មងយើងខុសចង់និយាយថាយើងទៅមិនផ្នែកទៅគឺគេបាញ់ងាប់រាល់ថ្ងៃហ្នឹងគឺយើងទៅក្លាហានណាយើងដឹងតែឈ្នះហើយយើងមានដងដាវទៅដល់គេចាក់ស្លាប់បាត់យើងទៅហ្នឹងហើយសិតតែវងជាមសិតតែណៃនេះហើយប្រប៉ែសិតតែឆ្លោះហើយទៅម៉ែហើយសិតតែខ្លាហើយនឹងខ្លារខិនហើយនឹងតោអីនៅហ្នឹងចាំសង្គប់ស៊ីយើងអស់យើងត្រូវប្រយ័ត្នឲ្យមែនតើបងប្អូនហើយវិលមករឿងអ្នកស្រី Angelina Jolie សាររបស់គាត់និយាយថាជនភៀសសឹកសម្ងាយហ្នឹងនៅសល់ប្រមាណ 730,000 នាក់ទៀតអ្នកណាដែលឲ្យព័ត៌មានទៅ Angelina Jolie ហ្នឹងក៏អត់មានមើលព័ត៌មានដែរបើអស់លោកចង់ជួយគាត់កុំសម្លាប់គាត់មកដល់ម៉ោងនេះជនភៀសសឹកនៅសល់តែ 2300 នាក់ទេហ្នឹងត្រឹមថ្ងៃ17ខែកក្កដាផងមកដល់ម៉ោងនេះប្រហែលជានៅក្រោម 20,000 ផងអាចចុះបន្តិចទៀតដែរព្រោះមួយថ្ងៃទៅផ្ទះ100 200 100 200ឥឡូវតាំងថ្ងៃ17 2390 នាក់ហើយចុះឥឡូវម៉ានថ្ងៃនេះថ្ងៃម៉ាននេះ26ហើយហ្នឹង9ថ្ងៃហើយក្រសួងមហាផ្ទៃអត់ឃើញរបាយការណ៍ថ្មីចឹងអាចចុះហើយដល់ពេលអ្នកស្រី Angelina Jolie គាត់យកទៅផ្សាយថ្ងៃទី24ខែកក្កដាឆ្នាំ2026តួលេខរបស់ក្រសួងមហាផ្ទៃបង្ហាញ17កក្កដា2026ដែល24 17 7ថ្ងៃមួយសប្តាហ៍ក្រោយក្រសួងមហាផ្ទៃថាជនភៀសសឹកនៅសល់តែ 2300 នាក់ជាងអ្នកស្រី Angelina Jolie ថាជនភៀសសឹកនៅសល់ 730,000 នាក់ចុះអ្នកណាដែលផ្ដល់ព័ត៌មានឲ្យគាត់សរសេរបែបនេះសូម្បីតែជនភៀសសឹកយើងនៅសល់ប្រមាណដែលគាត់អត់ទាំងក្តាប់ព័ត៌មានច្បាស់ផងថាតើឲ្យតម្លៃព័ត៌មានគាត់នឹងរឹងមាំយ៉ាងម៉េចទៅខ្ញុំកំពុងតែឆ្ងល់អស់លោកអត់ជួយមើលគាត់សោះឲ្យព័ត៌មានគាត់ក៏ឲ្យមិនត្រូវខ្ញុំចង់ឲ្យជួយប្រាប់ព័ត៌មានទៅពិភពលោកឲ្យដឹងអំពីចំនួនជនភៀសសឹកហើយណាហើយ 30,000 20,000 អីក៏ដោយយើងគិតថា 20,000 ក៏ច្រើន 30,000 ក៏ច្រើនក៏ប៉ុន្តែតួលេខវាអត់ពិតដូច្នេះវាធ្វើឲ្យអ្នកស្រី Angelina Jolie សាររបស់គាត់នឹងវាសាបដោយសារតែយើងយើងទៅនិយាយតែជនភៀសសឹកយើងនៅក្នុងស្រុកខ្មែរគាត់នៅស្រុកខ្មែរអត់ដឹងថាជនភៀសសឹកមានប្រមាណផងហ្នឹងតើព័ត៌មានហ្នឹងវាយ៉ាងម៉េចទៅវិញហើយនិយាយពីរឿងអ្នកស្រី Angelina Jolie បងប្អូនប្រហែលជានៅចាំណាគាត់ស្រឡាញ់ខ្មែរយើងណាប៉ុន្តែអាផាត់
រឿងសំឡូតនេះគឺរឿងឈឺចាប់ខ្មែរយើងណាដែលធ្វើស៊ីអ្នកស្រី Angelina Jolie គឺមានពាក្យមានចោតប្រកាន់អីច្រើនរឿងហ្នឹងវាវែងឆ្ងាយខ្ញុំគ្រាន់សង្ខេបឲ្យបងប្អូនយល់ទេសំឡូតណាគាត់ទៅគ្រប់គ្រងដីតំបន់អភិរក្សហ្នឹងណាមានផ្ទៃដី60000ហិកតាហ្នឹងណាគាត់ចំណាយលុយអស់រាប់លានដុល្លារឲ្យគម្រោង2របស់ក្រុមអង្គការសង្គមស៊ីវិល2គឺមានអង្គការដូចជាគម្រោងអភិវឌ្ឍ CDS អីមិនដឹងទេនិងមួយទៀតគឺដូចជា Wild Aid ពីរគម្រោងធំគម្រោងមួយនោះគឺគ្រប់គ្រងដោយជនជាតិខ្មែរឈ្មោះលោកម៉ោងសារ៉ាត់លោកម៉ោងសារ៉ាត់សប្ងៃគាត់កាលពីមុនគាត់ធ្វើការគម្រោងហ្នឹងនៅខេត្តដូចជាឧត្តរមានជ័យអញ្ចឹងនៅតំបន់សំឡូតហ្នឹងគាត់ជួយគ្រប់គ្រងគម្រោងរបស់អ្នកស្រី Angelina Jolie រហូតតមានការចោទប្រកាន់ពីរឿងថាគាត់ហ្នឹងគឺកំពុងព្យាយាមចង់ទាមទារសិទ្ធិជាឪពុករបស់កូនស្មុំរបស់ Angelina Jolie Maddox ហ្នឹងឯណាអូយវែងឆ្ងាយណាស់ប៉ុន្តែក្រោយមកក៏ស្ងាត់រឿងហ្នឹងទៅវិញទៅក៏ប៉ុន្តែលោកម៉ោងសារ៉ាត់ក្រោយមកក៏គាត់បានផ្ទេរមកគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិហើយឥឡូវហ្នឹងគាត់រស់នៅស្រុកក្រៅខ្ញុំអត់ចង់កកកកាយសាច់រឿងនេះខ្ញុំនិយាយពីព្រឹត្តិការណ៍ដែលកើតឡើងចាក់ស្ដែងពីរឿងដីរបស់អ្នកស្រី Angelina Jolie ដែលគាត់យកលុយទៅជួយគម្រោងនៅក្នុងស្រុកខ្មែរឲ្យជួយអភិរក្សព្រៃហ្នឹងគឺព្រៃកាលពីមុនគ្រប់គ្រងដោយពួកបបាញ់សត្វពួកអីខ្មែរក្រហមទាហានខ្មែរក្រហមអតីតទាហានខ្មែរក្រហមហ្នឹងគឺថាបំផ្លាញព្រៃឈើបបាញ់សត្វហ្នឹងអូអញណាដល់ពេលគាត់ចាប់ផ្ដើមទិញហ្មងគឺថាចង់និយាយថាចំណាយលុយឲ្យគ្រប់គ្រងតំបន់ហ្នឹងគឺគាត់ម៉ៅដាច់ហ្មងគឺឈប់ជួលអាអ្នកដែលបបាញ់សត្វហ្នឹងឲ្យលុយប្រាក់ខែជួយការពារសត្វព្រៃវិញគាត់ចាយលុយមួយឆ្នាំគម្រោងគាត់1លានដុល្លារជាង1លានដុល្លារជាងអីចឹងប៉ុន្តែក្រោយមកស្រាប់តែលឺសូរអំពើពុករលួយរបស់ក្រុមហ៊ុនដែលដឹកនាំដោយលោកម៉ោងសារ៉ាត់ហ្នឹងក៏ចោតប្រកាន់ស្អីអីចឹងលោកម៉ោងសារ៉ាត់គាត់ប្រកែករហូតហើយគាត់បាននិយាយថារកប្តឹងអ្នកស្រី Angelina Jolie ហ្នឹងទៀតតែក្រោយមកក៏មិនឃើញមានបណ្ដឹងមានអីទេរឿងហ្នឹងវាក៏ចប់បាត់ទៅគ្រាន់តែអ្នកស្រី Angelina Jolie ហ្នឹងចោតប្រកាន់ថាអង្គការសង្គមស៊ីវិលដែលដឹកនាំដោយលោកម៉ោងសារ៉ាត់ហ្នឹងបោកប្រាក់គាត់ច្រើន10លានដុល្លារហើយគាត់ក៏លែងទុកចិត្តហ្នឹងក៏បញ្ឈប់ទាំង Wild Aid ទាំងក្រុមអង្គការសង្គមស៊ីវិលរបស់លោកម៉ាញ់សារ៉ាត់ហ្នឹងចោលទៅក៏រកក្រុមហ៊ុនថ្មីមកបន្តគម្រោងទៀតអត់ឈប់គម្រោងហ្នឹងគ្រាន់តែថារឿងអាស្រូវហ្នឹងគឺវាកើតឡើងតាំងពីយូរហើយ10 20ឆ្នាំហើយ10ឆ្នាំជាងហើយបងប្អូនវាចប់បាត់ទៅហើយព្រោះអ្នកស្រី Angelina Jolie ឈប់ជួលអង្គការសង្គមស៊ីវិលនេះឲ្យគម្រោងហ្នឹងធ្វើទៅឲ្យអ្នកផ្សេងធ្វើទៅនៅតែគ្រប់គ្រងព្រៃឈើនៅតំបន់សំឡូតនឹងដដែលទេបាទគ្រាន់តែថារឿងអាស្រូវតាក់ទងនឹងការគ្រប់គ្រងគម្រោងរបស់អ្នកស្រី Angelina Jolie ដែលដោយប្រជាពលរដ្ឋខ្មែរយើងហ្នឹងគឺថាល្បីអាស្រូវពេញពិភពលោកដែររឿងហ្នឹងឡើយចប់ហើយតែម្ដងទៀតបងប្អូនលោកម៉ោងសារ៉ាត់ក៏បានអះអាងថាគាត់មិនបានលួចបន្លំមិនបានអីទេហើយគាត់រកប្តឹងក៏ប៉ុន្តែមិនប្តឹងទេចឹងរឿងហ្នឹងគឺវាត្រឹមសម័យខ្លួនដែលតាក់ទងនៅក្នុងរឿងនេះគាត់បានប្រកែកច្រើនលើកច្រើនគ្រាហើយថាមិនតាក់ទងនឹងការលួចបន្លំអីហ្នឹងទេគឺជាការចោទប្រកាន់ហើយរកប្តឹងរឿងគេផ្ដាច់គម្រោងផ្ដាច់លុយប៉ុន្តែអ្នកស្រី Angelina Jolie គាត់ថាគាត់មានសិទ្ធិគ្រប់គ្រាន់ជាអ្នកផ្ដល់លុយបើគាត់គិតថាលុយហ្នឹងរងការបោកបន្លំគាត់មានសិទ្ធិទៅជួលអង្គការសង្គមស៊ីវិលផ្សេងធ្វើទៀតទៅគាត់មិនទៅរករឿងរកអីប្តឹងអីវែងឆ្ងាយទេគឺគាត់ឈប់ឲ្យលុយគម្រោងហ្នឹងទៅអង្គការរបស់លោកម៉ោងសារ៉ាត់តែប៉ុណ្្នឹងឯងចឹងរឿងហ្នឹងក៏វាចប់ក្រោយមកទៀតនៅម្ដុំជាឆ្នាំ2017នៅ2017ហ្នឹងចាប់ផ្ដើមមានគាត់ចង់ទិញដីម្ដុំនៅម្ដុំមាត់អូនៅឯសំឡូតហ្នឹងណា7ហិកតាកន្លះដីហ្នឹងមែនតើគឺជាដីរបស់អតីតមេកងទ័ពខ្មែរក្រហមដែលស៊ីថ្លើមមនុស្សគឺលោកយឹមទឹកបងប្អូនប្រហែលជាស្គាល់គាត់តែខ្ញុំស្គាល់ប្រវត្តិខ្មែរក្រហមច្រើនណាស់ដោយសារតែខ្ញុំធ្វើការនៅសាលាក្តីខ្មែរក្រហមរឿងខ្មែរក្រហមនៅបាតដៃរបស់ខ្ញុំទេខ្ញុំអត់ដែលទាន់របបខ្មែរក្រហមដឹងរឿងរ៉ាវព្រោះខ្ញុំកើត76ខ្ញុំ3ឆ្នាំ8ខែ20ថ្ងៃខ្ញុំទៅបានវ័យ3 4ឆ្នាំខ្ញុំអត់ចាំទេខ្ញុំដឹងក្តីពេលដែលឪពុកខ្ញុំរែកចេញ79ហើយរែកចេញពីភូមិបសាទកាត់ស្រុកបសាទកាត់ភ្លុកស្រុករកាធំហ្នឹងមកចេញមកនៅខេត្តកពតនេះគឺរែកមកហ្នឹងគឺខ្ញុំចាំពេលដែលខ្ញុំអាយុ4ឆ្នាំហើយទេតែកាល76នេះខ្ញុំអត់ចាំអីទាំងអស់ក្នុងរបបហ្នឹង79បានខ្ញុំចាំពេលដែលឪពុកខ្ញុំរែកខ្ញុំចាប់ផ្ដើមចាំថាខ្ញុំដូចជាមានធុងជ្រូកមួយនៅផ្ទះអ្នកស្រុកដែលគេទុកចោលហ្នឹងហើយនៅធុងជ្រូកហ្នឹងស្អុយអាចជ្រូកមកហ្នឹងពងនិយាយណាធុងក្លិនស្អុយអាចជ្រូកឡើយណាក៏ក្រិចហើយទៅនៅហ្នឹងនៅមានដងទឹកមួយល្អក់ដូចខួនដែរអញ្ចឹងមានឈើគេយកពីដើមថ្នោតហ្នឹងគេចាំងវាទៅដាក់ជាចដើចុះទៅទឹកនៅឃើញរិចរិចនៅក្នុងបាតដងទូចមួយហ្នឹងដែលខ្ញុំចុះទៅឃើញភ្លៀងរិចរិចហ្នឹងម្ដាយខ្ញុំឪពុកខ្ញុំហ្នឹងគាត់កាត់ស្លឹកចេកយកមកទ្រាប់សម្រាននៅអាកន្លែងត្រង់ជ្រូកគេចោលព្រោះធ្វើដំណើរវាឆ្ងាយពេលចលះឬក៏បែកអាពត79ហ្នឹងណាគាត់ចាប់ផ្ដើមរើមកនៅខេត្តកពតហ្នឹងហើយខ្ញុំចាំអនុស្សាវរីយ៍ភ្លៀងស្រក់តក់លើស្លឹកចេកហ្នឹងមកហើយដងទឹកខួនដៃហ្នឹងហើយមានត្រង់ជ្រូកហ្នឹងមានខ្ញុំចាំបានតែប៉ុណ្្នឹងគត់នឹងកាលពីសម័យខ្មែរក្រហមខ្ញុំអត់ចាំអីទាំងអស់ចាំតែពេលបែកអញ្ចឹងហើយបានជាខ្ញុំអត់ដឹងរឿងចាក់ស្ដែងប៉ុន្តែខ្ញុំអានសភៅខ្ញុំអានឯកសាររាប់ម៉ឺនទំព័រឯកសារខ្មែរក្រហមពេលដែលខ្ញុំធ្វើការនៅសាលាក្តីហ្នឹងលោកយឹមទឹកនេះណាគឺជាមេខ្មែរក្រហមដែលតុលាការសាលាក្តីខ្មែរក្រហមចោទប្រកាន់ពីបទអំពើប្រល័យពូជសាសន៍ខ្មែរក្រោមដោយសារតំបន់គាត់ហ្នឹងគឺតំបន់ភៀកខាងជើងដែលកន្លែងគាត់គ្រប់គ្រងគាត់មេខ្មែរក្រហមហ្នឹងគឺគាត់សម្លាប់គេរងការគ្រប់គ្រងហ្នឹងរងការចោទប្រកាន់របស់តុលាការសាលាក្តីខ្មែរក្រហមហ្នឹងថាសម្លាប់មនុស្សយ៉ាងរង្គាលនឹងលោកយឹមទឹកគាត់នៅរស់រហូតដល់ឥឡូវនេះមិនដឹងទេប្រហែលជាអាយុ8ជាងឥឡូវនេះតុលាការឆ្នាំ2017សាលាក្តីខ្មែរក្រហមបានបញ្ចប់សំណុំរឿង04004តាក់ទងលោកយឹមទឹកវាមានអា004/1និងអា004/2លោកយឹមទឹកហ្នឹងជាប់ចោទពីបទអំពើប្រល័យពូជសាសន៍
ខ្មែរកម្ពុជាក្រោមសំណុំរឿង004/2ប៉ះជួបមេខ្មែរក្រហមមួយទៀតគឺលោកអោអានតកតងនឹងអំពើបលាយពូជសាសន៍ជនជាតិចាមក៏ប៉ុន្តែជាអកុសលសាលាក្តីនេះគេបិទត្រឹមសំណុំរឿង01 02នឹងបាត់ទៅអញ្ចឹងធ្វើឲ្យអ្នកទាំងអស់នេះមានតែដីកាចោតប្រកាន់មិនបានចាប់ខ្លួនមិនបានអីទេនៅរស់តាមសមាជីវោរហូតទៅព្រោះតុលាការស្រុកខ្មែរហ្នឹងមានរឿងនយោបាយទៅលោកហ៊ុនសែនថាឲ្យបិទគឺបិទហើយអញ្ចឹងបិទទៅព្រោះអីចាប់ច្រើនទៀតដោយលោកយឹមទឹកដោយលោកអោអានដោយអ្នកណាមាសមុតឬក៏ស្អីទៅវាច្រើនពេកទៅវាអាចពិបាកនិយាយស្អីចែមឯណាទៀតនោះគឺវានាំតែអញ្ញៃអញ្ញៃអញ្ចឹងទៅលោកហ៊ុនសែនបញ្ជាឲ្យបិទទៅតកតងពលលោកយឹមទឹកនេះគាត់មានដីម្ដុំហ្នឹងដែលអ្នកស្រីអែនជីលីណាជូលីទិញក៏ប៉ុន្តែលោកយឹមទឹកហ្នឹងមិនមែនតែណាបើតែជាមេខ្មែរក្រហមស៊ីថ្លើមមនុស្សមែនណាក៏ប៉ុន្តែគាត់ខ្លាចជាជនរងគ្រោះរឿងគម្រោងរបស់អ្នកស្រីអែនជីលីណាជូលីទិញដីគាត់ដែរគាត់ថាចេះដីគាត់ហ្នឹង7ហិកតាកន្លះហ្នឹងកាលពីដំបូងឡើយគឺគាត់ចង់លក់ឯងព្រោះអីគេឲ្យថោកពេក7ហិកតាកន្លះគេឲ្យ$8000ហ្នឹងហើយ$7000ទៅ$8000គាត់ថាអត់ចង់លក់ប៉ុន្តែដោយសារតែឆ្នាំ2022ពេលដែលគាត់ក្រោយហ្នឹងគេមានការចោទប្រកាន់ពីតុលាការមកគាត់រងសម្ពាធដែរគាត់ដឹងគាត់និយាយមិនកាលហ្នឹងគាត់និយាយប្រាប់ The South China Morning Post អំពីភាពរងគ្រោះរបស់គាត់ថាអូយដឹងហើយគម្រោងនៅសំឡូតហ្នឹងលោកហ៊ុនសែនឬរដ្ឋាភិបាលគេព្រមឲ្យទៅអ្នកស្រី Angelina Jolie គ្រប់គ្រងអីចឹងមានគម្រោងអីអភិរក្សសត្វព្រៃឲ្យគាត់ជាមេខ្មែរក្រហមពីមុនមកអញ្ចឹងបើសិនជាមិនលក់ដីហ្នឹងថោកទេក៏គេនឹងបដិញ្ញចេញដដែលអញ្ចឹងលក់ទៅ7-8000ក៏ប៉ុន្តែបើតាមរបាយការណ៍នៅក្នុងឯកសារស្រាវជ្រាវមួយតាក់ទងពេលហ្នឹងថាដីហ្នឹងអ្នកស្រី Angelina Jolie ថាចំណាយដល់ទៅ$25000នោះអញ្ចឹងបានន័យថាលោកយឹមទឹកហ្នឹងទទួលបានតែ7-8000អញ្ចឹងគាត់ថាអយុត្តិធម៌អីអញ្ចឹងបើខ្ញុំស្លេះបាត់រឿងហ្នឹងត្រឹមប៉ុណ្ណឹងចឹងអ្នកស្រី Angelina Jolie ហ្នឹងទោះមានរឿងរ៉ាវមានអីចឹងក៏គាត់នៅតែស្រឡាញ់កម្ពុជាស្ទើរលេបរហូតដល់ចុងក្រោយហ្នឹងគឺគាត់សម្រេចទៅនៅប្រទេសកម្ពុជាហើយចាក់ចេញពីអាមេរិកទៅទៀតដោយសារអីចំនួនជាមួយនឹងអតីតស្វាមីរបស់គាត់គឺលោក Brad Pitt ដែលជាតារា Hollywood ដែរហ្នឹងគឺអាការដែលលែងលះគ្នាហ្នឹងឡើងតុលាការរាប់ផ្លេចប៉ុន្តែចិត្តដល់ដំណាក់កាលចុងក្រោយហើយគាត់មិនអាចរស់នៅស្រុកអាមេរិកបានប្រហែលអាចមកពីការខូចចិត្តនឹងរឿងអាពាហ៍ពិពាហ៍ហ្នឹងឬចំណងអាពាហ៍ពិពាហ៍ហ្នឹងក៏ថាបានដែរតែចឹងគាត់ទៅនៅស្រុកខ្មែរទៅក៏បាននៅណែបនិតចិត្តកាយនៅដែនដីកំណើតរបស់កូនប្រុសដែលគាត់សុំយកមកចិញ្ចឹមគឺ Maddox ដែលវ័យ24ឆ្នាំនោះផងបាទបងប្អូនវែងមែនតើខ្ញុំថាមិនចង់វែងប៉ុន្តែតែសល់ពេលច្រើនទៅឥឡូវខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណឹងអញ្ចឹងរឿងតាក់ទងនឹងថៃគេចោទយើងហើយគេយកប័ណ្ណជប់បាញ់យកមកចងយើងឲ្យចងចោះតែខ្ញុំជឿថានេះគឺជាផោះតាងការពារខ្លួនរបស់ថៃដល់លោកសៃយើងអត់ត្រូវការឲ្យថៃកាន់ដងដាវទេយើងត្រូវតែរត់ឲ្យផុតពីយន្តការព្រមព្រៀងប័ណ្ណជប់បាញ់ដែលយើងព្រមឲ្យគេនៅណានៅហ្នឹងឡើងឲ្យផុតគឺទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិប្តឹងថៃតាមយន្តការផ្សេងដឹងតែលំបាកឲ្យបងប្អូនកម្ពុជាសពថ្ងៃនេះណាគេហៅថាខ្ញុំមិនដឹងបញ្យល់ពាក្យអីឲ្យត្រូវទេគឺយើងវាន់កកខ្លួនឯងណាបងប្អូនពាក្យវាន់កកហ្នឹងគឺដោយសារតែរដ្ឋាភិបាលខ្លួនឯងព្រមសញ្ញេឲ្យថៃនៅណានៅហ្នឹងមិនដាក់លក្ខខណ្ឌថៃឲ្យរុលទៅវិញឬក៏ចោតថៃថានៅក្នុងប័ណ្ណជប់បាញ់ហ្នឹងថាថៃឈ្លានពានកម្ពុជាហ្នឹងគឺវាន់កកដល់អញ្ចឹងយើងអត់មានភ័ស្តុតាងអត់មានអង្គហេតុអត់មានអីដើម្បីចោតគេសោះព្រោះព្រមឲ្យគេអស់ហើយដល់អញ្ចឹងទៅយកប្តឹងគេទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិប្តឹងអាម៉េចបើយើងព្រមគេហើយចឹងវាពាន់តំណោតអាសំណុំរឿងរបស់យើងហ្នឹងគឺវាដូចលាមកចូលឈ្នៀងចឹងហើយបានរដ្ឋាភិបាលកម្ពុជាចេះតែយល់លេះម្ដងហើយម្ដងទៀតរឿងអ្នកប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតដោយសារតែវាពាន់តំណោតច្រើនក៏ប៉ុន្តែខ្ញុំនៅតែចាត់ទុកថាធ្វើម៉េចបើយើងព្រមសញ្ញេឲ្យថៃនៅណានៅហ្នឹងក៏ដោយក៏ប៉ុន្តែថៃប្រើកម្លាំងតាថៃមិនមែនចូលមកយកយើងស្ងាត់ណាបើចឹងទេយើងថាកិច្ចព្រមព្រៀងហ្នឹងដោយសារធ្វើម៉េចបើខ្មែរយើងចង់ឲ្យទាហានយើងរស់ជនស៊ីវិលយើងរស់យើងអត់ចង់ឲ្យស្លាប់ចង់បានសុខសន្តិភាពខ្ញុំព្រមឲ្យណែឯងសញ្ញេឲ្យណែឯងព្រមនៅណានៅហ្នឹងមែនក៏ប៉ុន្តែអង្គើឈ្លានពានណែឯងខ្ញុំប្តឹងហើយខ្ញុំអត់ទុកទេព្រោះអីណែឯងធ្វើរំលោភយកដីខ្ញុំអញ្ចឹងខ្ញុំមិនអាចចរចាជាមួយណែឯងបានទេអាហ្នឹងយើងប្តឹងទៅព្រោះបើតាមពិតជាគោលការណ៍គឺយើងត្រូវវាយថៃទេវាយយកដីយើងមកវិញហើយប៉ុន្តែកម្ពុជាយើងថាអ្នកណាវាយយកដីសើក្បត់ជាតិហើយយើងអត់មានវាយទេគឺយើងសម្របសម្រួលលោកហ៊ុនសែនគាត់និយាយចឹងបើមួយខ្មែរយើងគឺមួយវាយមួយដល់មួយថៃអ្នកណានិយាយរឿងវាយថៃទៅចោតក្រុមប្រឆាំងថាបបួលវាយថៃទៀតដែលគ្នាមួយថ្ងៃឲ្យយកទៅប្តឹងអង្គការសហប្រជាជាតិប្តឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប្តឹងតុលាការយុត្តិធម៌អន្តរជាតិយកអាយន្តការណាគេគ្នាទៅដាក់ញ៉ាត់ផងទៅប្រមូលស្នាមមេដៃឲ្យប្តឹងអត់មានឲ្យវាយទេទៅយកពាក្យទៅញុកមាត់គណៈបកប្រឆាំងថាពួកក្រុមប្រឆាំងនេះចង់បបួលឲ្យវាយតែតាមពិតបើនិយាយឲ្យស្មោះត្រង់មែនតើណាអាប័ណ្ណជប់បាញ់មានហើយបើថៃឈ្លានពានគឺត្រូវតែវាយថៃចឹងហ្មងខ្ញុំនិយាយឲ្យស្មោះពួកអីយើងរួចផុតពីប័ណ្ណជប់បាញ់ហើយយើងមកឈ្លានពានខ្មែរហេតុអីវាយណៃមិនបានខ្ញុំវាយការពារដីខ្ញុំតាតែហ៊ានខំប្រឹងរៀនមកអស់បាយអត់ប្រយោជន៍ទេចឹងតែឲ្យគ្រាប់ចាំឲ្យគេទម្លាក់គ្រាប់លើក្បាលមកចឹងដល់ពេលគេឈ្លានពានយើងវាយគេអត់បានអាហ្នឹងអត់មានអ្នកណាមកនិយាយថាយើងបកកសង្គ្រាមទេយើងការពារដែនអធិបតេយ្យពួកឯងឈ្លានពានដីខ្មែរហួសប័ណ្ណជប់បាញ់តាតែអាហ្នឹងក៏ធ្វើអត់កើតយើងនៅស្ងប់ស្ងាត់យើងនៅស្ងប់ស្ងៀមទាហានហ្នឹងនៅតែចាំឲ្យយូរលើគេបាញ់មកប្រាវថ្ងៃមុនឃើញគេក៏វត្តគ្រាប់បែកមកលបួសទាហាន 4-5 នាក់ទៀតយើងនៅតែអញ្ចឹងដោយសារស្ងាត់រួចចុះក៏ស្ងាត់មកជាមួយគេនឹងបើខ្មែរគ្នាឯងមិនក៏ងើបមួយវាយមួយចាប់ដាក់គុកអត់ស្វាងខ្ញុំពងតែឆ្ងល់ចាឥឡូវយើងបន្តទៅទៀតអើយវែងហើយខ្ញុំនិយាយអំពីប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលកម្ពុជានាំគ្នាបន្តផ្សព្វផ្សាយព័ត៌មានប្រឌិតរឿងចំនួនភ្ញៀវទេសចរបរទេសទៅថៃខ្ញុំយកព័ត៌មាននេះមកផ្សាយ
ខ្ញុំនិយាយតែមួយទេខ្ញុំនិយាយឲ្យស្មោះត្រង់បំផុតសម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំស្រឡាញ់ប្រទេសកម្ពុជាអត់មានលក្ខខណ្ឌទេខ្ញុំស្រឡាញ់ប្រជាពលរដ្ឋខ្មែរយើងអត់មានលក្ខខណ្ឌអីទាំងអស់ហើយខ្ញុំអត់និយាយពីរឿងបុគ្គលទេខ្ញុំអត់និយាយពីអ្នកដឹកនាំក្រុមអ្នកដឹកនាំខ្ញុំស្រឡាញ់ខ្មែរខ្ញុំស្រឡាញ់ជាតិយើងខ្ញុំស្រឡាញ់មោទនភាពជាតិខ្ញុំស្រឡាញ់ប្រជាពលរដ្ឋយើងទាំងអស់ខ្ញុំស្រឡាញ់ចង់ឲ្យយើងខ្លាំងមានប្រៀបឈ្នះថៃក៏ប៉ុន្តែថ្ងៃណាក៏ដូចថ្ងៃណាដែរគឺកម្ពុជាយើងរងឥទ្ធិពលនៃនយោបាយប្រជាប្រថុតនៃការបោកប្រាស់របស់ក្រុមឃោសនិកគណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលខ្មែរគ្រប់ពេលដូចខ្មែរក្រហមអញ្ចឹងណាបងប្អូនហើយអានេះឲ្យខ្ញុំស្រក់ទឹកភ្នែកដោយសារហេតុអីបានជាយើងធ្វើអញ្ចឹងយើងកំពុងតែសម្លាប់ជាតិសាសន៍ឯងហើយយើងចង់ធ្វើហ្នឹងគឺយើងចង់គិតថាយើងជួយប៉ុន្តែយើងបែរទៅជាសម្លាប់ជាតិយើងទៅវិញណាអានេះគឺដូចស្វាម្ដងទៀតណាបងប្អូនខ្ញុំចេះតែយករឿងស្វាយកមកបញ្យល់ណាយើងអះអាងថាយើងស្រឡាញ់ប្រទេសយើងស្រឡាញ់ជាតិយើងដូចស្វាដែលយកកូនសំណប់ទៅអោបនឹងទ្រូងហើយយកអាកូនសំអប់ទៅដាក់នៅលើក្បាលព្រោះវាយើងអោបបានតែយើងស្រឡាញ់ហើយដល់ពេលយើងធ្វើអញ្ចឹងពេលដែលហែលទឹកកូនណាដែលងាប់យើងសាកគិតមើលកូនណាដែលងាប់បើយើងអោបជាប់នៅទ្រូងហើយមេស្វាហែលទឹកបលឹមត្រឹមកនេះអញ្ចឹងអាកូនដែលអោបនៅទ្រូងហ្នឹងវាឆ្លក់ទឹកងាប់បាត់ហើយកូនដែលរស់គឺកូនដែលទុំលើក្បាលដែលស្អប់ខ្លាំងមិនចង់ឲ្យមកដាក់ក្បែរទ្រូងឲ្យកក់ក្ដៅនេះវាទៅជារស់ទៅវិញយើងសប្ងៃយើងស្រឡាញ់ខ្មែរដូចយើងស្រឡាញ់កូនស្វាអោបឲ្យងាប់ព្រោះអីយើងផ្សព្វផ្សាយព័ត៌មានខុសរឿងគ្រប់រឿងហើយទៅយើងចេះតែប៉ាតណាប៉ាតណីហើយយើងផ្សាយឲ្យចម្រោះហើយខ្ញុំសោកស្ដាយមែនតើដែលឃើញរឿងនេះកើតឡើងហើយខ្ញុំដកស្រង់រឿងមួយថ្ងៃនេះខ្ញុំយកព័ត៌មានពី PR Cambodian Government បងប្អូន PR Cambodian Government Facebook នេះគឺគេដាក់ថា PR បានន័យថា Public Relation Cambodian Government ថៃក៏គេមានដែរ PR បានន័យថាគឺជាប្រព័ន្ធឃោសនាកិច្ចការសាធារណៈ PR Cambodian Government បានន័យថាកិច្ចការសាធារណៈរបស់រដ្ឋាភិបាលកម្ពុជាមានបច្ឆ័យមានមិនបច្ឆ័យលក្ខមានស្អីរូប logo ស្អីសង្ហារបស់ក្រុងប្រជាក្រុងខ្មែរអីដាក់មកហ្នឹងគឺតំណាងឲ្យកម្ពុជាហើយរាល់សាររបស់លោកហ៊ុនម៉ាណែតលោកប៉ែនបូណាអ្នកនាំពាក្យរដ្ឋាភិបាលឬមន្ត្រីណាក៏ដោយរបស់រដ្ឋាភិបាលកម្ពុជាហ្នឹងគឺយកមកផ្សាយលើ Facebook ហ្នឹងរហូតដែលចង់និយាយថាជាសម្លេងរបស់កម្ពុជាក៏ប៉ុន្តែអ្វីដែលខ្ញុំខកចិត្តខ្លាំងបំផុតណាថ្ងៃនេះមានសារមួយដែលគាត់ផ្សព្វផ្សាយហើយមាន logo យ៉ាងធំដាក់រូបលោកបណ្ឌិតគីសេរីវត្តដែលជាអ្នកជំនាញសេដ្ឋកិច្ចរូបលោកបណ្ឌិតគីសេរីវត្តអ្នកបណ្ឌិតសេដ្ឋកិច្ចនេះគាត់ដកស្រង់សាររបស់លោកបណ្ឌិតនេះពីថ្ងៃទី24ខែកក្កដាឆ្នាំ2026ខ្ញុំអានសារហ្នឹងទាំងស្រុងហ្មងទៅហើយចាំខ្ញុំបកស្រាយថាវាគ្រោះថ្នាក់ប៉ុណ្ណាក៏ដាក់ខាងលើដាក់ថាដោយសារចំនួនព្រំដែនជាមួយនឹងកម្ពុជាថៃរងផលប៉ះពាល់យ៉ាងខ្លាំងសប្បាយចិត្តណាគឺយើងចង់ធ្វើឲ្យឃើញថាថៃនឹងទៅហើយដួលហើយងាប់ហើយថៃដួលហើយតែបន្តិចទៀតយើងប្រឹងតែមកដង្ហើមចង្រិតទៀតគឺថៃរលាយខ្សលហើយគឺយើងឃើញចង់រងថ្ងៃសប្បាយណាពួកយើងសប្បាយនឹងអាភាពបរាជ័យរបស់យើងប៉ុន្តែយើងត្រូវបង្អាប់គេបន្តិចទៅដើម្បីស្អំចិត្តវាមានចំណុចល្អនិងចំណុចអាក្រក់ខ្ញុំថាអាក្រក់ច្រើនជាងល្អហើយចាំខ្ញុំបញ្យល់គាត់ថាចេះដោយសារចំនួនព្រំដែនជាមួយកម្ពុជាថៃគឺថៃរងផលប៉ះពាល់ខ្លាំងដូចជាទី1ភ្ញៀវទេសចរថៃធ្លាក់ចុះពី30លាននាក់រហូតមកត្រឹមតិចជាង10លាននាក់គាត់សប្បាយចិត្តដែរព្រោះអីអូយ30លាននាក់មកធ្លាក់នៅតិចជាង10លាននាក់បានន័យថាម៉េចបានន័យថាធ្លាក់ជាង 30% ធ្លាក់ច្រើនមែនតើកុំខ្វល់រឿងខ្មែរធ្លាក់ជាង 50% មើលថៃវិញថៃកំពុងតែយ៉ាប់ហើយព័ត៌មានហ្នឹងក៏អត់ពិតទៀតចាំខ្ញុំបញ្យល់ទី2គាត់ថាកម្លាំងកម្មករខ្មែរកាន់តែតិចដែលធ្វើឲ្យវិស័យសំណង់កសិកម្មផលិតកម្មអាជីវកម្មលក់ដូរនៅថៃពិបាកដំណើរការខ្ញុំថារឿងនេះវាសំរុំថាត្រូវត្រង់ថាកម្លាំងពលកម្មករខ្មែរយើងមកផ្ទះវិញចិត្ត9សែននាក់ហើយនៅសល់តែ1លានជាងបន្តិចទេនៅជាង1លានទៀតណាបងប្អូនមកអត់9សែនហ្នឹងយើងនៅជួយសេដ្ឋកិច្ចថៃព្រោះយើងរកការងារនៅស្រុកខ្មែរបានហើយអ្នកនៅស្រុកខ្មែរហ្នឹងរកតែរត់ទៅថៃទេព្រោះគ្នាធ្វើការប្រាក់វិតិចទួចពេក2-300ហ្នឹងវាមិនគ្រប់ទេថៃគេធ្វើបាន4-500អីចឹងទៅហើយការងារធ្លាប់ធ្វើស្រួលរហូតស្រួលអីទៅគាត់ឥឡូវកុំតែបិទព្រំដែនទេបើគ្នាទៅអត់បានបើទៅបើកហ្នឹងទៅប្រសាយទៀតហើយតែថៃក៏គេមិនមែនថាមិនទទួលស្គាល់ទេគេទទួលស្គាល់ថាមានផលប៉ះពាល់ដែរប៉ុន្តែយើងទៅប្រាប់ថាថៃលំបាកណាស់រឿងព្រំដែននេះដោយសារអត់កម្មករថៃខ្មែរយើងទៅធ្វើកញ្ចះគេហ្នឹងយើងអត់ពីខ្មែរហ្នឹងគឺបានន័យខ្មែរហ្នឹងមិនមែនទៅកាន់ការជារាជការរបស់ថៃទេណាយើងទៅកាប់អំពៅយើងទៅស្ទូចត្រីទៅនេសាទត្រី3ខែមកដល់ឆ្នេរម្ដងអីវិញចំការកៅស៊ូចំការអីដែលថៃគេឈប់ធ្វើទេការងារគេអស់ហ្នឹងពលករខ្មែរថៃគេឈប់ធ្វើអស់ហើយព្រោះការងារវាកក្រិចវាលំបាកវាគ្រោះថ្នាក់គេទុកឲ្យតែយើងភូមាឡាវអីហ្នឹងវៀតណាមអីហ្នឹងធ្វើទេគេយកការងារល្អធ្វើនៅការិយាល័យអស់ហើយទៅយើងទៅអួតថាថៃចិត្តយ៉ាប់ហើយដោយសារតែកម្មករខ្មែរមកខ្មែរអស់ថៃអត់កម្មករដោយសារចំនួនព្រំដែនតែយើងនឹងទៅធ្វើជាកញ្ចះគេទេបងប្អូនយើងវាគ្មានកម្លាំងអីទៅអួតគេដែរទេគាត់ថាហ្នឹងហើយវាប៉ះពាល់ថៃគេទទួលស្គាល់ថាប៉ះពាល់ប៉ុន្តែខ្ញុំបញ្យល់ទៀតគាត់ថាប្រធាននិងក្រុមហ៊ុននៅតាមព្រំដែនលែងអាចធ្វើអាជីវកម្មប្រជាជននៅព្រំដែនលែងធ្វើអាជីវកម្មខ្ញុំយល់ស្របនៅប៉ោយប៉ែតនៅអីហ្នឹងគឺពិបាករកស៊ីប៉ុន្តែថៃអត់ដាច់ពោះទេយើងក៏និយាយរឿងថៃដាច់ពោះ
សេដ្ឋកិច្ចថៃបាត់បង់ចំណូលពីការនាំចេញទំនិញមកពីកម្ពុជាបាត់បង់នៅសល់500លានទៀតបងប្អូនបាត់តែ40%ទេថៃនាំមកកម្ពុជាតែ3%នៃថៃនាំទៅពិភពលោក97%ទៀត100%ថៃនាំមកកម្ពុជាតែ3%ទេនាំទៅពិភពលោក97%ហើយឥឡូវអា3%ហ្នឹងណាថៃនាំមកខ្មែរអស់ដកតែ40%អា3%ហ្នឹងណានៅសល់មក2%ជាងទៀតអត់ដល់ទៅ0ទេព្រោះអីនៅផ្លូវគោកមិនមែនតែនៅផ្លូវទឹកនិងផ្លូវអាកាសទៀតបន្តទៀតគាត់ថាសេដ្ឋកិច្ចថៃបាត់បង់ចំណូលកសិផលថៃកចោលនឹងមិនអាចនាំចេញបានដែលធ្វើឲ្យថ្លៃដើមកសិកម្មកើនឡើងយ៉ាត្រូវដែរតែនាំមកខ្មែរទេតែនាំទៅកន្លែងផ្សេងគេនៅតែនាំបានអញ្ចឹងណាធ្វើឲ្យសហគមន៍អន្តរជាតិជាពិសេសវិនិយោគិនបាត់បង់ទំនុកចិត្តដោយសារតែថៃមិនគោរពច្បាប់ដឹងវិនិយោគិននៅណាទៅរឿងថៃមិនគោរពច្បាប់រូបទម្លាប់ច្បាប់ពាណិជ្ជកម្មថៃដូចអត់មានបញ្ហាសោះឥឡូវខ្ញុំមិនជំទាស់រឿងអ្វីដែលលោកគីសេរីវត្តនិយាយទេតែខ្ញុំនិយាយរឿងមួយដែលហេតុអីបានជាប្រព័ន្ធកិច្ចការសាធារណៈ Facebook មួយដែលថាតំណាងឲ្យរដ្ឋាភិបាលកម្ពុជាខ្ញុំជឿថា Facebook នេះគេអាចនិយាយថាគេគាត់ដាក់អញ្ចឹងទៅតែសំខាន់គឺដកស្រង់អ្វីដែលជាប្រសាសន៍លោកគីសេរីវត្តដែលលោកនិយាយប្រមាណមកមិញធ្វើយ៉ាងម៉េចដើម្បីជឿថាលោកគីសេរីវត្តហ្នឹងគឺជាអ្នកដែលនិយាយព័ត៌មានពិតបើលោកប្រឌិតព័ត៌មានតាំងពីដើមទីមកហ្នឹងអាពេលដែលព័ត៌មានដែលដាក់ថាភ្ញៀវទេសចរថៃធ្លាក់ចុះពី30លានអ្នករហូតមកត្រឹមតិចជាង10លានអ្នកហ្នឹងគឺជាព័ត៌មានប្រឌិតសុទ្ធសាធអញ្ចឹងខ្ញុំជឿថាអាចប្រភពនេះយកសម្រងសម្ដីរបស់លោកគីសេរីវត្តខុសឬក៏លោកគីសេរីវត្តហ្នឹងខ្លួនឯងហ្នឹងគឺជាអ្នកនិយាយខុសបើលោកគីសេរីវត្តបានដឹងរឿងនេះហើយលោកឡើងមកបកស្រាយមកបំភ្លឺមកហើយមួនរ៉េតរីករាយនឹងផ្សាយព័ត៌មាននឹងជូនលោកហើយបើផ្សាយហើយកុំឲ្យខ្ញុំពិបាកទៅតាមរកព័ត៌មានដាក់អាឯកសារផ្សព្វផ្សាយរបស់លោកហ្នឹងនៅក្នុងខ្ទង់ Facebook inbox ខ្ញុំផងដើម្បីខ្ញុំផ្សាយជូនលោក100%អត់មានប្រកែកទេព្រោះខ្ញុំចង់កែដើម្បីកុំឲ្យបញ្ញវន្តខ្មែររងការចោទប្រកាន់ថាប្រឌិតព័ត៌មានបញ្ញវន្តខ្មែរស្លាប់ស្ទើរផុតពូជអស់ហើយបណ្ឌិតខ្មែររឿងហ៊ាននិយាយការពិតនឹងស្លាប់អស់ហើយគេបិទមាត់អស់ហើយអញ្ចឹងនៅសល់តិចតួចកុំឲ្យចេញមកហើយប្រឌិតព័ត៌មានទៀតអញ្ចឹងគឺព័ត៌មាននឹងនិយាយអត់អាចយកជាការបានទេនិយាយស្អំចិត្តដើម្បីឲ្យប្រជាពលរដ្ឋនឹងសប្បាយចិត្តទៅថៃលលាយហើយអូខេតែនេះណាគឺជាវិបត្តិធំសម្រាប់កម្ពុជាយើងដែលអត់ស្គាល់សត្រូវច្បាស់យើងអត់ស្គាល់សត្រូវតើទៅគឺគេតបាក់ឲ្យយើងស្មានតែជាមហើយប្រពែសុទ្ធតែខ្លាឃ្មុំហើយពោះវែកហើយនឹងតោទៅងាប់ទាំងអស់ហ្មងដោយសារតែយើងអត់ស្គាល់សត្រូវហើយយើងប្រឡប់ប្រាប់អ្នកដែលនៅវងក្រោយសមរភូមិដែលត្រៀមទៅវាយគេហ្នឹងប្រាប់ថាសិតតែប្រពែហើយជាមទេយើងប្រាប់ចឹងអ្នកព័ត៌មានដូចលោកគីសេរីវត្តហ្នឹងគឺយើងកំពុងតែប្រាប់ទាហានយើងជួមុខនឹងប្រជាពលរដ្ឋខ្មែរថាថៃប្រពែតាឆ្លុះតាតែតាមពិតគេសិតតែខ្លាសិតតែសត្វអាសេរពឹសដល់យើងទៅយើងមិនស្លាប់អស់អញ្ចឹងគាត់និយាយថាភ្ញៀវទេសចរធ្លាក់ចុះពី30លានអ្នករហូតមកដល់ត្រឹមតិចជាង10លានបានតួលេខហ្នឹងមកពីណាខ្ញុំអានឲ្យលោកស្ដាប់ទាំងអស់គ្នាណាខ្ញុំអត់កាន់ជើងថៃទេខ្ញុំនិយាយពីព័ត៌មានពិតឲ្យប្រជាពលរដ្ឋលោកស្ដាប់ហើយស្ដាប់ហើយត្រូវយកព័ត៌មាននេះយកទៅពិចារណាហើយត្រូវដាស់តឿនបណ្ឌិតណាក៏ដោយដែលហ៊ាននិយាយព័ត៌មានមិនត្រឹមត្រូវហ្នឹងថាជាការបោកប្រាស់ហើយត្រូវសរសេរនៅក្នុងខ្ទង់ comment ហ្នឹងត្រូវប្រាប់គាត់ផងថាមិនមែនទេព័ត៌មានហ្នឹងយកមិនត្រូវទេហើយតាមពិតតួលេខនេះវាចេះកុំជេរគាត់ប្រាប់ព័ត៌មានបើតាមខ្ញុំដឹងព័ត៌មានហ្នឹងចេះទេខ្ញុំស្រាវជ្រាវទៅគឺតួលេខភ្ញៀវថៃហ្នឹងដូចជាមិនមែនចុះមកក្រោម10លានអញ្ចឹងទេអីគឺប៉ុណ្ណេះអីអញ្ចឹងទៅលោកបានព័ត៌មានហ្នឹងខុសដឹងផ្ទៀងផ្ទាត់មួយសារទៀតអីជួយកែគ្នាអញ្ចឹងកុំទៅជេរថាបណ្ឌិតអត់ខួរបណ្ឌិតអីកុំឲ្យសោះណាខ្ញុំសូមផ្ដាំបងប្អូនកុំយកធម៌ហ្នឹងកុំឌីលកុំជេរបើចង់កែគាត់គឺប្រាប់គាត់ថាលោកបណ្ឌិតអាចនឹងច្រឡំដឹងសូមឲ្យមើលតួលេខនឹងឡើងវិញទៅក្រែងលោកឆ្លោះធ្លួយព្រោះខ្ញុំឃើញគេផ្សាយមកដូចជាភ្ញៀវទេសចរថៃចុះតែ3%ទេនៅក្នុងដើមឆ្នាំនេះបានន័យថាចុះពី30ប្រហែលលានហ្នឹងមកនៅត្រឹម29លាននៃជិត30លានដែរហ្នឹងអីចឹងឧទាហរណ៍យើងបញ្យល់អញ្ចឹងដើម្បីជួយកែគ្នាបើយ៉ាជ័យធ្លាក់ទឹកឬថាបណ្ឌិតនិយាយឲ្យសិតតែជឿហើយឲ្យធ្លាក់ទឹកទាំងអស់គ្នាឥឡូវខ្ញុំនិយាយអំពីតួលេខដែលខ្ញុំស្រាវជ្រាវនៅណាទេបងប្អូនចាំមួយផ្លែតម៉ាស៊ីនព្រិននេះអូខេខ្ញុំសរសេរតួលេខនេះចូលរួចហើយក៏ប៉ុន្តែឥឡូវនេះដោយសារតែខ្ញុំរកវាមិនទាន់គឺហើយខ្ញុំអត់ចង់និយាយដែលខ្វះតួលេខទេព្រោះយើងនិយាយកំពុងរិះគន់គេហើយទៅតែយើងចេះថាតួលេខហ្នឹងបានមកពីណាចេះថានេះខ្ញុំឲ្យតួលេខពីអ្នកដែលទៅលេងថៃក្នុងឆ្នាំ2024ហើយខ្ញុំនឹងឲ្យប្រៀបធៀប24 25 26បាទនៅក្នុងឆ្នាំ2024ភ្ញៀវទេសចរទៅបរទេសដែលទៅលេងថៃមានចំនួន 35.54 លានបាទគឺ35ជាង35លានអ្នកបងប្អូនចំណាំទុកណាហើយចាំយើងប្រៀបធៀបជាមួយគ្នាអញ្ចឹងក្នុងឆ្នាំ2024ទេសចរថៃមាន35លានអ្នកជាង35លានអ្នកនេះសម្រាប់ថៃហ្នឹង24ចុះឥឡូវខ្មែរយើងនៅឆ្នាំ2024យើងមាន
ភ្ញៀវប្រមាណហើយខ្ញុំអត់ចាំបាច់ទៅរកឯណាទេអ៊ីនធឺណិតនឹងដាក់មកគឺឃើញតួលេខហ្នឹងហ្មងគឺស្រួលដែរខ្មែរយើងក្នុងឆ្នាំ2024យើងមានភ្ញៀវ6លាន7សែនច្រើនដែរណាបងប្អូនយើងមិនតិចទេអញ្ចឹងថៃមាន35លានយើងមាន6លានបើយើងគិតទៅថៃភ្ញៀវគេលើសយើងប្រហែលជា5ដងទំហំនេះណាឃើញ35លានយើង 6.7 លានជិតតែ7លានដែរអាហ្នឹងឆ្នាំ2024តោះឥឡូវឆ្នាំ2025ក្នុងឆ្នាំ2025ចំនួនភ្ញៀវទេសចរថៃអត់ទាន់វាយគ្នាទេកុំនិយាយរឿងវាយគ្នានៅសល់ 32.9 លានអញ្ចឹងឆ្នាំ2024ថៃមាន35លានជាងឆ្នាំ2025ថៃនៅសល់32លាន9សែន70000និយាយទៅថា33លានតោះស្រួលស្ដាប់ចុះពី35មកនៅ33លានបងប្អូនចុះពី35លានមកនៅ33លានហ្នឹងក៏នៅតែច្រើនដែរចុះខ្មែរយើងវិញឆ្នាំ2025ប៉ុន្មានខ្មែរយើងឆ្នាំ2025យើងចុះពីមិនចុះទេគឺចុះ2024 2025យើងនៅសល់6លានដែរដល់ទៀតបងប្អូនខ្ញុំកំពុងតែយូរហើយត្រូវការ search ព័ត៌មានហ្នឹងទេព្រោះខ្ញុំតាមព្រឹកខ្ញុំត្រៀមឲ្យអស់ហើយក៏ប៉ុន្តែចៃដន្យនេះវាមានបញ្ហាល្អអួបចៃទេបាទអញ្ចេះយើងឆ្នាំ2025កម្ពុជាភ្ញៀវទេសចរយើងមកនៅត្រឹមតែ5លាន7សែនអ្នកទេ5លាន6 5.57 លានអញ្ចឹងបានន័យថា5លាន5សែន70000នាក់ចិត្ត6លានយើងចុះ1លានដែរព្រោះអីយើងមើលពី2024យើងមាន6លាន7សែនមិនអញ្ចឹងដល់2025យើងចុះមកនៅ5លាន5សែនថៃចុះពី35លានមកនៅ33លានថៃចុះ2លានយើងចុះ1លានជាងប៉ុន្តែថៃគេចុះពី35មកនៅ32បើយើងនិយាយពីភាគរយថៃចុះភាគរយតិចជាងយើងបើពី6លាន7សែនមក5លាន5សែនគឺយើងចុះអស់ជាង1លានហើយយើងមានតែត្រឹមភាគរយតិចចឹងបានន័យថាចំនួនចុះក៏វាច្រើនដែរហើយឥឡូវនិយាយពី2026វិញបាទអញ្ចឹងថៃ2026គេមានភ្ញៀវទេសចរសរុប10លានជាងជប់ខ្ញុំយកឲ្យត្រូវកុំឲ្យខុស sorry បងប្អូន foreign visit បាទឥឡូវតួលេខនេះគឺបង្ហាញថានៅឆ្នាំ2026នៅ6ខែដើមឆ្នាំពីថ្ងៃទី1ខែមករាដល់ថ្ងៃទី1ខែកក្កដាថៃមានភ្ញៀវទេសចរ17លាននាក់ថៃមាន17លាននាក់បងប្អូនឃើញណាបងប្អូនថៃមាន17លាននាក់ចុះខ្មែរយើងមានប៉ុន្មានខ្មែរយើងមាន1លាន540,000នាក់អូខេឥឡូវខ្ញុំប្រៀបធៀបតួលេខនេះឥឡូវខ្ញុំបានតួលេខឲ្យបងប្អូនណាអញ្ចឹងបើមើលតួលេខនេះគឺយើងអាចនិយាយថាក្នុងឆ្នាំ2024ភ្ញៀវទេសចរថៃ35លានជាងខ្មែរយើងមាន6លាន7លាន2025ភ្ញៀវទេសចរថៃ32លានកម្ពុជានៅសល់តែ5លាន5សែនចុះយើងចុះជាង1លានថៃចុះ2លានប៉ុន្តែគេចុះពី35មក32យើងចុះពី 6.7 មក 5.5 ដល់ទៅពេលឆ្នាំ2025នេះ26នេះ6ខែដើមឆ្នាំថៃមានភ្ញៀវ17លាននាក់ខ្មែរយើងមានតែ1លាន5សែននាក់ជាងទេក្នុងន័យនេះបានន័យថាម៉េចបើថៃមាន17លាននាក់លោកគីសេរីវត្តនៅក្នុងអ្វីដែលសារព័ត៌មានឬក៏ថាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលខ្មែរផ្សាយនេះគឺលោកថាថៃចុះពី30លានមកនៅក្រោម10លានឆ្នាំ2025ចុះមកនៅក្រោម10លានតើយើងវិភាគតួលេខយ៉ាងម៉េចអាហ្នឹងគឺយើងថាចង់បានថាខ្ញុំអត់ចង់ឲ្យបណ្ឌិតយើងអញ្ចឹងសោះថៃឆ្នាំ2026នេះគឺគ្រាន់តែដើមឆ្នាំ6ខែគេមាន17លានបាត់ទៅហើយតែ6ខែទេណាយកកុំភ្លេចថានៅសល់6ខែទៀតគឺបានន័យថាម៉េចបើសិនជា6ខែគេមាន17លានយើងអត់ដឹងថា6ខែទៀតគេមានប្រមាណក៏ដោយបើយើងសាកគិតថា17លានហ្នឹងបូកចូលគ្នាជា2សម្រាប់6ខែទៀតក៏ចំនួននេះវានឹងមួយឆ្នាំពេញនេះវា34លានដែរអញ្ចឹងបើគេ35លាន2025មក34លាននៅក្នុងឆ្នាំ2026ឬក៏33លានទៅហើយ2025ហ្នឹងហើយមកចុះនៅត្រឹម33លានគេអត់មានចុះច្រើនទេបងប្អូន 3% ប៉ុណ្ណោះបើសិនមើលតួលេខនេះគឺ 3% ហើយតួលេខត្រឹម6ខែគេជាង17លានទៅហើយរួចទៅយើងទៅផ្សាយថាត្រឹមឆ្នាំ2026ភ្ញៀវនៅសល់តែ10លានជាក្រោម10លានទៀតតើយើងបានតួលេខហ្នឹងមកពីណាខ្ញុំពងតែឆ្ងល់ឬមួយក៏កាសាព័ត៌មាននេះទៅផ្សាយខុសពាក្យរបស់លោកគីសេរីវត្តម្ដងទៀតលោកគីសេរីវត្តលោកផ្ញើសារមកខ្ញុំមកហើយចាំខ្ញុំផ្សាយជូនលោកវិញប៉ុន្តែរឿងនេះបើសិនជាលោកគីសេរីវត្តខុសក៏ខ្ញុំអត់ភ្ញាក់ផ្អើលដែរព្រោះអីជួនកាលយើងចង់ប្រាប់ប្រជាពលរដ្ឋខ្មែរថាថៃខ្សែហើយថៃស្លាប់ហើយប៉ុន្តែអត់មើលភ្ញៀវទេសចរយើង2025យើងមាន5លាន5សែននាក់ដល់តែពេល2026 5ខែ6ខែដំបូងយើងនៅសល់តែ1លានជាងហ្នឹងបើយើងគិតទៅ1លាន5សែននេះបូកចូលគ្នាបានតែ3លានណា
ហើយយើងពីមុនយើងមានដល់ទៅ6លានអញ្ចឹងយើងចុះដល់ទៅ30%ណាសំទោស50%ហ្នឹងថៃគេចុះ3%យើងថាថៃលលាយដោយសារព្រំដែនយើងចុះ50%យើងអត់មើលនេះឯងដែលខ្ញុំអត់ចង់ឲ្យបងប្អូនស្ដាប់ព័ត៌មានអញ្ចឹងដែលយើងប្រឡប់គ្នាអញ្ចឹងហេតុអីគ្រាន់តែនិយាយព័ត៌មានពិតហ្នឹងវាថៃចង្រៃស្អីយើងបានឲ្យថៃលលាយហ្នឹងគឺបើថៃលលាយទៅវាបានដីមកវិញមែនយើងអត់ប្តឹងគេយើងនឹងអង្គុយបន់ឲ្យគេវិនិច្ឆ័យសន្តិអញ្ចឹងងាប់ហើយទៅផ្សព្វផ្សាយព័ត៌មានមិនពិតអញ្ចឹងប្រជាពលរដ្ឋងាប់ហើយអត់ដឹងពឹងអីឥឡូវទល់ពធហើយបាទឥឡូវបន្តទៅទៀតបងប្អូនខ្ញុំគ្រាន់តែថ្លែងប៉ុណ្ណាឥឡូវថាយើងថាអ្នកកសែតត្ររដ្ឋាភិបាលកម្ពុជាផ្កាប់មុខឥឡូវក៏រងគ្រោះអារឿងផ្សព្វផ្សាយព័ត៌មានពីបញ្ហាតវ៉ារបស់កងទ័ពអត់បាននឹងដែរខ្ញុំនិយាយពីអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលនិងគណៈបព្វជិជនផ្កាប់មុខនឹងគ្មានអ្នកណាក្រៅពីក្រុម Fresh News ទេបងប្អូនខ្ញុំនិយាយទៅមិនចង់នឹកនានឹងយកពួកគាត់មកនិយាយទេខ្ញុំគ្មានពេលវេលានឹងត្រូវនិយាយពីរឿងពួកគាត់ទៅវាអត់ប្រយោជន៍ក៏ប៉ុន្តែពួកគាត់នឹងដដែលច្រើនពេកទៅគ្នាក៏ពិបាកដែរសពថ្ងៃគាត់ខ្លាយទៅជាជនរងគ្រោះដែរណាបងប្អូនអញ្ចឹងអ្នកណាក៏ដោយដែលជេរប្រមាថឬក៏ដែលផ្សាយត្រជើងរដ្ឋាភិបាលដែលផ្កាប់មុខគ្រប់គ្រងគណៈបព្វជិជនកម្ពុជានៅពេលដែលអស់លោកខ្លាយទៅជាជនរងគ្រោះនៃអំពើអយុត្តិធម៌នៃរបៀបដឹកនាំរដ្ឋនេះគឺអស់លោកនឹងទទួលបានសមានចិត្តពីមុនណារ៉េតហើយសិលធម៌របស់ខ្ញុំមិនចំពោះអ្នកជេរខ្ញុំអត់ដែលលើលោកម្នាក់នេះជេរខ្ញុំខ្ញុំគ្រាន់និយាយថាអ្នកណាក៏ដោយអ្នកឯងជេរខ្ញុំប៉ុណ្ណាក៏ដោយអ្នកឯងមើលងាយខ្ញុំប៉ុណ្ណាក៏ដោយតែនៅពេលអ្នកឯងខ្លាយខ្លួនទៅជាជនរងគ្រោះនៃអំពើអយុត្តិធម៌គឺខ្ញុំនឹងមានសមានចិត្តចំពោះអ្នកហើយខ្ញុំអត់មានសមានចិត្តចំពោះបុគ្គលអ្នកទេព្រោះបាតផ្សារពាលាប៉ោឡែជេរបម្រើកាយឪពុកគឺខ្ញុំមិនអាចអនុគ្រោះអហោសកម្មឲ្យអ្នកបានមែនហើយប៉ុន្តែអំពើយុត្តិធម៌ខ្ញុំដើម្បីរកយុត្តិធម៌ជូនអ្នកដែលរងអំពើអយុត្តិធម៌គឺខ្ញុំនឹងធ្វើខ្ញុំនឹងផ្សាយហើយខ្ញុំអត់គិតពីបុគ្គលទេរឿងនេះគឺតាក់ទងលោកវ៉ាន់សារាយបងប្អូនស្គាល់គាត់ទេលោកវ៉ាន់សារាយនិយាយពីផោមលោកហ៊ុនសែនក៏អូបផោមលោកហ៊ុនម៉ាណែតគឺក៏អូបចឹងហ្មងស្អីក៏អូបដែរឲ្យតែផោមរបស់មន្ត្រីគណៈបព្វជិជនកម្ពុជានិងរដ្ឋាភិបាលគឺគាត់ផ្សាយតែអញ្ចឹងហ្មងព័ត៌មាន Fresh News នេះគឺជារោងចក្រផលិតព័ត៌មានคล้ายៗដែលត្រូវបានសារព័ត៌បណ្ដាញណាមួយនៅអន្តរជាតិការខ្ញុំនៅអាស៊ីសេរីក៏គេផ្សាយដែរថានិយាយទៅគាត់ផ្សាយពិតតែរឿងមួយទេគឺរឿងគម្រាមកំហែងក្រុមប្រឆាំងដែលគាត់ថាលោកហ៊ុនសែនចេញចាប់ហើយគឺចាប់ហើយតែលោកហ៊ុនសែនថាចោះទៅទាំងយប់គឺចោះទៅទាំងយប់ហើយអាហ្នឹងគឺពិតហ្មងប៉ុន្តែបើព័ត៌មានពីរឿងស្អីគួរឲ្យទុកចិត្តគឺសុទ្ធតែព័ត៌មានបជាពិធគឺថាបន្លាចគេឬក៏បំប៉ោងតួលេខបំផ្លាស់នឹងដើម្បីឲ្យរដ្ឋាភិបាលនឹងអស់ចាអត់ខុសពីអ្នកសារព័ត៌មានណាមួយដែលនិយាយថាបាញ់ធ្លាក់យន្តហោះថៃអស់6គ្រឿង F16 ថៃហោះមកតែ3ឯងបាញ់ធ្លាក់អស់6ហើយនិយាយទៅប្រជាពលរដ្ឋខ្មែរនឹងនៅតែតាមដានអូសអត់រំលងហើយយកជួនកាលយកមកសួរខ្ញុំណែលោកនេះគេនិយាយថាកម្ពុជាយើងអស់ចាណាកម្ពុជាយើងគឺមានមុខមាត់ណាស់អាមេរិកឥឡូវមកអំបយើងណាហើយដល់ពេលខ្ញុំឃើញមុខគាត់ខ្ញុំថាហ្នឹងហើយលោកហ្នឹងឯងដែលនិយាយធ្លាក់យន្តហោះ F16 6គ្រឿង5ធ្លាក់ពេញព្រៃហើយដែលយន្តហោះថៃអត់មានធ្លាក់មួយសោះហេតុអីបានជានាំគ្នាយកព័ត៌មានអញ្ចឹងមកឲ្យខ្ញុំមើលខ្ញុំពងតែឆ្ងល់ហេតុអីបានជាយើងនាំគ្នាទៅអង្គុយពិចារណានឹងភាពអត់ប្រយោជន៍ហ្នឹងខ្ញុំពងតែឆ្ងល់ហេតុអីមិនអស់រំលងខ្លះទៅហេតុអីបានជាខ្ញុំរវល់មួយថ្ងៃវាស់ល្ងាចរហូតតែពេលទៅបន្ទប់ទឹកអត់បានអស់លោកតកាយសម្រាមយកមកដាក់ពេញមកទ្វារខ្ញុំហើយមកឲ្យខ្ញុំអង្គុយវិភាគអស់លោកអត់មានអាសូរចិត្តខ្ញុំទេអញ្ចឹងសម្រាមបែបនេះដុតចោលខ្លះទៅកប់ចោលខ្លះទៅប្លុកចោលខ្លះទៅហើយខ្ញុំសូមប្រាប់បងប្អូនទាំងអស់គ្នាបុគ្គលណាក៏ដោយដែលនិយាយកុហកនិយាយជេរប្រមាថការទៀននិយាយបំផ្លាស់និយាយដើម្បីតែប្រយោជន៍ MMO អត់ត្រូវមានគុណតម្លៃសូម្បីតែប៉ុនសរសៃសក់នឹងយកមកពិចារណាឬគឺពិគ្រោះគ្នាពីរឿងគាត់និយាយអីព្រោះអ្វីដែលគាត់និយាយអីក៏ដោយចាប់ពីថ្ងៃដែលគាត់ចាប់ផ្ដើមជេរគ្នាថ្ងៃដែលចាប់ផ្ដើមស្រាតសរងគ្នាថ្ងៃដែលគាត់និយាយកុហកគឺអស់ហើយខ្វះអីមនុស្សដែលគេនិយាយពិតមានអីមកកណោហេតុអីមិនទៅស្ដាប់មនុស្សចោលមកសៀតអញ្ចឹងទៅវិញខ្ញុំពងតែឆ្ងល់ប្លុកគាត់ចោលទៅថ្ងៃណាក៏យកមកសួរខ្ញុំថ្ងៃណាក៏យកមកសួរប្រាប់ថាខ្ញុំប្លុកចោលអស់ហើយកុំយកមកនិយាយអីទៀតជួយគ្នាណាបងប្អូនប្លុកអូសរំលងឈប់ស្ដាប់អ្នកណាក៏ដោយឲ្យតែនិយាយប៉ាតណាប៉ាតណីស្ដាប់អីលែងបានឈប់ទៅហើយមួងណារ៉េតនឹងក៏អញ្ចឹងដែរបើបងប្អូនយល់ថាព័ត៌មានមួងណារ៉េតនឹងស្ដាប់លែងបានប្លុកមួងណារ៉េតចោល unfriend unfollow ឈប់និយាយចប់ហើយជូតទឹកភ្នែកបន្តដំណើរទៅទៀតបងប្អូនរឿងច្រើនណាស់ហើយកុំទៅពុលជាមួយនឹងមនុស្សដែលគេជួលឲ្យបាយ3ពេលដើម្បីមកប្រឡប់ទៅស្ដាប់យ៉ាងម៉េចមនុស្សបញ្ញវន្តបណ្ឌិតឬក៏អ្នកផ្សាយព័ត៌មានយ៉ាងម៉េចនៅពេលដែលយើងនិយាយកុហកហៀកែងហើយបងប្អូននៅតែស្ដាប់រហូតមនុស្សជេរមរាយគ្នាពេញសង្គមយកមកជាគ្រូបាអាចារ្យស្ដាប់ដែរអត់យល់ខ្ញុំអត់យល់បងប្អូនយើងត្រូវคลายទៅជាអ្នកដែលចេះផ្ដល់ពិន្ទុឲ្យពួកគាត់ហើយត្រូវចេះបដិសេធទាត់ចោលដើម្បីឲ្យគាត់រៀងចាលនៅពេលដែលយើងឈប់ស្ដាប់ឈប់ពិចារណាឈប់គិតឈប់និយាយពីគាត់អស់ក្បាច់ហើយរាល់ថ្ងៃហ្នឹងគាត់ចូលដោយសារបងប្អូននៅតែចែកអីអញ្ចឹងទៅព័ត៌មានហ្នឹងដដែលខ្ញុំថាមនុស្សយើងណានិយាយកុហកម្ដងចាត់ទុកថាគាត់អត់មានកំហុសទេនិយាយជេរម្ដងជួនកាលជាការជ្រុលជ្រោះគាត់មិនមែនព្រះទេអនុគ្រោះឲ្យឱកាសគាត់តែចាប់ពី2ដងឡើងទៅហើយបានហើយអត់ត្រូវពិចារណាអត់ត្រូវបាច់គិតគូរគិតឲ្យឱកាសអីទេបានហើយព្រោះអីមនុស្សបាតផ្សារពាលាប៉ោឡែអញ្ចឹងតែយើងយកមកចែកទៅទៀតអញ្ចឹងម្ដងទៀតលោកវ៉ាន់សារាយនេះគឺជាឃោសនិករបស់គណៈបព្វជិជនកម្ពុជាជាអ្នកត្ររបស់រដ្ឋាភិបាលនេះគឺថាស្លាប់ខ្លួនធ្វើព័ត៌មានពិធីសារទេយើងទៅសម្ភាសអ្នកណាក៏ដោយគឺគាត់បងប្អូនដែលឮអាព័ត៌មានពិធីសារហ៎ព័ត៌មានពិធីសារហ្នឹងគឺបើចង់ទៅសម្ភាសអ្នកណា
គឺយើងសម្ភាសដើម្បីឲ្យអ្នកហ្នឹងមានមុខមានមាត់យកតែចំណុចវិជ្ជមានល្អនិយាយទៅសើពីគេចឹងទៅរដ្ឋាភិបាលធ្វើខុស1លានដងទៅសម្ភាសថ្នាក់ដឹកនាំហ្នឹងគឺសម្ភាសសួរទៅរករឿងរដ្ឋាភិបាលគណៈបពប្រឆាំងឬក្រុមដែលគេរិះគន់ទៅវិញអត់ទៅរករឿងអ្នកដែលប្រព្រឹត្តខុសទេហ្នឹងគឺពិធីសារហ្នឹងក្រុមគាត់ធ្វើអញ្ចឹងហើយខ្ញុំមិនដែលតាមដានស្ដាប់ទេណាស់តែអូអត់ផុតសោះហើយឥឡូវអូអត់ផុតហ្នឹងមានបងប្អូនយកមកញុកនៅក្នុង inbox ខ្ញុំទៀតតែលោកវ៉ាន់សារាយនេះខ្ញុំយកមកផ្សាយដោយសារគាត់ជាជនរងគ្រោះនៃអំពើអយុត្តិធម៌នៅប្រទេសកម្ពុជាហើយលោកជាអ្នកផ្សាយព័ត៌មានចាំទេបងប្អូនអាកាលថ្ងៃដែលគេដោះលែងទាហានយើងដែលជាឆ្លើយសឹក18នាក់ហ្នឹងលោកសារាយនេះគឺគាត់ស្រែកអយុត្តិធម៌ណាអយុត្តិធម៌ពេញឡានដោយសារអីគេមកឲ្យទៅផ្សាយគេឲ្យអ្នកណាបាត់ទៅគ្នាគេបាក់ពួកគេអញ្ចឹងគាត់អត់បានចូលអត់បានរូបអត់បានអីផ្សាយខំបើកឡានតាំងពីណាណីដល់ទល់ដែនគាត់អង្គុយថាអយុត្តិធម៌ណាអយុត្តិធម៌ណាខ្ញុំថាស្រែកបើកាលអយុត្តិធម៌ពួកគណៈបពប្រឆាំងអស់លោកហ្នឹងនិយាយពីលៀបពណ៌គេនោះលៀបដល់ពេលខ្លួនឯងអយុត្តិធម៌ខ្លួនឯងស្រែកចង់បែកឡានគ្មានណាជួយឥឡូវទៀតម៉ានថ្ងៃនេះគាត់ផ្សាយឲ្យលុបចោលអស់ហើយដូចកអណ្ដើកអញ្ចឹងគាត់ផ្សាយពីរឿងទាហានតវ៉ារឿងខ្វះអាហារនិងកាត់លុយតាមពិតបងប្អូនទាហានឲ្យព័ត៌មានខ្ញុំនឹងរាល់ថ្ងៃហ្នឹងអារឿងកាត់លុយរឿងអាហារហូបមិនគ្រប់ប៉ុន្តែយើងជាអ្នកផ្សាយព័ត៌មានដើម្បីរកយុត្តិធម៌យើងចេះតែផ្សាយគាត់នៅក្នុងស្រុកខ្មែរដែលគាត់គិតថាគាត់ផ្សាយអីក៏បានគាត់ត្រូវគ្នាជាមួយលោកហ៊ុនម៉ាណែតជាមួយលោកហ៊ុនសែនព្រោះ Fresh News ហ្នឹងគឺជាសេកជាឧបករណ៍ឃោសនារបស់គណៈបកកណ្ដាលអំណាចឥឡូវខ្លួនគាត់ក៏រងទុកដែរផ្សាយអត់បានគាត់ទៅផ្សាយអត្ថបទរបស់ទាហានណាដែលរាប់ទំព័រដាក់ពីរឿងបញ្ហាអសកម្មរឿងកាត់លុយរឿងម្ហូបអាហាររឿងរបស់ប្អូនរឿងស្អីស្អីទាហានជួមុខគេតវ៉ាអីដឹងគាត់និយាយថាម៉េចទេគាត់ផ្សាយដើម្បីរកដំណោះស្រាយព្រោះអីទាហាននៅជួមុខផ្ដាំគាត់មកច្រើនពេកដើម្បីឲ្យគាត់ជួយផ្សាយខ្លះទៅព្រោះគ្នាលំបាកគាត់ដាក់ថាចេះចង់រកដំណោះស្រាយឥឡូវគេដាក់គំនាបមេដាក់គំនាបទៀតក្រៅពីថ្លៃម្ហូបពួកគាត់នៅលើកបញ្ហាបែងចែកស្បៀងទៀតរឿងតបមិនចង់បង្ហោះទេតែពួកគាត់ស្នើពេកព្រោះចង់មានដំណោះស្រាយនឹងបានជ្រាបដំណឹងដល់ថ្នាក់ដឹកនាំតបក្នុងនោះក៏មានការបំភ្លឺទាំងខាងកងតបតវ៉ានិងមេតបដែរដល់ពេលចុងក្រោយនឹងគាត់ថាម៉េចទេលុបអស់ហើយឥឡូវលុបអស់ហើយលុបអស់រឡើងឃើញហើយសំណាងដែរដែលមាន fan របស់ខ្ញុំគាត់យកមកញុកឲ្យខ្ញុំបើឲ្យខ្ញុំទៅតាមដានពួកគាត់អត់ប្រយោជន៍ទេបងប្អូនតែឥឡូវជាជនរងគ្រោះជួយផ្សាយឲ្យគាត់ទៅ fan របស់ខ្ញុំយកមកញុកនៅក្នុង inbox ខ្ញុំហ្នឹង screenshot មកអ្វីដែលគាត់ផ្សាយនៅតែយើងនេះអត់ទាន់លុបចោលអស់ព្រោះនៅស្រុកខ្មែរអញ្ចឹងឯងផ្សាយដូចមេធាវីណាមួយកុំតែ print screenshot ទាន់កុំឲ្យគាត់លុបចោលអស់ទៀតគាត់ថាការងារសម្ងាត់តបត្រូវទម្លាក់វិញហើយបើមិនចង់ហូបបាយក្រហមដឹងនៅនឹងដឹងហ្នឹងហើយលោកស្រឡាញ់មេអស់លោកនឹងនិយាយពីផោមក្អូបហ្នឹងឥឡូវតែនិយាយខ្លួនឯងព័ត៌មានពិតអីផ្សាយក្នុងនាមជាអ្នកព័ត៌មានគាត់ផ្សាយតែមិនបានផងហើយគាត់ថាខ្លាចបាយក្រហមលុបឲ្យការសម្ងាត់មានតែទុកឲ្យស្ងាត់ចោះការសម្ងាត់តបបងប្អូនកងតបមានបញ្ហាអ្វីខ្ញុំលែងទទួលហើយព្រោះជាការសម្ងាត់តបសូមទានជ្រាបនឹងគាត់និយាយចឹងលោកប៉ាន់សារាយឲ្យលោកអត់ដឹងទេចឹងលោកអត់ដឹងថាលោកកំពុងរស់នៅក្នុងរបបផ្ដាច់ការមួយដែលនៅតែថ្ងៃតាលោកនៅតែថ្ងៃដែលលោកខ្លាចជាជនរងគ្រោះតាលោកជាអ្នកគ្រប់គ្រងគណៈបព្វជិជនផ្កាប់មុខក៏ដោយគ្រាន់តែវាមិនទាន់ដល់វេនលោកតាឥឡូវដល់បដាហើយលោកបដិទ្ធកែមលីនិយាយទៅអត់ធ្វើអីសោះក៏ខ្លាចជាជនរងគ្រោះដែរគ្រាន់តែមិនទាន់ដល់វេនពួកអំពើអយុត្តិធម៌នឹងវាច្រើនពេកឥឡូវជាអ្នកសារព័ត៌មាននិយាយស្អីជួយតបក៏និយាយតាមបានគេឲ្យបិទអស់អាសូរដែរលោកប៉ាន់សារាយហើយលោកនាំគ្នាបិទលោកប៉ាន់សារាយទៅប៉ុន្តែតបជួយដោះស្រាយគ្នាផងព្រោះអីគ្នាវេទនាណាតបយើងវេទនាជួយគ្នាបងប្អូនបាទឥឡូវព័ត៌មានបន្តទៅទៀតគឺអស់ពីហ្នឹងខ្ញុំមានព័ត៌មានមួយតាក់ទងនឹងសបាយបន្តិចចុះបទនិពន្ធអស់ពឹសធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ងាត់សរសើរស្នាដៃអ្នកនិពន្ធទំនុកច្រៀងដែលចែកឋានទៅហើយខ្ញុំនិយាយឲ្យស្មោះត្រង់ខ្ញុំស្រឡាញ់សិល្បៈចម្រៀងណាតាមពិតមិនគួរណាខ្លាយជាអ្នកបកប្រែឬក៏ជាអ្នកកសែតអីទេគួរតែកាន់ក្បាលមីក្រូស្រែកច្រៀងទៅខ្ញុំមិនមែនជាអ្នកចម្រៀងចេះច្រៀងអាជីពអីទេខ្ញុំមិនដែលហាត់ច្រៀងហាត់អីទេប៉ុន្តែនិស័យស្រឡាញ់ចម្រៀងតាំងពីនៅតូចក្រូចឆ្មាចម្រៀងរបស់លោកស៊ីនស៊ីសមុទ្រស្ទើរតែគ្រប់បទរាប់ពាន់បទខ្ញុំចេះទាំងអស់ឲ្យតែមានប៉ារ៉ូលខ្ញុំអាចច្រៀងបានទាំងអស់ចូលចិត្តណាស់ហើយខ្ញុំគ្មានរាត្រីណាមួយដែលខ្ញុំគេងដោយមិនបានស្ដាប់ចម្រៀងលោកស៊ីនស៊ីសមុទ្រទេគឺខ្ញុំមានតន្ត្រីនៅក្នុងតិចខ្ញុំកំដរខ្ញុំដែលមុនចូលគេងគ្រប់ពេលការដែលចូលចិត្តចម្រៀងនេះឯងដែលធ្វើឲ្យខ្ញុំคล้ายទៅជាមនុស្សដែលខ្ញុំសប្ងៃនេះគឺខ្ញុំស្ដាប់ចម្រៀងខ្ញុំស្ដាប់ពាក្យពេចន៍ក្នុងការច្រៀងខ្ញុំស្ដាប់ការអឿនការអីហើយរៀនសូត្រពីការស្ដាប់ហេតុអីបានជាគេច្រៀងពីរោះហើយស្ដាប់ម្ដងហើយម្ដងទៀតហេតុអីបានជាលោកស៊ីនស៊ីសមុទ្រមានសម្លេងដល់ពីរោះហើយច្រៀងពីរោះទៅទៀតហើយយើងស្ដាប់ទៅធ្វើតាមទៅច្រៀងតាមទៅយូរទៅធ្វើឲ្យការច្រៀងហ្នឹងកុំតែនិយាយរឿងទៅថាពីរោះដោយលោកស៊ីនសមុទ្រគឺយើងច្រៀងបានក៏តែមិនអាចប្រដូចអធិរាជសម្លេងមាសលោកស៊ីនសមុទ្រនេះទេរកអ្នកច្រៀងដោយគាត់មិនបានទេគឺពិសេសណាស់សម្លេងគាត់នេះប៉ុន្តែបទគាត់ដែលច្រៀងភាគច្រើនគឺបទពីរោះអាបទពីរោះហ្នឹងមួយយ៉ាងហើយមានអាចចម្រៀងអ្នកច្រៀងពីរោះមានទឹកដមមានសម្លេងហ្នឹងគឺមួយយ៉ាងទៀតហើយស្ដាប់គាត់មិនមែនស្ដាប់តែចម្រៀងទេគឺស្ដាប់ទាំងអត្ថន័យខ្លឹមសារអក្ខរាវិរុទ្ធដែលច្រៀងហ្នឹងជាកាបឃ្លោងជាពាក្យពេចន៍ដើម្បីជួយដល់ការរៀនភាសាខ្មែរខ្ញុំតាំងពីទូចក្រូចឆ្មាមកអញ្ចឹងហើយបានជាការនិយាយស្ដីពាក្យពេចន៍និយាយរបស់ខ្ញុំហ្នឹងគឺអត់ពិបាករនឹកច្រើនទេដោយសារតែចម្រៀងទាំងអស់ហ្នឹងឯងចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ចូលចិត្តស្ដាប់ចម្រៀងក៏ប៉ុន្តែកុំស្ដាប់អាចម្រៀងស្អីកឆាក់កឆុង
ស្អីណាអត់បានសាបត់ដែលម្ចាស់បត់នៅតែចម្រៀងស្លាប់ណាយើងស្ដាប់បត់ណាដែលចម្រៀងនៅម្ចាស់ស្លាប់បត់ពីដើមគឺម្ចាស់ស្លាប់អស់ហើយនៅបត់ចម្រៀងបត់ឥឡូវអ្នកចម្រៀងនៅទាំងអស់ស្លាប់តែបត់ទេដោយសារតែអត់អត្តន័យអញ្ចឹងយើងឲ្យស្ដាប់បទហ្នឹងទៅយើងយកប៉ុន្តែអត់ទេអ្នកនិពន្ធសម័យឥឡូវក៏គេមានអ្នកបកកែនៅរស់ច្រើនដែរយ៉ាងនិយាយហ្នឹងខ្ញុំប្រអាប់តែអ្នកណាដែលធ្វើឲ្យតែបានក៏ប៉ុន្តែមានកវីបញ្ញវន្តអីក៏គេបកកែដែរដូចស្អីលោកម៉ៃវឌ្ឍនាអីកវីជនបទអីស្នាដៃនិពន្ធរបស់គាត់បកកែណាអឺលើកទឹកចិត្តឲ្យបងប្អូនទៅជួយគាំទ្រផងគាត់មាន Facebook មួយឈ្មោះថាម៉ៃវឌ្ឍនាកវីជនបទហើយមាន YouTube គាត់ផងគាត់តែនិពន្ធបទចម្រៀងដើម original រួមជាមួយនឹងលោកអុកសំអាតអីផងហើយដែលមានអ្នកច្រៀងដល់ពូកែមួយប្រចាំក្រុមគាត់គឺលោកចិនវឌ្ឍនាអីហ្នឹងគឺខ្ញុំកោតសរសើរណាស់គាត់មានទឹកដមសម្លេងព្រោះហើយក្រុមគាត់ហ្នឹងជួយអភិរក្សស្នាដៃ original មិនចម្លងគេជួយគាំទ្រគាត់ផងកុំឲ្យដាច់ពោះតែដាច់ពោះគឺគាត់អាចជួយអីយើងបានទេហើយស្នាដៃគាត់ល្អៗណាស់ខ្ញុំក៏ចូលចិត្តស្ដាប់ចម្រៀងរបស់គាត់ដែរខ្ញុំមិនអាចជួយអីបានក្រៅពីទៅបើកស្ដាប់នៅ YouTube របស់គាត់ទៅដូចជាគាំទ្រគាត់ដែរអញ្ចឹងចង់ឲ្យបងប្អូនជួយគាំទ្រគាត់ឲ្យបានច្រើនទៅមើលទៅលោកម៉ៃវឌ្ឍនាកវីជនបទមិនពិបាករកទេស្នាដៃនិពន្ធរបស់គាត់មានចម្រៀង original ច្រើនណាស់លើកទឹកចិត្តពួកគាត់ឲ្យបានច្រើនហើយនៅក្នុងសម័យដែលយើងអត់ត្រូវគ្នាជាមួយថៃទៀតរឹតតែយើងត្រូវពង្រឹងមោទនភាពជាតិខ្មែរយើងនឹងឲ្យបានសម្បានទៀតខ្ញុំនិយាយពីចម្រៀងហ្នឹងចេះបងប្អូនខ្ញុំចូលចិត្តចម្រៀងរហូតដល់ថាមិនអាចអត់ចម្រៀងក្នុងពេលទទួលទានដំណេកហ្នឹងគឺដោយសារតែអឺចូលចិត្តចឹងទៅក៏ចេះតែច្រៀងហើយទើបតែថ្មីនេះគឺខ្ញុំដោយសារតែខ្ញុំផ្សាយព័ត៌មានតឹងអារម្មណ៍ខ្លាំងពេកបងប្អូននិយាយឲ្យស្មោះត្រង់ fans របស់ខ្ញុំប្រាប់មកថាមួយថ្ងៃ stress ស្លាប់ខ្លួនហើយដោយសារតែរឿងចំនួនព្រំដែនរឿងអត់មានដំណោះស្រាយអញ្ចឹងខ្ញុំលើកពីបង្អែមលាមាត់ហ្នឹងក៏បង្ហើរសំនៀងអីតិចតួចទៅគ្រាន់កំដរឲ្យបងប្អូនកុំឲ្យ stress ខ្លាំងពេកដោយទាំងខ្ញុំដែរកុំឲ្យ stress ខ្លាំងពេកដែរមិនមែនបានន័យថាស្រុកកំពុងតែកលយុគដីបាត់ទៅថៃ76កន្លែងមកច្រៀងរាំសប្បាយអត់ទេអត់មានចេតនាបែបហ្នឹងសោះគឺដើម្បីទី1បង្កបរិយាកាសកុំឲ្យវាតឹងខ្លាំងបន្ធូរអារម្មណ៍ខ្លះទៅឲ្យបងប្អូនដែលស្ដាប់ចូលចិត្តមុងណារ៉េតហ្នឹងក៏បានធូរអារម្មណ៍ហើយមុងណារ៉េតខ្លួនឯងហ្នឹងក៏បានធូរអារម្មណ៍បទចម្រៀងហ្នឹងគឺវាលុងតាមមនោសញ្ចេតនាហើយបទចម្រៀងចុងក្រោយថ្មីនេះដែលខ្ញុំទើបតែបង្ហោះកាលពីប្រហែលម៉ោងហ្នឹងទេបងប្អូនគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងមកដល់នេះគឺមានអ្នកចូលមើល 90K ហ៎បងប្អូនច្រើនមែនតើ16ម៉ោងមានមនុស្ស90000នាក់ចូលស្ដាប់បទចម្រៀងហ្នឹងនេះជាចម្រៀងមួយបទដំបូងក្នុងរយៈពេលចុងក្រោយដែលខ្ញុំបានច្រៀងចម្រៀងប្រហោះនេះមាន6 7 8បទហើយ7បទហើយទេ7 8បទហើយបទនេះគឺជាបទដែលមានប្រជាប្រិយជាងគេបំផុតដែលបងប្អូនយកមកណែគ្រប់គ្រងខ្ញុំណាគឺ90000នាក់នៅក្នុងពេលមិនដល់24ម៉ោងច្រើនណាស់បទមុនយ៉ាងច្រើនបាន30000 40000នាក់ឯងហើយហេតុអីបានបទនេះល្បីម៉េះចំណងជើងគឺនៀកពាន់អស់ពឹសបើបងប្អូនស្ដាប់បទលោកស៊ីនស៊ីសមុទ្រពីដើមហើយចូលចិត្តបទបណ្ដាំហោរាឬក៏គេស្គាល់ថាហោរាទស្សន៍ទាយនោះណាចម្លើយឆ្លើយប្រាប់រៀបរាប់សេចក្តីឯណានោះបទលោកស៊ីនសមុទ្រពីដើមច្រៀងបទហ្នឹងព្រោះណា melody ហ្នឹងក៏ព្រោះអត្ថន័យក៏ព្រោះក៏ប៉ុន្តែចំណេរកាលក្រោយមកក្នុងឆ្នាំ1990គឺទសវត្សរ៍ឆ្នាំ90មានកវីនិពន្ធយើងម្នាក់ឈ្មោះលោកខៀវកថាតាមពិតគួរឲ្យសោកស្ដាយដែរលោកខៀវកថាគឺជាម្ចាស់ផលិតកម្មកម្មករបើតាមខ្ញុំចាំខ្ញុំអាចនឹងឆ្លោះឆ្លួយប៉ុន្តែគាត់ជាកវីនិពន្ធដ៏ចំណាប់ដែរព្រោះគាត់និពន្ធបទចម្រៀងឬក៏អីហ្នឹងបងប្អូនដឹងហើយបទលក់ស្រែចូលបារដែលលោកមិញសុធីវ៉ាន់អីយកមកច្រៀងហ្នឹងគឺជាស្នាដៃនិពន្ធរបស់លោកខៀវកថាទេហើយលោកដូចខ្ញុំជម្រាបចឹងថាគួរឲ្យសោកស្ដាយដោយសារតែម្ចាស់ស្នាដៃនេះបានទទួលអនិច្ចកម្មបាត់ទៅហើយដោយសារជំងឺសួតកាលពីខែវិច្ឆិកាឆ្នាំ2025បងប្អូនគាត់ទទួលអនិច្ចកម្មទើបតែប្រហែលខែប៉ុណ្ណោះគឺនៅពេលដែលថៃវាយខ្មែរបានមកប្រាវថ្ងៃកក្កដាហ្នឹងគាត់នៅមានជីវិតនៅឡើយទេតតែពេលទ្រាំដង្ហើមអត់ទាន់គឺស្លាប់មុនថៃវាយខ្មែរលើកទី2គឺខែវិច្ឆិកាឆ្នាំ2025ថៃវាយខ្មែរលើកទី2ខែធ្នូលោកខៀវកថាគាត់មានស្នាដៃនិពន្ធមួយដែលយកបទនៀកពាន់អស់ពឹសនេះឲ្យលោកសឹកលោកចឹកសៀងសំណងជាអ្នកច្រៀងលោកចឹកសៀងសំណងនេះក៏មានទេពកោសល្យជាអ្នកចម្រៀងសំនៀងក្រអួនក្រអៅណាខ្ញុំស្រឡាញ់ទឹកដមសំនៀងចូលចិត្តទឹកដមសំនៀងរបស់គាត់ណាគាត់មានចម្រៀងច្រើនបទដែរគាត់ច្រៀងបទលោកស៊ីនសមុទ្របានព្រោះយើងថាកុំនិយាយថារឿងដូចសំឡេងលោកស៊ីនសមុទ្រប៉ុន្តែគាត់ច្រៀងបានចម្រួសព្រោះណាលោកចឹកសៀងសំណងគឺអ្នកខ្លះស្គាល់តែលោកសៀងសំណងទេតាមពិតឈ្មោះពេញរបស់គាត់គឺចឹកសៀងសំណងហ្នឹងគឺគាត់យកលោកខៀវកថាពេលដែលនិពន្ធបទនៀកពាន់អស់ពឹសហ្នឹងគឺយកបទនេះឲ្យលោកចឹកសៀងសំណងច្រៀងដើម្បីតាមពិតមិនពិបាកទេដោយសារតែ melody នេះគឺជាទំនុកភ្លេងចាស់របស់មរតកដើមរបស់លោកស៊ីនសមុទ្រនឹងមកមានបទហោរាទស្សន៍ទាយនឹងស្រាប់ហើយអញ្ចឹងគាត់គ្រាន់តែធ្វើទំនុកច្រៀងថ្មីតែប៉ុណ្្នឹងឯងលោកខៀវកថាគាត់គ្រាន់តែនិពន្ធទំនុកច្រៀងថ្មីគឺខ្លឹមសារថ្មីដែលគាត់ដាក់ចំណងជើងថាហោរាទស្សន៍ទាយសំទោសនៀកពាន់អស់ពឹសដែលមែនតើទៅគឺគាត់រៀបរាប់អំពីទុកសោកនៃការឈឺចាប់របស់គាត់អំពីការបាត់ទឹកដីខ្មែរទៅវៀតណាមនិងទៅថៃគាត់និយាយអំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់គឺរឿងខ្មែរសុរិនក៏បាត់ដីទៅថៃខាងលិចហ្នឹងក៏បាត់ខាងកើតហ្នឹងក៏បង់ដែរដោយសារតែខ្មែរកម្ពុជាក្រោមដីទៅវៀតណាម
អញ្ចឹងដែលគាត់និយាយចំណងជើងនាគពាន់អស់ពឹសហ្នឹងក៏គាត់សំដៅទៅលើថានាគពាន់ដែលឈរយ៉ាងត្រដែតនៅក្នុងទឹកដីអាណាចក្រកម្ពុជានេះហេតុអីក៏អស់ពោះអស់ពឹសមិនអាចនឹងការពារទប់កុំឲ្យដីខ្មែរបាត់ទៅបរទេសជិតខាងបានណាគាត់ស្រណោះណាគាត់និយាយថានាគពាន់អស់ពឹសคล้ายខ្លួនជាថ្មអប្សរាកែណឈរស្រក់ទឹកភ្នែកបាយ័នក្តោបមុខសោការសង្វែកតាព្រំយំស្រែកស្ទើរបែកលោកីគាត់ថាប្រាងព្រះវិហាររងាម្នាក់ឯងស្រែកធ្ងោក្តែងក្តែងខ្លាចបដូរឈ្មោះថ្មីដូចកម្ពុជាក្រោមសរិនសពថ្ងៃក្រុងខ្មែរដល់ល្បីសៀមយួនយកអស់ខាងលិចក៏បាត់ខាងកើតក៏បង់កណ្ដាលលិចលងស្ទើរលួសព្រលឹងក្នុងភ្លើងសង្គ្រាមចោលសាច់យកឆ្អឹងដំរីក្បាលរឹងជលភ្នាល់ជីវិតទល់ដែនដាច់ខ្សែខ្មែរស្ទើរដាច់ពូជសៀមយួនកំហូចលួចប្លន់មិនគិតយកស្រីតាក់ស្នែយកប្រាក់តាក់ចិត្តថ្ងៃក្រោយដីពិតខ្មែរនៅប៉ុណ្ណាបទនេះគឺលោកនិពន្ធតាំងពីឆ្នាំ1990បងប្អូនឥឡូវមើល2026 30ឆ្នាំហើយ35ឆ្នាំហើយបទនេះប៉ុន្តែវាមានអត្ថន័យវាហាក់បីដូចជាលោកទើបតែនិពន្ធម្សិលមិញនេះបើទោះបីជាលោកទទួលអញ្ញកម្មខ្ញុំសូមឧទ្ទិសស្នាដៃនេះទៅដល់លោកកថាដែលបានចែកឋានទៅឲ្យសូមឲ្យលោកទៅកាន់សុគតិភពចោះឲ្យបានសុខសាន្តចោះព្រោះលោកសរសេរបទនេះវាត្រូវនឹងពេលដែលលោកស្លាប់ទៅហ្នឹងគឺឥឡូវនេះទឹកដីខ្មែរយើងត្រូវថៃលេបអស់76កន្លែងទៀតប្រាងប្រាសាទខ្មែរប្រាសាទខ្នាប្រាសាទតំនតូចប្រាសាទតំនធំប្រាសាទតាក្របីដល់ប្រាសាទព្រះវិហារក៏នៅតែឈរគ្មានពឹសគ្មានពុលអីគ្មានពឹសដើម្បីអាចបង្ក្រាបថៃអីបានសោះរឿងនេះគឺវានៅដិតជាប់អារម្មណ៍របស់ខ្មែរយើងទៀតចឹងហើយបានជាបទនេះពេលដែលផ្សាយទៅគឺបងប្អូនមានការជក់ចិត្តយ៉ាងខ្លាំងហើយអ្នកខ្លះស្រក់ទឹកភ្នែកម្ដងទៀតបងប្អូនបទនេះគឺជាបទសំនៀងដើមរបស់លោកស៊ីនស៊ីសមុទ្រហោរាទូទាយឬក៏បណ្ដាំហោរាដែលយកមកកែប្រូលឡើងវិញថ្មីទាំងអស់ដោយលោកខៀវកថាហើយច្រៀងឡើងវិញដោយលោកចឹកសៀងសំណងកាលពី30ឆ្នាំមុនជាងតែឥឡូវនេះខ្ញុំបានច្រៀងសាកល្បងឡើងវិញទៅក៏មានបងប្អូនចូលចិត្តដែរហើយសូមអរគុណយ៉ាងច្រើនដែលបងប្អូនចូលចិត្តចម្រៀងនេះខ្ញុំគ្រាន់តែគិតថាចម្រៀងនេះវាហាក់បីដូចជានៅមានខ្លឹមសារនិងអត្ថន័យដដែលបាទឥឡូវបន្តទៅទៀតតកតងនឹងរឿងស្ត្រីខ្មែរដ៏ក្លាហានម្នាក់ទម្លាយរឿងកប់ជាង50ឆ្នាំអំពីការជួញដូរសំទោសការជួយគ្នានៅក្នុងគ្រាក្រក្នុងសម័យខ្មែរក្រហមបាទគឺស្ត្រីដែលមានរហស្សនាមថាម៉ាដាម Navy ដែលជាខ្មែរអាមេរិករស់នៅរដ្ឋ Minnesota តែគាត់បានផ្ដល់បទសម្ភាសន៍ឲ្យខ្ញុំសម្ភាសគាត់ខ្ញុំបានចាក់ផ្សាយរួចទៅហើយបងប្អូនអាចរកបទសម្ភាសន៍នេះនៅ YouTube របស់ខ្ញុំក៏បានដែរដែលគាត់និយាយអំពីការជួយសង្គ្រោះជនជាតិអាមេរិកពីររូបគឺលោក Sean Flynn និង Dana Stone ដែលជាអ្នកកាសែតphoto journalist បានន័យថាជាអ្នកកាសែតផ្នែកខាងថតរូបពីសង្គ្រាមពីអីហ្នឹងហើយត្រូវខ្មែរក្រហមចាប់យកទៅធ្វើទរណកម្មតែគាត់បានជួយឲ្យបានរួចអាយុជីវិតបានយូរក្រែលដែររហូតតតែបែកគ្នាហើយមិនដឹងទៅទីណាឥឡូវនេះអ្នកទាំងអស់នោះក៏អត់ទាន់បានទៅដល់ផ្ទះវិញដែរដែលគេសន្មតថាស្លាប់នៅក្នុងរបបខ្មែរក្រហមនោះទៅហើយសាច់រឿងនេះគឺមានភាពប្រតិកលាគ្នារហូតដល់តែម្ដាម Navy នេះគឺស្គាល់លោកអ៊ំកវីចិត្តជាយ៉ាងជិតស្និទ្ធលោកអ៊ំកវីចិត្តជាគឺជាម្ចាស់បទជំរំស្ទឹងសែនដែលគេយកមកកន្លែងជាស្ទឹងសែនប៉ារីឯណានោះខ្ញុំនឹងមានប្រវត្តិសាច់រឿងនេះនឹងជម្រាបជូនបងប្អូនលម្អិតទៅទៀតនៅភាគក្រោយៗទៅទៀតក៏ប៉ុន្តែបងប្អូនខ្លះស្ដាប់រឿងនេះហើយថាជក់ចិត្តចង់បានស្ដាប់ភាគតទៅទៀតខ្ញុំនឹងអញ្ជើញគាត់ដើម្បីបានសម្ភាសបន្តភាគបន្តទៅទៀតតកតងនឹងរឿងជួយសង្គ្រោះនិងប្រវត្តិសាវតានៃសាច់រឿងរបស់គាត់នៅក្នុងសម័យខ្មែរក្រហមនិងការជួយសង្គ្រោះមិនមែនតែជនបរទេសទេគឺជួយសង្គ្រោះជនជាតិខ្មែរដោយទាំងលោកអ៊ំកវីចិត្តជានឹងទៀតដែលអ៊ំស្រីណែម៉ាដាម Navy នឹងគាត់ជួយណាហើយទៅសាច់រឿងនេះស្ដាប់ទៅវាដូចជាពាក់កណ្ដាលទីតែបងប្អូនស្ដាប់ចប់ភាគទាំងអស់បងប្អូននឹងយល់សាច់រឿងស៊ីជម្រៅនៅប៉ុណ្ណាទុកឲ្យបងប្អូនឆ្ងល់សិនហើយតាមដានព័ត៌មាននេះបន្តទៅទៀតខ្ញុំនឹងបង្ហោះវីដេអូសម្ភាសន៍នេះនៅក្នុង Facebook របស់ខ្ញុំក្រោយខ្ញុំចប់ផ្សាយនេះទៅបន្តិចទៀតនេះដែរដើម្បីឲ្យបងប្អូនដែលល្អូលតមថាទៅមើល YouTube គេកាត់លុយអស់ច្រើនពេកមើល Facebook អត់សូវចុះលុយខ្ញុំក៏នឹងធ្វើឲ្យវីដេអូនេះមានលើ Facebook ដើម្បីឲ្យបងប្អូនអាចនឹងបានមើលកុំឲ្យចុះលុយដែរបាទសូមអរគុណបាទឥឡូវចូលដល់ព័ត៌មានបន្តទៀតតកតងនឹងអាមេរិកស្វាគមន៍វេណេស៊ុយអេឡាដែលដកខ្លួនចេញពីសមាជិកតុលាការអន្តរជាតិ ICC អាមេរិកសប្បាយណាស់នៅពេលដែលឮរដ្ឋាភិបាលវេណេស៊ុយអេឡាថ្មីនេះដែលគេចាប់ផ្ដើមដកខ្លួនពីសមាជិកតុលាការព្រំដែនអន្តរជាតិ ICC អញ្ចឹងបានន័យថាពេលវេណេស៊ុយអេឡាដកខ្លួនទៅ ICC នៅសល់សមាជិកតែ124ប្រទេសសប្ងៃ125ដកនេះគឺវេណេស៊ុយអេឡាគេធ្វើផ្គាប់ចិត្តអាមេរិកព្រោះអាមេរិកប្រហែលថ្ងៃនេះគាត់ធ្វើយុទ្ធនាការរំលាយអង្គការចាត់តាំងរបស់តុលាការព្រំដែនអន្តរជាតិនេះដោយសារអះអាងថាជាតុលាការនយោបាយជាតុលាការមួយចង់រំលោភដែនអធិបតេយ្យអាមេរិកព្រោះចង់ផ្ដន់ទាទោសទាហានអាមេរិកតែអាមេរិកថាតុលាការគេល្អហើយអត់ចាំបាច់ទៅកាត់ទោសនៅសាលាព្រំដែន ICC នឹងទេអញ្ចឹងដោយសារ ICC ចង់ស៊ើបអង្កេតទាហានអាមេរិកយកទៅផ្ដន់ទាទោសអញ្ចឹងអាមេរិកមានយុទ្ធនាការរំលាយចោលដល់អញ្ចឹងទៅប្រទេសសម្ព័ន្ធមិត្តអាមេរិកដូចជាវេណេស៊ុយអេឡានេះគេចាប់ផ្ដើមគាប់ចិត្តអាមេរិកក៏ចាប់ផ្ដើមដកខ្លួនចេញមកបន្តិចទៀតនឹងមានប្រទេសផ្សេងទៀតដកខ្លួនជាបដាបដាអញ្ចឹងមានអីឆ្ងល់ទេបងប្អូននេះជារឿងនយោបាយប៉ុន្តែតុលាការនេះនឹងមិនរលាយទេតុលាការព្រំដែនអន្តរជាតិនេះបង្កើតដោយលក្ខន្តិកៈក្រុងរ៉ូមមិនមែនបង្កើតឡើងដោយលោកត្រាំទេដូច្នេះគេនឹងមិនរលាយទេគាត់ថានេះគឺជានយោបាយដើម្បីឲ្យបន្សាបនយោបាយតុលាការនេះកុំឲ្យបាក់ទឹកចិត្តទាហានអាមេរិកដែលកំពុងតែវាយនៅអ៊ីរ៉ង់ហើយតកតនឹងអ៊ីរ៉ង់ហ្នឹងអាមេរិកលោកត្រាំគាត់ថាសង្គ្រាមនៅអ៊ីរ៉ង់នេះប្រហែលជាមួយខែទៀតចប់ហើយគាត់ថាវាយសន្ធប់ឲ្យអស់ចេះមួយខែទៀតចប់គាត់ថាទៅចឹងគាត់ថាចប់តាំងពី3សប្តាហ៍6សប្តាហ៍អីដំបូងឥឡូវមកប្រហែលខែបងប្អូនតាំងខែ2មក6ខែហ្នឹង5ខែឥឡូវគាត់ថានៅ3សប្តាហ៍ទៀតចប់ជឿគាត់សិនណាកុំឲ្យនេះឆាប់ចប់
ក្រៅពីរឿងនេះគឺម្សិលមិញមានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់មកផ្ដល់បទសម្ភាសន៍ឲ្យទូរទស្សន៍អាមេរិកវិទ្យុឬសារព័ត៌មានអាមេរិកហ្នឹងគឺគេនិយាយថាតើអ៊ីរ៉ង់ពិតជាកំពុងលួចចរចាមួយអាមេរិកហ្នឹងមែនទេរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់មកនេះគាត់ថាអត់មានចរចាអីទាំងអស់គឺអាមេរិកថាជាថាពួកគាត់អត់មានចរចាគាត់ការពារដែនអធិបតេយ្យរបស់អ៊ីរ៉ង់ដល់ដំណាក់កាលចុងក្រោយថ្ងៃណាថ្ងៃហ្នឹងគាត់និយាយចឹងតែរឿងចរចាគាត់ថាអត់ចរចាផងពួកគាត់ថាចរចាមួយអាមេរិកចាប់ដៃជាន់ជើងរាល់ដងអញ្ចឹងឈប់ចរចាទៅតាមដំណើរអញ្ចឹងទៅយីអស់ចាដែរអ៊ីរ៉ង់ហ្នឹងប៉ុន្តែអាមេរិកក៏អត់ប្រដាក់ដៃដែរបាទអញ្ចឹងខ្ញុំ slash ព័ត៌មាននេះចូលដល់ព័ត៌មានចុងក្រោយតាក់ទងនឹងឥណ្ឌាម្ដងរដ្ឋមន្ត្រីអប់រំឥណ្ឌាលាចេញពីតំណែងក្រោយផ្ទុះការតវ៉ារឿងបែកធ្លាយវិញ្ញាសាប្រឡងឬមន្ត្រីរដ្ឋការតាមពិតប្រហែលថ្ងៃនេះយើងឃើញហើយបងប្អូនគឺក្រមយុវជនក្រមប្រជាពលរដ្ឋឥណ្ឌានឹងគឺផ្ទុះតវ៉ាពេញដងផ្លូវហើយអាជ្ញាធរប៉ូលីសនឹងបីដបងហ្មងសពងយកហ្មងអូយយ៉ាប់មែនតើប៉ុន្តែឥឡូវនេះដោយសារតែមូលហេតុនៃការដែលតវ៉ានេះគឺប្រជាពលរដ្ឋថ្នាក់នឹងអាជ្ញាធរក្រសួងអប់រំដែលធ្វើឲ្យបែកធ្លាយវិញ្ញាសាប្រឡងឬមន្ត្រីរដ្ឋការចូលធ្វើការរដ្ឋហើយដល់អញ្ចឹងទៅអាបែកធ្លាយឯកសារហ្នឹងវាធ្វើឲ្យវិញ្ញាសាហ្នឹងលេចធ្លាយដល់អ្នកដែលគេយកទៅចម្លងទៅវាធ្វើឲ្យគេជាប់ធ្វើឲ្យអ្នកក្រអីគ្នាអត់អាចប្រឡងចូលធ្វើការរដ្ឋព្រោះម្នាក់ចង់ធ្វើការរដ្ឋណាបានគ្រាន់បើជីវភាពទូធាអីជាងធ្វើការអត់ទៅមានការងារធ្វើអញ្ចឹងណាម្នាក់ដដើមហើយដដើមចូលអត់បានដោយសារតែមានអំពើពុករលួយបែកធ្លាយវិញ្ញាសាប្រឡងហ្នឹងធ្វើឲ្យគ្នាអ្នកខ្លះចង់សម្លាប់ខ្លួនទៀតទៅព្រោះអីខំប្រឡងអត់ជាប់ទៅជាប់តែអ្នកដែលលួចវិញ្ញាសាប្រឡងនឹងបានហើយទៅគេបន្ទោសក្រសួងអប់រំឬរដ្ឋមន្ត្រីក្រសួងអប់រំនឹងទាមទារឲ្យចុះពីតំណែងរាល់ដងគាត់ថាអត់ចុះទេក៏ប៉ុន្តែឥឡូវនេះគឺជាមិនផុតក៏គាត់សម្រេចលាលែងពីតំណែងទៅហើយប្រជាអ្នកតវ៉ាហ្នឹងក៏មានការស្ងប់ចិត្តខ្លះប៉ុន្តែមិនស្ងប់ចិត្តច្រើនពេកទេដោយសារតែបញ្ហានៅប្រទេសឥណ្ឌានេះគឺមិនមែនតែរឿងមួយហ្នឹងហើយនេះជាលើកដំបូងហើយដែលថ្នាក់ដឹកនាំរបស់ក្រសួងចោះចាញ់បាតកោព្រោះឥណ្ឌាកម្រចោះចាញ់វាយឯងប៉ោងខ្នងរដងហ្នឹងប៉ោងចម្លក់បាទហើយឥឡូវនេះបាតកោគេមានទឹកមាត់ប្រៃគេថារដ្ឋមន្ត្រីក្រសួងអប់រំចោះចេញពីតំណែងទាមទារឲ្យអាជ្ញាធរទទួលខុសត្រូវតាក់ទងរឿងវាយបាតកោទៀតវាយដោយដំបងហ្នឹងឥឡូវហ្នឹងទៅវែងទៀតបងប្អូនតែខ្ញុំឆ្លេះរឿងនេះប៉ុណ្ណេះចុះឲ្យតែបងប្អូនបានដឹងខ្លះៗតែប៉ុណ្ណឹងចឹងការផ្សាយរបស់ខ្ញុំសន្មតថាចប់ត្រឹមប៉ុណ្ណេះអរគុណបងប្អូនដែលបានប្រងត្រាប់ស្ដាប់តាមពីដើមរហូតដល់ចប់យើងជួបគ្នានៅរាត្រីនេះតាមពេលវេលាម៉ោងប្រហែលជា9កន្លះយប់អីមិនដល់10ពេកទេព្រោះអីថ្ងៃច័ន្ទខ្ញុំធ្វើការបាទសូមអរគុណច្រើនខ្ញុំសូមជម្រាបលា